Ui, nè chị. Chọc phím. Ôi, sợi sàn mà nó không mà nó hai. Mà nó không mà nó men tí, mình ăn tới lui tí. Cái bị bác này chỉ mỗi tiếng tiếng trong xoay đọc cục tí tí. Tênประวัติการบอtrong cài đọc bóng từ nơi tông hay. Tị bấmพักtrong cái khai sạc bóng. Ê, nơi trong rụng ní, khi ông còn thằng hai đàn ta, ai thua về tọ. Bạn hai mà nó mới chán na để sao? Lẹ khăn phong thế. Bóng pro. Ơi, bạn, mà nó mới chán na, để sao lẹ khăn phong thế. Nè nãy hiên mưa trong phải cọp này cái tranh. Bóng. Hai ấy là luôn bóng miền khăn mình say. Bóng miền mình say hay ấy. Miền thế, miền màu nào? បងប្រាលុយទិញមែនទេខ្ញុំប្រាប់បងច្រើនដងហើយថាមនុស្សស្រីតាមផ្លូវមិនស្អាតបាត់ទេបើបងត្រូវការខ្ញុំអាចរកឲ្យបងបានបានហើយមកធ្វើស្អីទៀតហើយខ្ញុំលំបាកចិត្តធ្វើសត្វទៅហើយគឺមនុស្សស្រីតកូលឈិននោះអីស្គាល់នេះណាទេតកូលឈិនជាតកូលនំមុខថែមទាំងបំរើតកូលហាងទៀតផងបងហេតុអីនៅសុកសុកបានសួរបាត់នេះឬមួយមានមនុស្សតកូលឈិនធ្វើឲ្យបងមិនពេញចិត្តមិនអញ្ចឹងខ្ញុំធ្វើតកូលឈិនលេងបានបញ្ហាតែងទួយទេមិនចាំបាច់ហៅដល់ថ្នាក់ទេណាក៏បានបងប្រកាសចិត្តណាថាមិនត្រូវការជំនួយពីខ្ញុំប្រកាសចិត្តណាខ្ញុំអាចកាយខ្លួនឯងបានអូខេហើយខុសកំណត់ខ្ញុំស្អែកនេះបងត្រូវតែមកណាដល់ពេលហ្នឹងខ្ញុំនឹងចាត់ការគ្រប់យ៉ាងជំនួសបងស្អែកនេះខុសកំណត់នេះមែនទេខ្ញុំហើយបងខ្ញុំស្វែងរកបង3ឆ្នាំពេញណាកុំចិត្តអាក្រក់ពេកអីអូក៏បានទៅក៏បានដែរអូខេស្អែកនេះខ្ញុំឲ្យមនុស្សយកកាន់ចេញទៅឲ្យបងណាបានណាបងស្អែកនេះជួបគ្នាអត្តសញ្ញាណខ្ញុំពេលនេះជារឿងមកចាត់នៅកន្លែងដែលមិនគួរបង្ហាញខ្លួនចាត់ការខ្ញុំផងណាចាបាននាងហាន់ចាំទុកណាបញ្ជារបស់បងគឺជាបញ្ជារបស់ខ្ញុំនាងត្រូវធ្វើតាមគ្រប់យ៉ាងចាត់ដឹងហើយថងសៀវចុះមកក្រោមថងសៀវមើលអ្វីដែលឯងធ្វើទៅខ្ញុំធ្វើអីនៅមានមុខមកសួរទៀតមុនថ្ងៃឈិនហៅត្រឡប់មកវិញឯងទៅនៅជាមួយប្រុសផ្សេងនៅខាងក្រៅមែនទេថែមទាំងថតរូបបានទៀតពិតជាគ្មានគេខ្មាស់ខ្វះការសិក្សាគេឈ្មោះត្រកូលທາງត្រូវបាត់បង់ព្រោះតែឯងនឹងហើយអ៊ំទី2អ៊ំមិនឃើញទេមានមនុស្សតាំងចិត្តចង់ទៅអ្នកកំហុសខ្ញុំណាយន់ហើយស៊ីជាមនុស្សសភាពរៀបសារមករហូតនាងប្រហែលមិនធ្វើរឿងបែបហ្នឹងទេផ្ទះដៃមកខាងមិនលឺទេបើនាងមិនបានធ្វើពិតមែនមកត្រូវអ្នកដទៃមួយបង្កាច់បានយ៉ាងម៉េចឃើញច្បាស់ថានាងកំពុងជាប់តាក់ខ្លួនឯងហើយខ្ញុំជាប់តាក់ខ្លួនឯងមែនទេ20ឆ្នាំនេះខ្ញុំធ្លាប់និយាយជាមួយអ្នកណាធ្លាប់តាក់ទងជាមួយអ្នកណាខ្លះបើចង់ឲ្យនិយាយទោះបីជាខ្ញុំធ្វើវាជាសេរីភាពរបស់ខ្ញុំគ្មានអ្វីតាក់ទងជាមួយអ្នកណាទេវាមិនមែនជារឿងងាយស្រួលទេដែលយើងត្រូវទៅអង្វរផ្ដល់ឱកាសឲ្យឯងរៀបការជាមួយត្រកូលឈិនតែបើព្រោះតែរឿងនេះធ្វើឲ្យការរៀបការខកខាននោះរឿងនឹងមានបញ្ហាដល់ត្រកូលហាន់ណាទទួលខុសត្រូវតែអ៊ំទី2ខ្លាចព្រោះរឿងនេះមែនហើយខ្ញុំភ្លេចទៅសារធាតុដែលបញ្ញាប់ឲ្យខ្ញុំរៀបការចូលគ្រួសារត្រកូលហាន់លឿនដល់ថ្នាក់ហ្នឹងក៏ព្រោះតែខាងឈិនក៏របស់អ៊ំសវឹងស្រាធ្វើឲ្យត្រកូលហាន់មិនពេញប្រទេសដែរបើឯងគ្មានគេខ្មាស់ទោះបីត្រកូលហាន់ជួបបញ្ហាក៏ដោយតែយើងក៏នៅតែខ្វល់ពីត្រកូលឈិនបើឲ្យយើងនិយាយបញ្ញាប់បញ្ជូនមនុស្សទៅរកលោកម្ចាស់ឈិនឆាប់ទៅសុំទូគេទៅម៉ែឈៀននិយាយត្រូវឥឡូវនេះត្រកូលឈិនខ្លាចជាមហាសេដ្ឋីនៅក្រុងតុងហៃថែមទាំងត្រកូលហាន់នៅពីក្រោយខ្នងទៀតនេះជារឿងបន្ទាន់បញ្ញាប់បញ្ជូនមនុស្សទៅកន្លែងហ្នឹងទៅថងសៀវបញ្ហានេះអញជាអ្នកបង្កគួរតែកែប្រែដោយខ្លួនឯងផ្ទាល់ក្រោយពីទៅកន្លែងហ្នឹងក៏បញ្ញាប់ទៅទទួលកំហុសជាមួយលោកម្ចាស់ឈិនហើយសូមឲ្យគេអញ្ជើញយើងទៅកម្មវិធីខួបកំណើតត្រកូលហាន់អញលឺហើយនៅបញ្ហាកាត់ឡើងព្រោះតែខាងឈិនហេតុអីខ្ញុំត្រូវរៀបការជាមួយឈិនហើយណាដើម្បីកែបញ្ហាត្រកូលយើងសម្ដីលយខ្លាំងណាស់អញមិនស្ដាប់យើងឯងជឿថាឯងកុំភ្លេចឲ្យសោះគ្រប់យ៉ាងដែលឯងមានគឺត្រកូលថាជាអ្នកឲ្យឯងកន្លងមកគ្មានអ្នកណាចាប់អារម្មណ៍សុខភាពឬអារម្មណ៍របស់ខ្ញុំទេគ្រប់គ្នាចាប់អារម្មណ៍តែខ្លួនឯងបើវាខ្លាំងទៅជាបែបនេះហើយហេតុអីក៏ខ្ញុំត្រូវបោះបង់ក្តីសុខខ្លួនឯងដើម្បីគ្រប់គ្នានោះឈប់និយាយទៅឯងគឺជាអ្នកណាសម្រុកចូលទីនេះបានយ៉ាងម៉េចខ្ញុំឈ្មោះវ៉ាន់តុងការពិតឯងជាអ្នកបើកឡានម្នាក់នឹងតើមែនហើយឯងពិតជាប្រហែលខ្លាំងណាស់ហ៊ានចូលមកយ៉ាងនេះសមត្ថភាពត្រកូលທາງมันអាចមានសមត្ថភាពមកគាត់ខ្ញុំបានទេនេះឯងលោកមកទីនេះក្រែងខ្ញុំប្រាប់ឲ្យលោកកិច្ចចេញឯងខ្ញុំប្រាប់ហើយថាខ្ញុំជាអ្នកទទួលខុសត្រូវបើសិនជាមានអ្នកណាម្នាក់ហ៊ានសាងបញ្ហាឲ្យនឹងពិបាកនោះខ្ញុំមិនទុកមុខអត់ទៀតទេលោកអាចជួយខ្ញុំបានយ៉ាងម៉េចលោកគ្រាន់តែជាអ្នកបើកឡាននឹងអាចជួយខ្ញុំកែបញ្ហាបានដែរលោកអាចចាត់ការជាមួយឈិនហើយណានបានមែនទេឈប់ប្រដេប្រដាស់ទេព្រោះតែឯងអាក្មេងសុំទៀនឯងបំផ្លាញភាពបរិសុទ្ធកូនស្រីយើងម៉ាក់រឿងនេះមិនតាក់ទងនឹងគេទេណែបញ្ញាប់ដល់ថ្នាក់ហ្នឹងអីយប់មិញពួកឯងទាំងពីរនៅមិនទាន់មានអីជាមួយគ្នាទេមែនទេហាសៀវប្រាប់ការពិតដល់ម៉ាក់មកនិយាយមកទាំងអស់គ្នាបានដេញដោលឲ្យខ្ញុំទទួលយកយ៉ាងគ្មានគេខ្មាស់បានឲ្យវាទៅតាមគ្រប់គ្នាត្រូវការទៅមែនហើយខ្ញុំនឹងវ៉ាន់តុងគឺជារឿងពិតថងសៀវអញធ្វើយើងខកបំណងខ្លាំងណាស់ឆាប់សុំទោសអ្នកម៉ាក់ភ្លាមទៅថងសៀវអញក៏ជាដូចម្ដាយឯងមែនចរិតមិនចេះអភិវឌ្ឍខ្លួនឯងទេមីស្រីរមិលគុណមីទូរយុះស្រីគ្មានគេខ្មាស់ខ្លួនឯងមានចំណងហើយនៅហ៊ានតាក់ទងជាមួយអ្នកបើកឡានហេតុអីនៅមិនទាន់លុបជង្គង់សុំទោសទៀតអ្នកបើកឡានតើវាយ៉ាងម៉េចមនុស្សដែលអ្នកគ្រប់គ្នានិយាយដល់និយាយតែពីអនាគតផលប្រយោជន៍ចាប់អារម្មណ៍តែខ្លួនឯងគ្មានម្នាក់ដែលក្រោកឡើងជួយខ្ញុំទេខ្ញុំមិនខ្វល់ថាគេជានរណាទេគេជាមនុស្សរបស់ខ្ញុំកូនឈិនត្រឡប់មកហើយលោកប្រឈិនលោកមកបានយ៉ាងម៉េចហ្នឹងលោកប្រឈិនលោកមកហាន់ជិញអង្គុយសិនមកជិញអង្គុយប្រកបណាខ្ញុំមករកគូដណ្ដឹងរបស់ខ្ញុំថងសៀវមិនកំប្រមើលថៃអ្នកប្រឈិនទៅហេតុអីក៏មិនធ្វើខ្លួនឯងទៅនាងហេតុអីគូដណ្ដឹងរបស់ខ្ញុំមិនរួមដៃជាមួយអញ្ចឹងរឿងនេះគិតថាយើងទើបតែត្រឡប់មកប្រទេសចិនរឿងជុំមិនគិតថាខ្ញុំមិនដឹងទេលោកប្រឈិនពួកយើងអាចអធិប្បាយបានខ្ញុំនឹងឲ្យអ្នកស្រីបកស្រាយបើបកស្រាយមិនត្រឹមត្រូវប្រកាសជាទទួលផលដែលតាមមក
គឺវាត្រឹមតែជាអ្នកបាក់ឡានល្ងងម្នាក់ដែលរកផលប្រយោជន៍ពីកូនស្រីខ្ញុំពីកំពង់ស្វឹងទើបធ្វើរឿងបែបហ្នឹងមែនហើយរឿងទាំងអស់នេះព្រោះតែអាម្នាក់ហ្នឹងគ្មានអីពាក់ព័ន្ធនឹងស៊ីវយើងទេជឿខ្ញុំចោះណា ការពិតជាឯងហ៊ានប៉ះពាល់មនុស្សស្រីរបស់សិនហៅណាន រឿងនេះមិនតេតតនឹងគេទេមានអីនិយាយជាមួយខ្ញុំមក ខាងសៀវនេះឯងចង់ធ្វើស្អីឯងចង់យកអាអ្នកបើកឡានលើកើម្នាក់ហ្នឹងឯងចង់សម្លាប់ពួកយើងមែនទេ ខាងសៀវនេះឯងមិនព្រមឈប់ទៀតមែនទេវាគ្រាន់ជាអ្នកបើកឡានបើវាស្លាប់ក៏លេងឲ្យវាស្លាប់ទៅមិនបាច់ទាំងវល់លោកឈិនឲ្យដោះលែងវាទេលោកឈិនជាមនុស្សមានចិត្តមេត្តាតែវាហ៊ានប៉ះពាល់កូនស្រីយើងនឹងសម្លាប់វាជាបំណាច់បំណែក នាងចង់ការពារវា គ្រប់យ៉ាងកាត់ឡើងព្រោះតែខ្ញុំបើលោកឈិនចង់សម្លាប់ឬកាប់ជាបំណាច់បំណែកខ្ញុំក៏ព្រមមិនពាក់ព័ន្ធនឹងគេទេ ល្អណាស់តែនាងគិតថាការដែលគូដណ្ដឹងរបស់ឈិនហៅណានហ៊ានចូលមនុស្សប្រុសចូលមកដោយចាយតម្លៃនេះវាសមមែនទេអត់ទេយើងនឹងជីកត្រកូលរបស់នាងហើយទម្លាក់ចូលរំដៅជាមួយគ្នា ឯងមានសិទ្ធិអីមកកាត់សក្តិឲ្យតកោខាងនោះ សិទ្ធមែនទេយើងប្រាប់ឯងទៅចុះក៏ព្រោះតែត្រកូលឈិនយើងជាអ្នកដឹកនាំនៅក្នុងក្រុងតងហៃត្រូវលោកតាហានពេញចិត្តបំផុតទាំងអស់នេះបានដែរទេខាងសៀវពីដំបូងនាងចង់រៀបការជាមួយខ្ញុំហើយនាងក៏ពេញចិត្តធ្វើជាមនុស្សរបស់ខ្ញុំអ្នកប្រជជនធ្វើឲ្យត្រកូលហានមិនពេញចិត្តយើងជួយបានតែបើនាងត្រូវការបាននេះវាពិតជាគួរឲ្យខ្មាស់អៀនខ្លាំងណាស់ហាងវាងជឺនេះជាកូនស្រីដែលនាងចិញ្ចឹមមក ខាងសៀវមិនថាឯងទទួលយកឬអត់តែអ្វីដែលឯងមានពេលនេះគឺជារបស់តកូលខាងទាំងអស់បើឯងនៅមើលឃើញថាយើងជាម៉ាក់ឯងឆាប់សុំទោសលោកឈិនឥឡូវនេះភ្លាមទៅ សៀវម៉ាក់ឯងធ្វើដើម្បីផលប្រយោជន៍ឯងទាំងអស់នឹងសូមកុំធ្វើឲ្យម៉ាក់ឯងលំបាកអីណា សុំទោស ថាម៉េច សុំទោស នាងគិតថាប៉ុណ្ណឹងគ្រប់គ្រាន់មែនទេ ចុះលោកត្រូវការអី ដល់ខោឯងចេញហើយលុតជង្គង់របស់ខ្ញុំបើមិនចេញខ្ញុំនឹងហែកវាចោលម៉ានេះគឺជាលិខិតអញ្ជើញទៅកម្មវិធីខួបកំណើតត្រកូលហានយើងត្រូវតែបានវាមកទើបមានឱកាសទៅសុំទោសត្រកូលហានណាម៉ា យើងដឹងសម្រាប់តកូលឈិនដើម្បីថ្ងៃអនាគតរបស់តកូលខាងយើងត្រូវបានការអញ្ជើញមួយនេះខាងសៀវឯងនៅធ្វើអីទៀតឆាប់ដោះចេញទៅលោកប្រឈិនកូនស្រីខ្ញុំជាគូនឹងដឹងរបស់លោកនេះជាកន្លែងសាធារណៈ មិនចង់រៀបការឲ្យមែនទេរហូតមកខ្ញុំគ្រាន់តែចាត់ទុកនាងជារបស់លេងតែប៉ុណ្ណោះ ឈិនណាវ៉ាន់ បានទុំលោកធ្វើអីហ្នឹង យើងសុំប្រាប់ទៅចុះរឿងនេះខាងសៀវជាអ្នកខាត់បងបំផុតពេលនេះគួរតែបញ្ចប់ពិធីភ្ជាប់ពាក្យតម្រូវទៅឯងធ្វើឲ្យយើងអាប់អោននៅក្នុងពិធីនេះចាំមិនមែនទេនេះសមត្ថភាពកូនប្រុសនៅតកោឈិនមែនទេ ចាំឯងមានសិទ្ធិស្អីមកប៉ះជើង បើយើងប៉ះឯងចង់ធ្វើស្អីយើងប្រាប់ឯងទៅចុះឯងចង់ធ្វើអ្វីជើងធ្វើអ្វីក៏បានប៉ុន្តែយើងប្រាប់ឯងមិនត្រូវប៉ះពាល់នាងជាដាច់ខាត ឯងចង់ឲ្យយើង អាសម្បត្តិអញ្ជើញឯងចង់យកទៅគម្រាមណា ឯង មនុស្សអាក្រក់ឯងគិតចង់សម្រាប់ត្រកូលខាងមែនទេមិនតូចលិខិតចេញតែឯងហែកមិញនេះទោះបីជាឯងដេកនៅក្នុងគុករាប់ជីវិតមិនអស់ក៏វាមិនគ្រប់ដែរ លោកប្រឈិនមិញនេះលោកឃើញផ្ទាល់ភ្នែកខ្លួនឯងហើយថាវាហែកកាត់អញ្ជើញដែលគ្មានការអនុញ្ញាតពីយើងវានៅតកូលខាងគ្មានអីតាក់ទងគ្នាទេ មិនហើយលោកឈិនជួយរកយុត្តិធម៌ឲ្យពួកយើងផងទៅ បានទុំមុនពេលដែលលោកធ្វើលោកផ្លាប់ទៅដល់លទ្ធផលដែលលោកត្រូវទទួលដែរទេដឹងទេថាឲ្យស្លាប់បានណាហេតុអីក៏ធ្វើទៀត គ្រាន់តែសម្បត្តិអញ្ជើញមួយស្លឹកមានន័យធំដុំទៅ តែនេះសម្បត្តិមកពីតកូលហាន់កដាស់មួយស្លឹកមានតម្លៃជាងនេះទៅទៀតអាចកំណត់ការស្លាប់របស់តកូលនៅក្នុងតង់ហែកបាន អូអញ្ចឹងហ៎យាយសុំផ្ញើសម្បត្តិព្រីននៅតកោខាងឲ្យខ្ញុំតែមកខ្ញុំត្រូវការប្រើ លោកធ្វើបែបនេះនៅមកខ្ញុំសប្បាយណាស់មែនទេ ជឿខ្ញុំទៅសម្បត្តិអញ្ជើញមិនយូរទេមកដល់ហើយ លោកនឹងនិយាយបែបនេះដល់ពេលណាទៀតសំបីតកូលខាងក៏គ្មានគុណសម្បត្តិគ្រប់គ្រាន់ដែលបានកាត់អញ្ជើញដែរលោកគ្រាន់តែជាអ្នកបាក់ឡានអាចទៅរួចដែរ ហើយអ្វីក៏មិនបាន នេះអាចចង់មានន័យថាបន្តិចទៀតនឹងមានមនុស្សយកសម្បត្តិអញ្ជើញមកទីនេះមែនទេ មែនហើយ និយាយស្ដីអត់ប្រយោជន៍វាងតុងបើឯងមានសមត្ថភាពធ្វើបានដល់ថ្នាក់ហ្នឹងឯងត្រឹមតែជាអ្នកបើកឡានទេ អ្នកបើកឡានតើប្រយ៉ាងម៉េចខ្ញុំដឹងថាគ្រប់គ្នាមើលងាយខ្ញុំតែខ្ញុំក៏មិនពេញចិត្តអ្នកប្រមាថដែរ បានហើយលោកមិនបាននិយាយទៀតទេអរគុណសម្រាប់ទឹកចិត្តណាខ្ញុំនឹងសូមឲ្យលោកឈិនដោះលែងលោកចាប់ពីថ្ងៃនេះទៅយើងមិនបាច់ជាពាក់គុណគ្នាទៀតទេ សំបោះឲ្យវាមែនទេវាមកពាក់ព័ន្ធជាមួយនឹងស្រីរបស់យើងមុនថែមទាំងហែកសម្បត្តិអញ្ជើញចោលទៀតទោះបីជាមានទេវតាមកទីនេះក៏ដោយក៏មិនអាចជួយវាបានដែរចូលមកកាត់ដៃកាត់ជើងវាបញ្ជូនទៅត្រកូលហានដើម្បីកាត់ទោសត្រកូលហានតង់ហៃមកដល់ហើយ ឈិនជីងហេតុអីក៏មកទីនេះបាន ឈិនជីងនាងគឺជារងប្រធានហានគ្រប់មនុស្សស្និទ្ធនឹងលោកហាន ហេតុអីក៏អ្នកធំដូចអ្នកនាងឈិនបានជាប្រញាប់មកទីនេះដើម្បីត្រកូលខាងយើងឬមួយក៏វាអាចទៅរួចថាព្រោះតែឈិនមិនមែនទេរឿងរបស់ឈិននៅមិនទាន់សម្រេចចិត្តនៅឡើយទេរងប្រធានឈិនប្រហែលមិនមកក្នុងពេលបែបនេះទេ បើអញ្ចឹងមកពីហេតុអីទៅឬមួយក៏មកពីអាអ្នកបើកឡាននេះពិតមែន មនុស្សដូចពួកវាអាចទៅរួចដែរមែនទេប្រធានរងឈិនមកដើម្បីមនុស្សបែបនេះធ្វើអីអញដើរផ្លូវកាត់ហើយ មែនតើបើសិនជាត្រកូលហានបានឃើញអាកប្បកិរិយាឯងមិញនេះឯងច្បាស់ជាស្លាប់គ្មានអីកប់ហើយរីករាយស្វាគមន៍ប្រធានរងឈិន ឈិនហាងណាម ប្រធានរងឈិនមិញនេះមានមនុស្សម្នាក់ដែលមិនស្គាល់ទៀបខ្ពស់គេហ៊ានហៅសម្បត្តិអញ្ជើញលោកហានតែចេញដោយតតដៃខ្ញុំកំពុងតែឲ្យគេកាត់ដៃកាត់ជើងគេបញ្ជូនទៅត្រកូលហានដើម្បីសុំកម្មាទោសខ្ញុំមិននឹកស្មានថាអ្នកស្រីអញ្ជើញមកទីនេះដោយផ្ទាល់ អ្នកណាដែលវាប្រហើន គឺវាម្នាក់នោះវាមិនត្រឹមតែជាអ្នកបើកឡានទេសម្រាប់ឯងមែនទេមិញនេះអួតក្អេងក្អាងឥឡូវនេះលែងហ៊ានហើយមែនទេ
ประเทศรองชันคือเกมเนี่ยนี่ไอ้เจเนี่ยให้สมบัติจืดนุครัวสายเยื้องคือมันเปียปอนเอาไว้ดี មែនហើយតកូនយើងគ្មានអីពាក់ព័ន្ធសុខបីតែបន្តិចណាប្រធានរងឈិនសូមពិចារណាផងទៅ នាយករងชันអញ្ចឹងអង្គុយតើខ្ញុំចំណាត់ចាត់ការរឿងនេះតើខ្ញុំចំណាត់ចាត់ការខ្ញុំនឹងរកពាក្យបកស្រាយរឿងនេះឲ្យលោកហានបានជាមិនខានទេវ៉ាងតុង អរុននេះសង្ហាដែនតានេះ លោកនឹងចាត់ការគេមែនទេ ប្រកបណាអ្នកដែលធ្វើខ្លួនមិនឲ្យតម្លៃត្រូវតែកែខៃឲ្យចំចំណុចដើម្បីឲ្យគ្រប់គ្នាបានឃើញ ប្រធានរងឈិនគេគ្រាន់តែជាអ្នកបាក់ឡានដែរមិនដឹងអីមិនមានស្មារតីក៏ប្រកាន់គេអីណាមិនមានស្មារតីមែនទេគ្រាន់តែមើលក៏ដឹងហើយអាកប្បកិរិយាមួយនេះទោះបីតែកូនហាន់ចេញមកក៏មិនប្រដៅអាកប្បកិរិយាដែរ មែនហើយមិញនេះប្រុសម្នាក់នេះបាននិយាយថានឹងឲ្យត្រកូលហានផ្ញើសពតមកនិយាយអួតក្អេងក្អាងហៅថាមិនមានស្មារតី វ៉ាងតុងចរិតអ៊ូតអេងក្អាងរបស់ឯងមិញក៏ជួយអ្វីមិនបានយ៉ាងម៉េចឥឡូវខ្លាចជាមនុស្សកោហើយអីលោកប្រឆិនចាត់ការទៅឲ្យអាមនុស្សក្អេងក្អាងបែបនេះទទួលកម្មនឹងទង្វើខ្លួនឯងទៅ មែនតើទង្វើរបស់ឯងមានតម្លៃដែលត្រូវចាយលើកក្រោយត្រូវចេះរៀនដាក់ខ្លួនផងទៅចាត់ការ ប្រធានរងឈិនរឿងទាំងអស់នេះកើតឡើងដោយសារខ្ញុំបើវ៉ាងតុងមានកំហុសអីអ្នកស្រីចង់ដាក់ទោសកណ្ដាលទោសខ្ញុំចុះ អាសៀវច្រើនឆ្នាំមកនេះឯងរស់សុខស្រួលព្រោះតែត្រកូលທາງឯងចង់អូសត្រកូលທາງធ្លាក់ជ្រោះព្រោះតែគេម្នាក់នឹងតែមិន ចាប់ ទេ ហើយត្រកូលທາງចាប់ហើយប្រធានរងឈិនខ្លួនខ្ញុំមិនបានសុំឲ្យអ្នកស្រីដោះលែងចាក់កតញ្ញូម្នាក់នេះទេតែសុំឲ្យអ្នកស្រីជួយដោះលែងត្រកូលທາງយើងផងបើចាំបាច់ត្រកូលທາងនឹងកាត់ដាច់សាច់ឈាមកតញ្ញូម្នាក់នេះម៉ែបាត់មាត់ជាកំហុសរបស់ឯងវ៉ាងតុងនេះជាអ្វីដែលឯងបង្កឡើងបើជាសភាពបរិបទទទួលស្គាល់នៅអ្វីដែលខ្លួនឯងធ្វើទៅ បាន ចាញ់ញីរីករាយដែលបានជួបលោកវ៉ាងមែនទេ មានន័យថាអ្វីដែលវានិយាយមកគឺជាការពិតមែនមិនអាចទៅរួចទេត្រឹមតែជាអ្នកបើកឡានធម្មតាមានទំនាក់ទំនងល្អជាមួយនឹងត្រកូលហាន លោកវ៉ាងតាមបញ្ជារបស់អ្នកស្រីនេះគឺជាសម្បត្តិដែលយកមកឲ្យលោកសូមទទួលយកផងទៅនេះជាសម្បត្តិអញ្ជើញពិតមែនទេ ប្រធានរងឈិនលោកស្រីប្រហែលជាច្រឡំហើយឃើញច្បាស់ថាវាគ្រាន់តែជាអ្នកបើកឡានលោកហានយកសម្បត្តិអញ្ជើញមកឲ្យវាបានយ៉ាងម៉េចថែមទាំងឲ្យលោកស្រីមកដល់ផ្ទាល់ទៀត ឈិនហើយណារឿងដែលតាក់ទងជាមួយតកូលហានលោកចង់មកតាក់ទងបានពីពេលណា ប្រធានរងឈិនកុំតន់អាចច្រឡំអីគឺខ្ញុំ អញ្ចឹងបាត់មាត់ទៅ ពេលនេះគិតថាខ្ញុំគឺជាអ្នកបោកប្រាស់តទៀតដែរទេ គឺមិនមែនបាត់នឹងទេគ្រាន់តែជាការយល់ច្រឡំ មែនហើយវាគ្រាន់តែជារឿងយល់ច្រឡំទេ ពេលនេះយល់ហើយមែនទេយល់ហើយហើយយល់កាន់តែច្បាស់ខ្ញុំធ្លាប់និយាយហើយមិនថាណាចង់ធ្វើបាននេះទេទោះបីជាមេរលំนุ่มរលាយក៏ដោយក៏ខ្ញុំការពីនេះដែរពេលនេះខ្ញុំរក្សាពាក្យសន្យារបស់ខ្ញុំទោះបីជាសម័យតូចមួយមកខំនេះក៏ដោយក៏ខ្ញុំមិនឲ្យវាខំនេះដែរជាធម្មតាមនុស្សខ្ញុំនេះក៏រົບតាមពាក្យសន្យាណាខ្ញុំឲ្យនាងជឿរើសនាងនៅជាតកូលឈិនទៀតឬក៏យ៉ាងម៉េចនោះក៏ស្រេចតែនាងទេណា តែបើខ្ញុំចង់ប្រាប់ថាអ្វីដែលខ្ញុំត្រូវការគឺភាពរីកចម្រើនហើយនឹងភាពថិតថេរដើម្បីនៅលើគ្រប់គ្នាវិញនោះ ខ្ញុំក៏ធ្វើតាមក្តីប្រាថ្នារបស់នាងដែរ ម៉ាក់នេះគឺជាសម្បត្តិអញ្ជើញពីត្រកូលហានពិតមែននេះយើងមានឱកាសចូលរួមពិធីខួបកំណើតដែលនាងហានហើយ តកូលហានរួចខ្លួនហើយមិននឹកស្មានថាមនុស្សដែលគ្មានកន្លែងទៅដូចអ្នកបើកឡានម្នាក់នឹងបើជាមានសមត្ថភាពពាក់ព័ន្ធនឹងតកូលហានថែមទាំងមានប្រធានរងឈិនជួយគ្រប់គ្រងពីក្រោយទៀតមិនគិតតតែសោះទោះបីជារឿងចៃដន្យតែខ្លាំងទៅជាយើងនឹងបានឲ្យកន្លងនោម មនុ មក ស្ស ទៅ ដូចពួកឯងនេះណែគ្មានប្រស្រីថែមទាំងក្បាលគ្មានខួរទៀត លោកប្រឆិននេះលោកចង់ប្រាប់ពីអ្វីទៅ ពួកអ្នកសាគិតរបស់ល្អទៅមើលថាតសញ្ញាណពិតរបស់លោកហានគឺជាអ្នកណាសូម្បីតែអ្នកទាំងអស់គ្នាក៏គ្មានសិទ្ធិចូលរួមហើយតែអត់ប្រយោជន៍អីជាមួយអ្នកបើកឡានហ្នឹងណែប៉ុន្តែអ្នកប្រឆាណាសម្បត្តិអញ្ជើញនេះប្រធានរងឈិនជាអ្នកយកមកអញ្ជើញដោយផ្ទាល់ហើយវាទៅជាខ្លាំងខ្លាយបានយ៉ាងម៉េចហើយអ្នកណាប្រាប់ថាសម្បត្តិអញ្ជើញនេះជាបញ្ជារបស់អ្នកស្រីធំ នេះលោកឈិនចង់ប្រាប់ថាវ៉ាងតុងជាមួយប្រធានរងឈិនស្គាល់គ្នាទើបតាក់ចិត្តបង្កើតស្ថានភាពតែគេគ្រាន់តែជាអ្នកបើកឡានវាមិនអាចទៅរួចទេដែលគេស្គាល់ប្រធានរងឈិននោះ គេថាខ្ញុំមកមិនបានត្រៀមខ្លួនមែនទេខ្ញុំបានពិនិត្យរួចហើយអតីតស្វាមីឈិនជីជាមួយនឹងវ៉ាងតុងធ្លាប់តស៊ូរួមគ្នានៅប៉ៃជីង លោកចង់ប្រាប់ថាប្រធានរងឈិនព្រមជួយវ៉ាងតុងក៏ព្រោះយល់ដល់ស្វាមីដែលស្លាប់ទៅតែអញ្ចឹងមែនទេ ឆ្លានតើខាងសៀវនាងក៏គិតថារនអ្នកណាម្នាក់បោះបញ្ឈប់ពិធីភ្ជាប់គ្នារបស់ជើងបាននាងត្រូវកំណត់ឲ្យខ្លះជារបស់លៀងជើងឲ្យទាស់តែបានបើមិនជឿចាំតែមើល ម៉ាក់ធ្វើបែបនេះធ្វើអីទៅកូនសម្លាញ់ប្រាប់ម៉ាក់មកកូនសម្លាញ់វ៉ាងតុងម្នាក់នឹងមែនទេអត់ទេ អញមិនបាច់កុហកម៉ាក់ទេមនុស្សប្រុសដូចគេណាទាំងក្លាហានទាំងមុខមុតទាំងស្មោះត្រង់មនុស្សបែបនេះអ្នកណាមិនចិត្តទុនទៅម្យ៉ាងវិញទៀតម៉ាក់ជឿថាបើគេមានពេលគ្រប់គ្រាន់ប្រកាសជាអាចបង្កើតអភិនិហាបានមិនខានទេតែថាកូនមិនអាចនៅខាងគេបានទេតកូលខាងរបស់យើងមិនអាចចាំបានទៀតទេម៉ាក់នឹងមិននិយាយឈិនហើយណាជាមនុស្សយ៉ាងម៉េចទេវ៉ាងតុងម្នាក់នឹងមិនអាចប្រៀបនឹងអ្នកប្រឆិនបានទេតែគេទទួលបានសម្បត្តិអញ្ចឹងណានឹងគ្រាន់តែជាសម្បត្តិអញ្ចឹងមួយសន្លឹកប៉ុណ្ណោះម៉ាក់មិនខ្វល់ទេថាវ៉ាងតុងនិងប្រធានរងឈិនមានតែអ្នកតំណងអីនឹងគ្នាតែតកូលរបស់នាងគឺឈិនមិនមែនហានទេបើគេមិនមានតកូលហានឲ្យពឹងពាក់ក៏គ្មានអ្វីដែរតែឈិនហើយណាខុសពីគេជាចាស់ប្រុសច្បងរបស់តកូលឈិនជាមនុស្សដែលមានតកូលឈិនបណ្ដុះបណ្ដាលមកច្រើនឆ្នាំហើយដូច្នេះហើយការជ្រើសរើសឈិនហើយណាគឺជារឿងដែលស័ក្តិសមបំផុតម៉ាក់ខ្ញុំគ្មានសិទ្ធិជ្រើសរើសទេមែនទេតកូលខាងខំចិញ្ចឹមឲ្យបាច់ឯងមកទាំងកិត្តិយសហើយនឹងភាពរុងរឿងដូច្នេះហើយរឿងនេះជាភាពទទួលខុសត្រូវដែលឯងមិនអាចគេចបានលុះត្រាតែវ៉ាងតុងមានប្រយោជន៍ច្រើនជាងឈិនហាងានខ្ញុំយល់ហើយកូនសម្លាញ់ស្ដាប់ម៉ាក់ណាកាត់ចិត្តពីវ៉ាងតុងទៅហើយក៏ត្រឡប់ទៅត្រូវគ្នាជាមួយនឹងលោកប្រុសឈិនតែបើខ្ញុំចង់ប្រាប់ថាអ្វីដែលខ្ញុំត្រូវការគឺភាពរុងរឿងហើយនឹងភាពថិតថេរដើម្បីនៅលើគ្រប់គ្នានោះ ខ្ញុំនឹងធ្វើតាមក្តីប្រាថ្នារបស់នាងចុះ វ៉ាងតុង
នឹងមានពេល2ម៉ោងទៀតមុននឹងកម្មវិធីចាប់ផ្ដើមមកទទួលខ្ញុំទៅលោកហ៊ានទេ តើនេះចង់ទៅណា តាមចិត្តលោកចុះតែក្រៅពីនេះខ្ញុំសូមឲ្យលោកចេញពីជីវិតខ្ញុំ ចេញទៅមែនទេ លោកព្យាយាមរត់ថ្នាក់នេះក៏ព្រោះចង់បានខ្ញុំមិនចឹងទេតែចុងក្រោយលោកក៏សួរជាមួយឈិនហៃណាមិនបាន2ម៉ោងនេះគឺជាឱកាសចុងក្រោយរបស់លោកហើយ នាងទៅចុះទៅធ្វើជាកុំសាគ្រួសារឈិនទៅ វ៉ាន់តុងក៏ថាខ្ញុំមិនបាត់ដាស់តឿនណាហើយនេះខ្ញុំមិនមានសេរីភាពខ្ញុំចង់ប្រកួតខ្លួនប្រាណហើយនឹងចិត្តឲ្យតែអ្នកណាក៏ជារឿងរបស់ខ្ញុំតែក្រោយពីយប់នេះទៅពីអ្នកយើងគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេលោកត្រូវការនេះជាឱកាសចុងក្រោយរបស់លោកហើយមែនទេ នាងគិតថាខ្ញុំមិនហ៊ានមែនទេ អញ្ចឹងធ្វើទៅតែបើគិតថាការទៅសន្តាគារពីលោកបាត់នោះធ្វើនៅត្រង់នេះក៏បានវ៉ាន់តុងអរគុណសម្រាប់ការអញ្ជើញណាតែពីថ្ងៃនេះទៅយើងចប់គ្នាត្រឹមនេះចុះក៏បកករៀនជាមួយឈិនហៃណានទីបើមានផលប៉ះពាល់ជាមួយតកូលខាងខ្ញុំជាមនុស្សដំបងដែលមិនប្រដោះលែងលោកខ្ញុំមិននិយាយលេងទេណា ហៅឡូ លោកអាំងខ្ញុំចាំនៅសន្តាគារណាលោកអាំងនេះឈុតសម្រាប់ទៅញ៉ាំបាយល្ងាចនេះគឺឆ្នៃឡើងសម្រាប់លោកជាពិសេស អមស្រីកម្មវិធីជប់លៀងចិត្តចាប់ផ្ដើមហើយហេតុអីក៏បងស្រីមិនទាន់មកទៀតនេះខ្ញុំនៅមិនទាន់បានឃើញនាងនៅឡើយទេបន្តិចទៀតបានប្រុសចិនត្រូវការនាងឲ្យខ្ញុំបងស្រីផ្លាស់ពី កូនស្រីខ្ញុំនិយាយឲ្យប្រកាសជាមកនាងជឿរឿងអបយ័តមែនទេបើកូនស្រីនេះមិនចេះគិតទៅជាមួយនឹងអាម្នាក់នឹងតែពីរនាក់នោះនឹងខ្លាចជារឿងអបមង្គលក្នុងតកូលហើយនឹងឈប់ធ្វើអីទៀតប្រញាប់ទៅរកទៅខាងស៊ីវទើបមកពីណានឹងតែចាត់ការរឿងដែលសំខាន់ម៉ាក់ទឿនឯងហើយថាឈប់គិតរឿងអបយ័តទៅកម្មវិធីនេះអញហាក់បង្ករឿងណាទុកចិត្តចុះខ្ញុំមិនភ្លេចថាខ្ញុំជាមនុស្សតកូលខាងទេអញមិនបាច់យល់ពីយើងក៏បានតែចាំទុកយើងធ្វើដើម្បីឯងយកខ្ញុំជារបស់លេងឲ្យអ្នកដទៃហើយមកប្រាប់ថាធ្វើដើម្បីខ្ញុំប្រហែលជាត្រូវការអរគុណពិតមែនទេនេះមកជាមួយខ្ញុំមានរឿងចង់និយាយឆាន់ហើយណាខ្ញុំនឹងព្រមស្ដាប់លោកតែរឿងខាងឆាន់ត្រូវតែចាត់ការរួចរាល់នៅយប់នេះហើយម្យ៉ាងទៀតលោកត្រូវហាមពាក់ព័ន្ធជាមួយនឹងវ៉ាន់តុងទៀត មិននឹកស្មានថាមកដល់ពេលនេះហើយនាងនៅតែធ្វើដើម្បីម្នាក់នឹងទៀតយកក្រុមតែបន្ទប់ទឹកជាមួយខ្ញុំហើយធ្វើខ្ញុំពេញចិត្តខ្ញុំនឹងធ្វើអ្វីតាមដែលនាងសុំ ឆាន់ហើយណាក៏បង្ខំខ្ញុំណាតកូលឆាន់រងងាប់ប៉ិតមែនតែខ្ញុំមិនមែនកូនវ៉ាន់នៅក្នុងកណ្ដាប់ដៃរបស់អ្នកណានោះទេ ខាងស៊ីវពេលនេះខ្ញុំកាន់តែចាប់អារម្មណ៍នាងហើយតែបើពេលនេះបើសិនជាខ្ញុំបង្ខំនាងតើនាងអាចធ្វើអ្វីបានទេ កុំភ្លេចណាខ្ញុំនៅតែជាគូដណ្ដឹងរបស់លោកបើលោកគៀបសង្កត់ខ្ញុំរឿងយប់មិញខ្ញុំនឹងបកអាក្រាប្រាប់អ្នកទាំងអស់គ្នាឲ្យដឹងទាំងក្រុមទាំងហើយខ្ញុំខាងស៊ីវអាចនឹងខូចកេរ្តិ៍ឈ្មោះតែលោកឈិនហើយណានឹងខ្លាចជាទូកំ pl ែង ខាងស៊ីវខ្ញុំពិតជាវាតម្លៃនាងទៀតពិតមែន បើខ្ញុំមិនបានកើតក្នុងតកូលខាងតែខ្ញុំមានផ្លូវជ្រើសរើសច្រើនជាងនេះទេលោកគិតមែនទេថាខ្ញុំនឹងព្រមរៀបការជាមួយលោកបើខ្ញុំអាចជ្រើសបានខ្ញុំនឹងជ្រើសយកវ៉ាន់តុងស្មានមកដល់ថាទីបំផុតឯងក៏តាមពួកជាងមក តាមអ្នកស្រីមែនទេ ឈប់ធ្វើជាមិនដឹងនឹងមុខខ្ញុំបានហើយឲ្យឯងពីលៀនបាត់ខ្លួនពីតង់ហើយទៅ ខ្ញុំគិតថាលោកស្រីយល់ច្រឡំខុសលើ យើងខុសមែនទេអញតាំងចិត្តចូលមកចិត្តកូនស្រីយើងអញគិតថាយើងមិនដឹងឬយ៉ាងម៉េចគោលដៅអញគឺជាអ្វីយើងប្រាប់អញទៅចុះអ្នកដែលអាចជួយតកូលខាងយើងបានមិនមែនអ្នកបាក់ឡានដូចអញទេហេតុដូច្នេះកុំចេះតែបដិសេធអញគួរតែសេវាវាយកទុកទៅល្អជាងណាយ៉ាងម៉េចវាតិចពេកមែនទេបើមិនមែនដោយសារកូនស្រីយើងមុខមាត់ដូចអញនេះគ្មានតម្លៃសុបអីតែបន្តិចខ្ញុំសុំដាក់ទឿនណាកុំមកធ្វើមុខក្រាស់ខ្លាំងពេកប៉ាំងតុងអ្វីដែលខ្ញុំនិយាយក្នុងឡានលោកមិនយល់ទេមែនទេ ខ្ញុំយល់អ្នកបើកឡានដូចខ្ញុំនេះមិនគួរស្រមៃដល់នាងជាគូដណ្ដឹងរបស់ត្រកូលឈិននោះទេទុកចិត្តចុះខ្ញុំគោរពការសម្រេចរបស់នាងខ្ញុំមិនមករកខានទៀតទេ អញ្ចឹងបើយល់ហើយមិនក៏មិនឆាប់ចេញទៅទីនេះមិនមែនកន្លែងសម្រាប់លោកទេ មើលទៅនាងដូចជាយល់ច្រឡំខុសលើខ្ញុំហើយខ្ញុំទទួលសម្បត្តិចេញមកនាងនិយាយមួយម៉ាត់ហើយខ្ញុំចេញទៅដូចជាមិនសមទេ ប៉ាំងតុងខ្ញុំនិយាយច្បាស់ហើយយើងនៅឋានៈខុសគ្នាលោកនៅឌឺទៀតទេ យ៉ាងណាបើមិនជឿហើយនិយាយក៏គ្មានប្រយោជន៍ដែរ ជប់លៀមបើឯងហ៊ានដើរមួយជំហានទៀតយើងនឹងបំបត្តិជើងឯងតែសម្រាប់មិននឹកស្មានថាឯងហ៊ានមកទីនេះមនុស្សល្ងងវាប្រហែលជាមិនខ្លាចទេមើលទៅនេះជាកម្មវិធីខួបកំណើតរបស់អ្នកនាងហាន់គ្រប់គ្នាដែលនៅទីនេះសុទ្ធតែជាភ្ញៀវកិត្តិយសដ៏មានកេរ្តិ៍ឈ្មោះការដែលឯងលេចមកទីនេះគឺកំពុងតែមករកកន្លែងស្ងាត់ជាសៀវឲ្យផ្លេចជ្រើសរើសតែឯងក៏ប៉ុន្តែឯងមិនដឹងល្អអាក្រក់ ខ្ញុំសុំនិយាយម្ដងទៀតខ្ញុំបានទទួលសម្បត្តិចេញមក សម្បត្តិអញ្ជើញបើឯងគិតថាចិនជីជាអ្នកឲ្យសម្បត្តិអញ្ជើញតែឯងនោះហើយឯងអាចចិញ្ចូលនៅក្នុងកម្មវិធីស៊ីវិល័យនេះបានអញ្ចឹងឯងគិតខុសហើយ អញ្ចឹងមែនទេ មិនជឿមែនទេបើអញ្ចឹងបើភ្នែកធំៗមើលឲ្យបានល្អញៀវដ៏មានកិត្តិយសគ្រប់គ្នាសុទ្ធតែជាអ្នកមានឥទ្ធិពលនៅក្នុងតង់ហើយមុខមាត់របស់ឯងទៅយកសម្បត្តិអញ្ជើញមកពីណាឃើញដែរទេគ្រាន់តែជាអ្នកបើកឡានតូចតាចម្នាក់មិនស័ក្តិសមសំបីតែបន្តិចម្ នាក់នឹងជាអ្នកណាទៅ មិនដឹងទេប៉ុន្តែវាមកពាក់ព័ន្ធជាមួយនឹងប្រូឈិនយប់នេះប្រហែលជាយប់ចុងក្រោយដែលវាបានបើកភ្នែក មែនហើយអ្នកនាងហាន់ទុកចិត្តលើលោកប្រឆិនខ្លាំងណាស់អត្តពលគេធំមហិមាបានលើមកថាកម្មវិធីជប់លៀងនៅយប់នេះមើលទៅដូចជាកម្មវិធីខុបណាទូទៅតែតាមពិតទៅកម្មវិធីនេះធ្វើឡើងដើម្បីទទួលស្វាគមន៍មនុស្សម្នាក់គិតមើលទៅថាមនុស្សម្នាក់នេះជាអ្នកណាដល់ថ្នាក់អាចធ្វើឲ្យមនុស្សទូទាំងតង់ហើយរងចាំដល់ថ្នាក់នេះតែអ្នកណាទៀតមិនមែនអ្នកប្រឆិនទេថាម៉េចកម្មវិធីជប់លៀងយប់នេះធ្វើឡើងដើម្បីលោកប្រឆិនអញ្ចឹងមែនទេ កម្មវិធីយប់នេះធ្វើឡើងគឺដើម្បីខ្ញុំមែនទេក្រៅពីខ្ញុំក៏គ្មានអ្នកណាអាចធ្វើឲ្យអ្នកនាងហាន់ចាប់អារម្មណ៍ទៀតដែរ
វ៉ាងតុងច្រើនដងហើយដែលឯងពាក់ព័ន្ធជាមួយនឹងគូដណ្ដឹងយើងកុំគិតថាយើងមិនហ៊ានឲ្យសោះណាយើងផ្ដល់ឱកាសឲ្យឯងម្ដងទៀតបញ្ញាប់បោះក្បាលចេញទៅ យើងក៏សាមើលទៅ វ៉ាងតុង ហាសៀវខ្ញុំផ្ដល់ឱកាសឲ្យគេហើយតែគេរកផ្លូវងាប់ដល់ខ្លួនឯងក្មេងៗចាប់ពីពេលនេះទៅគេគ្មានដៃស៊ីបាយទៀតទេពូកែដែនតើប្រហែលជាយើងឲ្យតម្លៃគេទីពេកឯងអាចទប់ទល់ជាមួយនឹងមនុស្ស10នាក់បានតែឯងមិនអាចទប់ទល់ជាមួយនឹងមនុស្ស100នាក់បានទេ ទោះ10ឬ100នាក់ក៏មកតែតម្លៃដែលឯងត្រូវចាយវាថ្លៃខ្លាំងណាស់មិនសមសមត្ថភាពដែលឯងត្រូវចាយទេ ឯងគិតថាយើងនេះមានសមត្ថភាពចាយ សម្ដីលយខ្លាំងណាស់ណអញគិតថាខ្លួនឯងជានរណា ណែអាបងអូនយើងប្រាប់ឯងទៅចុះណាយើងជាមនុស្សត្រកូលឈិនជាត្រកូលមានឥទ្ធិពលខ្លាំងបំផុតនៅតង់ហៃអ្នកស្នងតំណែងតែម្នាក់គត់ដែលជាទីស្រឡាញ់របស់អ្នកនាងធំត្រកូលហាន់មិនថាមើលជ្រុងជ្រោយណាក៏ខ្ពស់ខ្ពស់ជាងត្រកូលដែលនៅត្រង់នេះហើយសំខាន់អីកម្មវិធីជប់នេះដែលអ្នកនាងហាន់ចាត់ចែងត្រៀមដើម្បីស្វាគមន៍យើងយ៉ាងម៉េចនៅមិនយល់ទៀតទេ ដើម្បីស្វាគមន៍អញចឹងមែនទេ មែនខ្លាចហើយមែនទេនៅហ៊ាននិយាយទៀតថាយើងមិនហ៊ានចាត់ការឯងវាយឺតពេលហើយ គ្រាន់តែជាអ្នកបើកឡានហ៊ានប៉ះពាល់អ្នកប្រឆាំងសមនឹងងាប់ហើយឯងនេះ មានអ្នកណាអាចបញ្ឈប់ត្រកូលនេះបានទេសូម្បីតែត្រកូលឋានក៏សូមចុះចាញ់ ឆានហើយណាលោកសន្យាជាមួយខ្ញុំហើយលោកនឹងមិនធ្វើអីវ៉ាងតុង ការដែលនាងចេញមុខមកការពារវានៅចំពោះមុខមនុស្សច្រើនបែបនេះតើត្រកូលឈិនចំមុខទៅទុកនៅណាធ្វើនាងមានសិទ្ធិអីមកបញ្ជាយើងនៅឈរធ្វើស្អីទៀតយ៉ាងការវាទៅ ឈប់ភ្លាមអ្នកណាឲ្យភាពក្លាហានទៅពួកលោកនេះឆាប់ចេញទៅសូមអភ័យទោសផងលោកវ៉ាង អនុប្រធានឈិនអ្នកស្រីមានន័យថាយ៉ាង ឆានហើយណានេះមានរឿងអីទៅ វាគ្រាន់តែជាអ្នកបើកឡានមិនសមមកជាន់ទីនេះទេឥឡូវបែរជាបង្ហាញខ្លួននៅទីនេះព្រោះតែសម្បត្តិអញ្ជើញរបស់អនុប្រធានឈិនខ្ញុំគួរតែដេញវាចេញតែអនុប្រធានឈិនបែរជារារាំងរឿងនេះអនុប្រធានឈិនបកស្រាយឲ្យគ្រប់គ្នាបានស្ដាប់បន្តិចទៅ មែនហើយមនុស្សដូចគេមានសិទ្ធិអីចូលមកកម្មវិធីបែបនេះ មែនហើយគេមិនគួរមកនិយាយបានហ្នឹងទេ ហើយនៅមកឲ្យខ្ញុំអធិប្បាយស្អីទៀត មែនហើយបកស្រាយវាមក បកស្រាយមកបកស្រាយមក ឆានហើយណាលោកកំពុងតែធ្វើរឿងមិនគាត់បីចំពោះភ្ញៀវនៅនាងហាន់ហើយនៅមកឲ្យខ្ញុំអធិប្បាយស្អីទៀតថាម៉េចគេជាភ្ញៀវសំខាន់នៅនាងហាន់មែនទេ អញ្ចឹងមានន័យថាវ៉ាងតុងមានទំនាក់ទំនងជាមួយអ្នកនាងហាន់តែមែនដែរទេខ្ញុំមែនទេអនុប្រធានឈិនដើម្បីការពារមនុស្សប្រុសម្នាក់នេះអ្នកស្រីហ៊ានកុហកអ្នកគ្រប់គ្នាទីនេះផង ក៏ហៅមែនទេ តែគួរឲ្យស្ដាយប្រវត្តិរបស់វាខ្ញុំដឹងគ្រប់យ៉ាងវ៉ាងតុងគ្រាន់តែជាទាហានតែត្រូវគេបណ្តេញចេញឥឡូវនេះវាគ្រាន់តែជាអ្នកបើកឡានស៊ីឈ្នួលវល់ជាន់ក្រោមបាតសង្គមចំណែកអ្នកស្រីបែរជាប្រាប់ខ្ញុំថាមនុស្សដូចជាវាជាភ្ញៀវសំខាន់របស់អ្នកនាងហាន់ទៅវិញអ្នកនាងយីងអ្នកនាងគិតចង់បោកប្រាស់ពួកយើងហើយអ្នកនាងគិតមែនទេថាពួកយើងទាំងអស់គ្នានេះមិនដឹងរឿងអ្វីសោះពីគេនោះ លោកប្រឆាំងនិយាយត្រូវខ្ញុំមិនជឿ ខ្ញុំក៏មិនជឿដែរខ្ញុំមិនជឿអត់ជឿតតសោះប្រធានឈិនអ្នកស្រីបានលឺហើយជីវិតតខ្លួនរបស់អ្នកស្រីចង់ធ្វើអ្វីក៏ស្រេចតែចិនអ្នកស្រីគួរតែដឹងថាថ្ងៃនេះជាកម្មវិធីសំខាន់ឬអ្នកស្រីគិតថាអាចប្រើឈ្មោះត្រកូលហាន់បាន ឆានហើយណាមិនយូរទៀតទេនៅនាងហាន់នឹងមកដល់ទីនេះខ្ញុំសូមណែនាំលោកកុំសាងបញ្ហាទៀតមិនអញ្ចឹងលោករងចាំទទួលកម្ម យក ទៅ អ្នកនាងហាន់មកគម្រាមខ្ញុំផងហ៎ ខ្ញុំនឹងនិយាយម្ដងទៀតនេះជាកម្មវិធីខុសកំណត់នៅនាងហាន់មិនមែនជារបស់តកូលឈិនពួកលោកទេទីនេះមិនមែនជាកន្លែងដែល អ្នកស្រីក៏ដឹងថាកម្មវិធីនេះគឺជាកម្មវិធីដែលអ្នកនាងហាន់ចាប់ផ្ដើមធ្វើឡើងដើម្បីស្វាគមន៍ខ្ញុំត្រឡប់មកវិញឈិនយីងខ្ញុំពិតជាមិនយល់ពិតមែនអ្នកស្រីសុកចិត្តយកតំណែងជាអនុប្រធានដើម្បីមកការពារប្រុសម្នាក់នឹងអ្នកស្រីហើយនឹងគេប្រហែលជាមិត្តភក្តិតស៊ូនៅកន្លែងផ្សេងទៀតដឹង នេះរមាស់មែនទេអូយគេណាអនុញ្ញាតឲ្យអ្នកស្រីនិយាយអញ្ចឹង នាងធ្វើស្អីនាងរកភ្លើងងាប់នាងជាអនុប្រធានទោះបីជានាងមិនមែនជាតកូលហាន់ក៏មិនមែនជាតប៉ះពាល់គេបានដែរកុំភ្លេចថារឿងរបស់ឈិននៅមិនទាន់ចាត់ការបានឡើយទេមែនហើយស្វាមីអ្នកស្រីបាត់បង់ជីវិតនៅកន្លែងតស៊ូដូច្នេះពេលដែលបានជួបទាហានដែលត្រូវបញ្ឈប់ដូចជាវាប្រហែលជាទ្រាំមិនបានដែលនឹងនឹកឃើញដល់អតីតរហូតដល់កាត់ចិត្តមិនបានអនុប្រធានឈិនបានអ្នកស្រីខ្វះប្រុសមិនបានអ្នកស្រីគ្រាន់តែប្រាប់តាមត្រង់ខ្ញុំនឹងឲ្យអ្នកស្រីស្គាល់សេចក្តីសុខបំផុតរបស់មនុស្សស្រីអ្នកស្រីមិនចាំបាច់មានរឿងជាមួយនឹងអ្នកមានអំណាចដោយសារតែមនុស្សប្រុសថោកទាបដូចជាវានោះទេអ្នកស្រីគិតថាវាត្រឹមត្រូវដែរទេ ឆានហើយណាខ្ញុំសូមដាក់ពីលោកជាលើកចុងក្រោយលោកកំពុងសាងបញ្ហា អ្នកដែលបង្កបញ្ហាគឺជានាងបើនាងមិនជឿអាចសួរអ្នកគ្រប់គ្នានៅក្នុងកម្មវិធីបានតើអ្នកណាម្នាក់ដែលហ៊ាននៅខាងវានោះ ស្វាមីរបស់អ្នកស្រីជាទាហានមែនទេ គេជាមនុស្សរបស់ពើជាងតែ3ខែមុនទេបាត់បង់ជីវិតក្នុងទូនីតិហើយ អស្ចារ្យខ្លាំងណាស់ការដែលបានស្លាប់ដើម្បីអ្នកខ្ពង់ខ្ពស់ដូចជាពួកយើងក៏ចាត់ទុកថាជាការស្លាប់ដ៏មានតម្លៃបាត់មកដល់អីបងឯងទៅរបស់យើង ស្វាមីនៅនេះឈ្មោះអ្វី យូសាប៉ាំង យូសាប៉ាំង ចូលមក ពួកអាត្រាមអាចចាំទុកណាយើងជាអ្នកដឹកនាំទ័ពលំដាប់លេខ1ទទួលស្លាកបញ្ជាពីព្រះអង្គយើងការពារប្រទេសឲ្យឯកភាពរបស់យើងយូសាប៉ាំងយើងនឹងការពារប្រទេសនេះពួកឯងឆាប់ចូលមកការពិតលោកស្រីជាគ្រួសាររបស់សាប៉ាំង លោកបាងលោកស្គាល់ស្វាមីខ្ញុំមែនទេ ខ្ញុំប្រកាសជាស្គាល់ហើយចាំទុកណាគេឈ្មោះថាយូសាប៉ាំងចាប់តាមណានិយាយតាមជើងយូសាប៉ាំងត្រូវចាំទុកឲ្យបានល្អកុំឲ្យភ្លេចអត់សោះគេជំនាញវិជាការលំដាប់លេខ1យូសាប៉ាំងអាយនិយាយថាល្អហើយតែគេស្លាប់មែនទេ មែនហើយយើងថាឲ្យគេយើងចង់ជឿអ្នកណាក៏បានដែរ លុតជង្គង់ដើម្បីសុំទោសភ្លាមទៅ ខ្ញុំស្ដាប់មិនខុសទេមែនទេគេម្នាក់នេះឲ្យយើងលុតជង្គង់ដើម្បីមនុស្សស្លាប់
ដើម្បីសម្ដែងការសុំទោសមែនទេ គួរហើយមែនទេដែលឲ្យលោកប្រុសធ្វើបែបនេះ អញនេះពិតជាមិនស្គាល់សេចក្តីស្លាប់មែនវ៉ាងតុងអញលេងសាច់អីគិតចង់ឲ្យលោកប្រុសទោសសុំទោសអញពិតមែនទេ មើលមកខ្ញុំដូចជាមនុស្សតែលីសាយមែនទេ ពិតជាគួរឲ្យចាប់អារម្មណ៍មែនទែននឹកមិត្តភ័ក្តិស្មានថាទីហ៊ានលេលើគិតថាខ្លួនឯងនេះជាបងប្អូនពិតមែនថ្ងៃនេះយើងនឹងឲ្យឯងស្លាប់នៅទីនេះឯងអាចធ្វើស្អីយើងបាន យើងនឹងធ្វើឲ្យដឹងថាវីរៈបុរសដូចឯងធ្វើអ្វី វ៉ាង បាន តុងបញ្ហាដែលកើតឡើងយុគនេះច្រើនហើយបើលោកនឹងធ្វើបែបនេះបន្តទៀតសូមឲ្យប្រធានរងក៏មិនអាចជួយលោកបានដែរខ្ញុំដឹងថាលោកស្រីមិត្តភ័ក្តិរួមការងារតែមើលកាប់ ជាការអ្វីទៅបើគ្មានគេលះបង់ជីវិតនៅក្នុងសមាគមគ្រប់គ្នាក៏គ្មានជីវិតសុខស្រួលបាននេះដែរជីវិតពួកអ្នកទាំងអស់គ្នាសុទ្ធតែមានតម្លៃប៉ុន្តែពួកអ្នកបានជាជន់ឈ្លីមនុស្សដែលមានកិត្តិយសហ៎ ព្រោះលោកមិនអាចធ្វើឆាន់ហើយណាមានអារម្មណ៍មិនល្អបានទេថ្ងៃនេះបើមិនបានប្រធានរងឆាន់ការពីលោកគិតថាលោកមានគុណសម្បត្តិអីដែលអាចមកឈរទីនេះបានខ្ញុំប្រាប់លោកចុះបើលោកនៅតែធ្វើរឿងបែបនេះបន្តទៀតវាដូចនឹងច្រានខ្លួនឯងធ្លាក់ចុះក្នុងជ្រោះដែលគ្មានទីបញ្ចប់ចឹង អ្នកដែលមិនយល់នោះគឺជានាង កូនស្រីខ្ញុំនិយាយស្អីខុសតាំងតែពីដើមដល់ចប់អញនិយាយតែបែបហ្នឹងអញមានអំណាចស្អី អ្នកស្រីថ្ងៃនេះអ្នកស្រីមិនអាចឈរជើងនៅទីបានទេហើយខ្ញុំក៏មិនអាចពឹងពាក់ប្រធានជនដែរការឧបត្ថម្ភដ៏ធំរបស់ខ្ញុំគឺជាខ្ញុំខ្លួនឯង ការឧបត្ថម្ភដ៏ធំរបស់ឯងគឺជាខ្លួនឯងមែនទេល្អណាស់បើអញ្ចឹងឯងសម្ដែងឲ្យឃើញបន្តិចមកថាឯងមានឫទ្ធិអំណាចមហិមាប៉ុណ្ណា បានហើយឈិនហើយណាលោកកំពុងធ្វើឲ្យលោកវ៉ាងខឹងហើយលោកកំពុងមានកំហុស មានកំហុសឈិនជីងបាទនាងមិនមែនជាមនុស្សរបស់អ្នកនាងហាន់តើនាងមានសិទ្ធិអីមកសម្ដែងអំណាចនៅមុខយើងបែបនេះ យើងមិនខ្វល់ពីប្រវត្តិឬក៏អំណាចនៅក្រៅក្នុងអ្នកណាទេប៉ុន្តែមិញមើលងាយដល់វិញ្ញាណរបស់គេឆាប់សុំទោសខ្ញុំ នេះឯងមករករឿងពិតមែនទេនេះ លោកវ៉ាងរឿងសំទោសស្រេចទៅវិញទៅយ៉ាងណាស្វាមីរបស់ខ្ញុំគ្រាន់តែជាទីហ៊ានជាន់ក្រោមមិនមានអ្នក បាន ណា លឺហើយនៅនាងប្រាប់ថាគ្រាន់តែជាទាហានជាន់ក្រោម លោកយូមិនត្រឹមតែជាទាហានចុងក្រោមទេប៉ុន្តែគេក៏ជាវីរៈបុរសនៃប្រចាំប្រទេសផងដែរទាហានទាំង80000នាក់គ្មាននរណាម្នាក់ស្គាល់លោកមេតបលំដាប់លេខ1មានវិជ្ជាការយូសៅផៅ កុហកបន្តទៀតទៅបើគេមានគេឈ្មោះយ៉ាងហ្នឹងហេតុអីក៏គ្មានមេដៃមាសសោះអញ្ចឹង ជាកំហុសរបស់ខ្ញុំ ឯងនេះពិតជាគួរអស់សំណោចមែនទែនវ៉ាងតុងយើងប្រាប់ឯងទៅចោះការអត់ធ្មត់របស់យើងមានដែនកំណត់កុំគិតថាឈិនជីការពីឯងយើងមិនហ៊ានចាត់ការឯងនោះ ការអត់ធ្មត់របស់យើងក៏មានដែនកំណត់ឱកាសចុងក្រោយរបស់លោកថាលុបកំពុងទៅ គ្រប់គ្នាបានលឺហើយវាបាននិយាយថាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតវ៉ាងតុងឯងនៅបែងចែកភាពខុសគ្នារវាងយើងមិនទាន់ច្បាស់ទៀតមែនទេ បែងចែកខុសគ្នាមិនអាចគឺជាអញទៅវិញទេបើមិនមានគេនៅពីក្រៅខ្នងសិតតែជានឹងលះបង់ជីវិតបើពួកគេមិនលះបង់ជីវិតដើម្បីប្រទេសជាតិពួកអស់លោកទាំងអស់គ្នាក៏គ្មានជីវិតសុខស្រួលនៅទីនេះដែរ ហើយវាយ៉ាងម៉េច ហេតុដូច្នេះហើយអញត្រូវតែសុំទោសដល់វិញ្ញាណក្ខន្ធដែលលះបង់ជីវិតដើម្បីជាតិ វ៉ាងតុងអើយវ៉ាងតុងឯងគិតថាខ្លួនឯងខ្ពង់ខ្ពស់ខ្លាំងណាស់មែនទេបើយើងចង់មើលងាយគេយើងជីកសក់គេយកឆ្អឹងរបស់គេមកកិនឲ្យម៉ត់ដូចជាធូលីឯងអាចធ្វើស្អីទៅបានឯងកុំភ្លេចថាយើងជាកូនប្រុសត្រកូលឈិនឯងគ្រាន់តែជាអ្នកបើកឡានថោកទាបតែប៉ុណ្ណោះទៀត មែនហើយយើងត្រឹមតែជាអ្នកបើកឡានប៉ុន្តែយើងមិនព្រមឲ្យឯងមើលងាយដល់ដួងវិញ្ញាណក្ខន្ធដល់អ្នកតស៊ូទេ អាចចឹងអីឆាប់លេងយើងភ្លាមណា ឈួតហើយអញនេះពិតជាឈួតហើយវ៉ាងតុងអញនេះ ខ្ញុំហ៊ាន អាចចឹងអីយើងប្រាប់ឯងបើឯងមិនលេងយើងទេដោយអំណាចត្រកូលរបស់យើងនឹងក្រុងតាសៀឯងនឹងគ្មានកន្លែងកប់ឆ្អឹងរបស់ឯងទេ យើងប្រាប់ឯងហើយថាគ្មានស្អីមករករឿងយើងបានទេបើមិនតែឯងមិនព្រមលុតជង្គង់សុំទោសដួងវិញ្ញាណក្ខន្ធអ្នកតស៊ូដើម្បីជាតិនោះថ្ងៃនេះឯងត្រូវសុំទោសសង្គ្រាមទីងនិងដួងវិញ្ញាណរបស់ទាហានក្រាបលើកទី1ឯងមើលងាយវីរៈបុរសក្រាបលើកទី2មិនគោរពអ្នកដែលលះបង់ជីវិតដើម្បីជាតិគោរពចុងក្រោយដោយសារតែភាពអំនួតនិងឯកការរបស់ឯងបើឯងហ៊ាននិយាយស្ដីជន់ឈ្លីបែបនេះតទៅទៀតមិនសឹមតែប្រាំងទេខ្ញុំសុំទោសសង្គ្រាមលើកទីងអូសបន្លាយយូរណាស់ធ្វើឲ្យអ្នកនៅក្នុងសង្គ្រាមរាប់ពាន់អ្នកត្រូវបាត់បង់ឈ្មោះឲ្យខ្ញុំសុំទោស លោកវ៉ាងខ្ញុំពិតជាអរគុណលោកខ្លាំងណា អ្នក ស់ ស្រីសប្បាយចិត្តចុះខ្ញុំជំពាក់វីរៈបុរសយូរសាទៅខ្ញុំប្រកាសជាសងគេវិញ វ៉ាងតុងតាំងពីដើមមកគ្មានអ្នកណាដែលហ៊ានធ្វើដាក់យើងបាននេះទេចំពោះយើងទូទាំងក្រុងតុងហៃមានអ្នកណាអាចជួយឯងបានទេយើងនឹងហៅមនុស្សទាំងអស់ត្រកូលឈិនចូលមកថ្ងៃនេះខ្ញុំត្រូវការជីវិតរបស់វាយើងនឹងសម្លាប់ឯង ឈិនហើយណាលោកចង់ធ្វើអី ធ្វើស្អីដោយតែនាងបានឃើញនឹងហើយយើងនឹងសម្លាប់វា លោកហ៊ាន ឈិនយិនយើងប្រាប់នាងម្ដងទៀតនាងមិនមាននាមជាត្រកូលហាន់យើងទុកមុខឲ្យនាងដោយសារតែនាងហាន់បើនាងនៅតែមករៀបរៀងទៀតយើងនឹងកញ្ញានាងដល់ឯងយើង ទុកចិត្តចុះគេធ្វើឲ្យខ្ញុំបាន អ្នកឧបត្ថម្ភធំពីក្រោយខ្នងឯងគឺឈិនយិនពេលនេះនាងការពីឯងលែងបានហើយនៅមានមុខមកនិយាយថាយើងធ្វើអីឯងមិនកើតទៀត មែនហើយអាចធ្វើឲ្យខ្ញុំបាន វា ទេ គ្រាន់តែជាខ្យល់ចេញពីមាត់ វាគ្រាន់តែខ្យល់ចេញពីមាត់វាគ្រាន់តែពាក្យកុហកក៏ប៉ុន្តែពាក្យសម្ដីពោពេញទៅដោយអំ ពិត ណាច ជាគួរអស់សំណាចមែនគ្រាន់តែជាអ្នកបើកឡានខុសពីម្នាក់ហ៊ានមកនិយាយអួតអាងធ្វើជាធំថាខ្លួនឯងមានអំណាចយល់សពតែថ្ងៃហើយវ៉ាងតុងទោះបីយើងមើលងាយឯងមករហូតតែនៅពេលនេះឯងត្រូវទទួលយកកំហុសសុំទោសអ្នកប្រឆិនតែភាពស្មោះត្រង់ពេលខ្លះឯងអាចរួចខ្លួនក៏ថាបាន អើកំឡុងដល់ហើយនឹងថ្មីតែខ្វះគ្នាជាកូនប្រុសហ៊ានធ្វើហ៊ានទទួលខ្ញុំធ្វើខ្លួនឯងនេះក្តៅក្រហាយអី លោកវ៉ាងត្រូវការខ្ញុំតាក់ទងទៅនឹងនាងដែរទេ មិនបាច់ទេខ្ញុំប្រាប់ហើយថាគេធ្វើឲ្យខ្ញុំបានទេបើមិនជឿទេសាកមើលទៅ វ៉ាងតុងលោកដឹងថាលោកនិយាយអីចឹងមកទេ ល្អសេចក្តីស្លាប់ជិតមកដល់ហើយឯងនៅតែមិនដឹងទៀតមែនទេអញ្ចឹងបានថ្ងៃនេះជាថ្ងៃស្លាប់របស់ឯងសម្លាប់វាទៅ ឈប់ណា នាងចង់ជួយវា នាងថាខ្ញុំប្រាប់ហើយក៏មិនមានរឿងជាមួយគូដណ្ដឹងរបស់ខ្ញុំលោកមិនទាន់ភ្លេចទេ នៅមិនទាន់ភ្លេចទេ តែលោកអាចជាមិនដឹងថាអ្វីគួរនៅមិនគួរជ្រើសនឹងធ្វើឲ្យខ្លួនឯងទោះបីត្រូវអាប់អន់មកដល់ពេលនេះក៏កែប្រែអ្វីមិនបានដែរខ្ញុំផ្ទះលោកលើកនេះគឺផ្ទះជាមួយលោកមានអីមិនពេញចិត្តទេ គ្មានទេ ខ្ញុំសូមដាស់តឿនលោកទៀតខ្ញុំគឺនាងត្រកូលខាងគឺគូដណ្ដឹងរបស់ត្រកូលឈិនមនុស្សស្រីដូចជាខ្ញុំក្នុងមួយជីវិតនេះក៏លោកមិនអាចឈោងចាប់បានដែរលោកមិនអាចធ្វើអ្វីដែលខ្ញុំត្រូវការបានទេហេតុនេះហើយបោះបង់ពីអះអាងរបស់លោកទីនេះមិនមែនកន្លែងសម្រាប់លោកទេទៅឆាប់ចេញភ្លាមទៅ អាំងសៀវនាងពិតជាសម្ដែងសំខ្លាំងណាស់ អំបញ្ញខ្ញុំទៅតែការពីលោកនឹងមិនយល់ទេ នាងគិតថាខ្ញុំល្ងងមែនទេប្រើល្បិចវិជាមកបោកខ្ញុំនោះ លោកចង់និយាយអីទៀត នាងផ្ទះវាមើលទៅដូចជាបញ្ចេញកំហឹងឲ្យខ្ញុំ
នាងកំពុងតែមើលងាយខ្ញុំខ្លាំងណាស់ ខ្ញុំមិនបានធ្វើទេ នាងមិនបានធ្វើខាងសៀវនាងគ្មានសមត្ថភាពអាចជួយវាហើយក៏គ្មានឱកាសថ្ងៃនេះវាត្រូវតែងាប់ ហើយបើខ្ញុំត្រូវការជឿគេមែន នាងកំពុងតែតតាំងជាមួយនឹងខ្ញុំដើម្បីឲ្យមនុស្សរស់ដាច់ដេកជាមួយនាងយប់នោះមែនទេល្អអញ្ចឹងយើងតបស្នងឲ្យនាងដល់ខ្លួនឯងពួកឯងអាប់នាំត្រកូលខាងនេះទៅស្លាប់ជាមួយគ្នាទៅ ខាងសៀវអញចង់ធ្វើស្អីមីកូនរមិលគុណដើម្បីអាសម្រាប់ម្នាក់ហ្នឹងអញហ៊ានធ្វើឲ្យអ្នកប្រុសឈិនមិនពេញចិត្តមែនទេ ទៀវវាសាងកំហុសធំណាស់តើណាហ៊ានទៅជួយវាទៅគ្មានណាជួយបានទេ ខ្ញុំមិនអាចឃើញគេស្លាប់នឹងមកបានទេ ខាងសៀវឯងបិទមាត់យើងទៅឯងចង់ឲ្យត្រកូលរបស់យើងដើរដល់មាត់ជ្រោះមែនទេខាងជួនជឺឯងមើលកូនស្រីដែលឯងចិញ្ចឹមផ្ទាល់ដៃទៅយើងចិញ្ចឹមមើលថែវារមើលគុណគួរឲ្យសង្វេគណាស់ពួកឯងម៉ែកូនចង់ឲ្យត្រកូលខាងរបស់យើងដួលនៅមុខតើមែនទេ ខាងសៀវស្ដាប់ម៉ាក់ណាអញត្រូវបដាច់ទំនាក់ទំនងជាមួយវាចង់ទាំងអស់ការស្លាប់របស់វាគ្មានអីតាក់ទងនឹងតកូលឋានយើងទេមិនអញ្ចឹងក៏មិនថាយើងចិត្តខ្មៅឲ្យសោះវាគ្មានអីពាក់ព័ន្ធនឹងតកូលឋានទេតែវាតាក់ទងនឹងខ្ញុំឆាន់ហើយណានគ្រប់យ៉ាងដែលកើតឡើងនៅថ្ងៃនេះវាកើតឡើងព្រោះតែខ្ញុំម្នាក់គត់បញ្ហាទាំងអស់កើតចេញពីខ្ញុំជាអ្នកនិយាយខ្ញុំជាអ្នកសាងបញ្ហាបើលោកចង់សម្លាប់ក៏ចាត់ការខ្ញុំមកតែខ្ញុំសំវររឿងមួយប្រយ័ត្នដោះលែងវាងតុងទៅជាមួយនឹងតកូលឋានទៅ នាងមានសិទ្ធិអីមកយើងអ្វីដែលនាងធ្វើនាងគិតថាយើងនឹងធ្វើតាមអ្វីដែលនាងសុំខាងសៀវបើនាងចង់ឲ្យវាខ្លាចជារឿងធំនាងសម្ដែងទៀតទៅ ក៏ព្រោះតែលោកចង់បានខ្លួនខ្ញុំមិនអញ្ចឹងទេ ខាងសៀវខ្ញុំគឺជាកូនច្បងរបស់ត្រកូលឈិនមានស្រីច្រើនណាស់ដែលចង់បម្រើយើងនៅមុខខ្ញុំនាងគិតថានាងកំពុងខ្ពស់មកពីណាទៅគិតថាខ្ញុំអន់ជាងអាថោកទៀតនេះមែនទេមិនមែននាងធ្វើខ្លួនខ្ពង់ខ្ពស់ចង់ជួយវាទេបើអញ្ចឹងនៅចំពោះមុខគ្រប់គ្នាខ្ញុំនឹងឲ្យភាពខ្ពង់ខ្ពស់និងកិត្តិយសរបស់នាងខ្ញុំនឹងធ្វើឲ្យអាក្រាតកាយនៅចំពោះមុខគ្រប់គ្នាខ្ញុំឲ្យនាងគ្មានតម្លៃស្មើធូលីខ្ញុំឲ្យពេលនាងរាប់ត្រឹម3 2 1 រីស្វាគមន៍នាង2 1 ក៏បានខ្ញុំនឹងដោះចេញ រឿងនេះតើខ្ញុំជាអ្នកចាត់ការចុះឈិនហៅណានយើងធ្លាប់ប្រាប់ឯងហើយបើមិនជាឯងនៅធ្វើបាបខាងសៀវទៀតយើងនឹងឲ្យឯងបានដឹងនៅតម្លៃដែលឯងត្រូវចាយ តម្លៃមែនទេយើងដឹងត្រឹមថាឯងបាត់បង់ឱកាសចុងក្រោយរបស់ឯងហើយ វាងតុងឈប់សាងបញ្ហាទៀតបានទេខ្ញុំព្រមលះបង់កិត្តិយសរបស់ខ្លួនឯងដើម្បីបដូរឱកាសឲ្យលោករួចខ្លួនហេតុអីក៏លោកនៅឌឺដល់ថ្នាក់នេះឈិន ជឿពេលហើយអង្គគ្នាបុត ឈិនហើយណាខ្ញុំនឹងនិយាយម្ដងទៀតលោកអាងគេគឺជាគ្នារបស់អ្នកនាងណាបើលោកហ៊ានធ្វើបាបគេអ្នកនាងនឹងដាក់ទោសលោកទាំងខ្លួនធ្វើមិនខាន ដោយតែគ្រប់គ្នាបានដឹងហើយកម្មវិធីនេះអ្នកនាងបានត្រៀមការចាត់ការឲ្យខ្ញុំជាតួឯកនៅក្នុងកម្មវិធីនេះបើអ្នកនាងមកហើយអ្នកនាងក៏ត្រូវតែជួយយើងជំនួសនឹងការជួយវាបាងថងថ្ងៃនេះគ្មានអ្នកណាអាចជួយឯងបានទេបើយើងមិនបានហាន់ឯងជាចំណិតយើងក៏មិនអស់កំហឹងយើងដែរ អញ្ចឹងយើងចាំមើលថាឯងធ្វើអ្វីដល់យើង បាងថងយើងដឹងថាឯងពូកែតស៊ូបើត្រូវអ្នកមានធ្វើដៃត្រកូលឈិនឡំពាត់វិញនោះឯងគិតថាឯងរក្សាជីវិតបានដែរទេក្រុមអង្គរៈទាំងអស់ចូលស្ដាប់បាទចាត់ការ អ្នកណាហ៊ានអ្នកនាងមកហើយ នាងខានមកហើយវាស្រស់ស្អាតដល់មែនអត់នាងគិតមែនទេថាអ្នកនាងមកដល់ហើយនាងនឹងរួចខ្លួនវាមើលទៅគួរឲ្យវេទនាច្រើនជាង អញ្ចឹងមែនទេ យើងនឹងបោះអាក្រានថានាងបានការពារវានឹងរាយការណ៍ថានាងធ្វើឲ្យកន្លែងនេះរញ៉េរញ៉ៃពួកឯងរងចាំសេចក្តីស្លាប់ទៅឈិនហៅណានត្រកូលឈិនសូមគោរពអ្នកនាងធំ អ្នកនាងធំ សូមគោរពអ្នកនាងធំ ពួកលោកកំពុងនាំគ្នាធ្វើអី អ្នកនាងធំមិនមានមនុស្សគួរឲ្យស្អប់ខ្ពើមម្នាក់ចូលមកទីនេះរករឿងហើយក៏បង្ករឿងរញ៉េរញ៉ៃនៅក្នុងកម្មវិធីខួបកំណើតរបស់អ្នកនាងខ្ញុំកំពុងតែចាត់ការបណ្ដេញវាចេញក៏ប៉ុន្តែ មនុស្សគួរឲ្យសាប់ពើមែន មែនហើយអនុប្រធានឈិនមានតំណែងស្និទ្ធស្នាលជាមួយនឹងបុគ្គលម្នាក់នេះមិនគិតបញ្ឈប់វាមានតែបង្កភាពរញ៉េរញ៉ៃនាងការពារវាហើយបង្កើតរឿងកុហកនៅមុខគ្រប់គ្នាកុហកថាភ្ញៀវដែលអ្នកនាងជួយមក មែនហើយអ្នកនាងរឿងនេះខ្ញុំអាចធ្វើសាក់សីបានខ្ញុំក៏អាចធ្វើសាក់សីបានដែរអ្នកនាងពួកគេមានកាប់កិរិយាក្រក់បែបនេះមិនស័ក្តិសមនឹងចូលក្នុងពិធីទេ មិនសាសមទេ តកូលតុងហើយមែនទេ មិនហើយ ចាមែនមែនហើយអ្នកនាងតែអត់អូយសាប់ហើយអ្នកនាងនេះអ្នកនាងគ្រាន់តែតកូលលំដាប់ទី3គ្មានគុណសម្បត្តិនឹងអាចចូលកម្មវិធីនេះផងហើយកាន់តែគ្មានសិទ្ធិនិយាយដល់គ្នារបស់ខ្ញុំទេ ថាម៉េច ភ្ញៀវអីទៅមនុស្សបែបនេះហីមែនហើយនេះវាងតុងជាភ្ញៀវរបស់អ្នកនាងមែនទេ ភ្ញៀវមិនអាចទៅរួចទេវាគ្រាន់តែជាអ្នកបើកឡានវាខ្លាចទៅជាភ្ញៀវរបស់អ្នកស្រីបានយ៉ាងម៉េចតើវាខ្លាចជាភ្ញៀវរបស់អ្នកនាងបានយ៉ាងម៉េចមើលឲ្យអ្នកនាងធ្វើទៅ អ្នកនាងខ្ញុំសុំទោសពិតមែនខ្ញុំពិតជាមិនដឹងថាគេជាភ្ញៀវអ្នកនាងទេបើខ្ញុំដឹងទូខ្ញុំមានភាពក្លាហានប៉ុណ្ណាក៏មិនហ៊ាននិយាយដែរអ្នកនាងធំសុំទោសខ្ញុំតែអ្នកស្រីមិនមែនព្រោះតែឋានៈគេទេព្រោះតែខ្ញុំធន់នឹងមើលមុខអ្នកស្រីដែលមានល្បិចកពូកែជោគចិត្តអ្នកដទៃមែនហើយអ្នកនាងធំនិយាយត្រូវឆាន់ហើយណាអបាញ់មិញលោកនិយាយថាមានមនុស្សគួរឲ្យធ្វើនៅក្នុងកម្មវិធីនេះគេណែណា អ្នកនាងធំវាគ្រាន់តែជាអ្នកបើកឡានវាមិនអាចទៅរួចទេ ហើយយ៉ាងម៉េច ដោយក្តីគោរពប្រវត្តិនៅពីក្រោយខ្នងរបស់វាមិនស័ក្តិសមធ្វើជាភ្ញៀវរបស់អ្នកនាងទេ នេះលោកសង្ស័យមកលើខ្ញុំហី មិនហ៊ានទេ សុំទោសលោកបានឥឡូវនេះហើយធ្វើឲ្យគេព្រមអភ័យទោសឲ្យលោក អ្នកនាងឲ្យខ្ញុំសុំទោសវាមែនទេ មែនហើយ អ្នកនាងខ្ញុំនឹងមិនធ្វើបាបវាទេតែបើឲ្យខ្ញុំសុំទោសវា
វាដូចជាពិបាកពេកហើយ លោកចង់ក្បត់មែនទេ អ្នកនាងគិតច្រើនពេកហើយខ្ញុំគ្រាន់តែមានអារម្មណ៍ថាត្រកូលឈិនតាមអ្នកនាងច្រើនឆ្នាំមកហើយមានសុខមានទុក្ខរួមគ្នាកាន់តែមិនបាច់ចាំនិយាយរឿងកម្មវិធីថ្ងៃនេះតែអ្នកនាងធ្វើឡើងដើម្បីខ្ញុំអាចគោរពអ្នកនាងបានតែសម្រាប់គេខ្ញុំធ្វើមិនបានទេការតែអ្នកនាងឲ្យខ្ញុំសុំទោសគេមើលទៅដូចជាវាជ្រុលពេកហើយ ជ្រុលពេកការដែលលោកនិយាយអំបញ្ញមិញកុំថាតែសុំទោសការដែលធ្វើឲ្យត្រកូលឈិនចាក់ចេញពីក្រុងតុងហើយក៏ចាត់ទុកថាវាស័ក្តិសមហើយឆាន់ហើយណាកុំឲ្យខ្ញុំនិយាយម្ដងទៀតជាលើកទី2ណា សុំទោស គ្រាន់តែសុំទោសមួយម៉ាធ្វើឲ្យចប់រឿងមែនទេ វ៉ាងតុងកុំធ្វើជ្រុលពេកការដែលយើងសុំទោសឯងព្រោះតែយល់មុខដល់អ្នកនាងមិនមែនយើងខ្លាចឯងទេ យើងប្រាប់ហើយបើសិនជាឯងធ្វើអ្វីដាក់យើងឯងប្រកាសជាបានដឹងហើយថាឯងត្រូវសងនៅអ្វីដែលឯងបានធ្វើ ឯងត្រូវការស្អី លុតជង្គង់សុំទោសខាងសៀវ ឯងយល់សពទៅយើងទទួលស្គាល់ថាឯងទទួលបានក្តីស្រឡាញ់ពីអ្នកនាងធំគ្រប់គ្រាន់នឹងក៏អត់ទៅធំតែឯងកុំភ្លេចថាក្រៅពីនឹងឯងគ្មានអ្វីសោះឯងគ្រាន់តែជាអ្នកបើកឡានថោកទាបដដែល ហ្វាំងតុងនេះជារឿងរវាងខ្ញុំនិងឆាន់ហើយណាឆាន់ហើយណាចាប់តាំងពីថ្ងៃនេះការភ្ជាប់ពាក្យរវាងលោកនិងខ្ញុំចាត់ទុកជាអាសាបងត្រកូលទាំងពីរគ្មានអ្វីពាក់ព័ន្ធគ្នាទៀតទេនេះគឺអេនេះ ខាងសៀវនាងចាំផ្លូវដែលនាងជ្រើសរើសថ្ងៃនេះទៅក្រៅពីនេះវាហើយនឹងត្រកូលທາງត្រូវស្លាប់ម្នាក់មកខាងត្រឡប់ទៅវិញអ្នកប្រសិនលោកអ្នក នេះហ្វាំងតុងមិញលោកលឺហើយមែនទេចង់ទទួលខុសត្រូវខ្ញុំមានតែក្តីស្លាប់ប៉ុណ្ណោះលោកនៅហ៊ានទៀតទេ គិតតែខ្ញុំខ្លាចស្លាប់មែនទេ អញ្ចឹងខ្ញុំខ្ញាល់ជាមួយលោកម្ដង យ៉ាងម៉េច មិនមែនលោកចង់ទទួលខុសត្រូវខ្ញុំទេខ្ញុំឲ្យឱកាសនេះទៅលោកតែខ្ញុំក៏ជាមនុស្សមានអំណួតព្រមលះបង់គ្រប់យ៉ាងដើម្បីតាមលោកទៅគ្រាន់តែពាក្យសន្យាចេញពីមាត់របស់លោក បន្តទៀតទៅ មនុស្សប្រុសដែលខ្ញុំត្រូវការត្រូវតែមិនអន់ជាងមនុស្សរាប់ម៉ឺននាក់ហើយក៏ត្រូវតែមិនដូចថ្ងៃនេះដែលចាំតែពឹងពាក់ប្រធានរងឈិននៅនាងធំដើម្បីរួចខ្លួនលោកត្រូវការឲ្យខ្ញុំទទួលស្គាល់លោកយ៉ាងសម្បូរបែបប្រកបជាបានតែខ្ញុំត្រូវការឲ្យវ៉ាងតុងល្បីល្បាញទូទាំងក្រុងតុងហើយខ្ញុំចង់ឲ្យគ្រប់គ្នាដឹងថាលោកមានគុណសម្បត្តិគ្រប់គ្រាន់អាចរៀបការជាមួយនឹងខ្ញុំបានខ្ញុំនឹងឲ្យពេលលោក3ខែលោកហ៊ានទេ ខ្ញុំនឹងសាមើល បងមិញខ្ញុំមិនបានតំណែងឈិនហើយណាស់ដែរត្រង់បងមិនខាងខ្ញុំទេ បងជឿចិត្តឯងណាប្រកាសជាមានហេតុផលជំខានទេ ឈិនហើយណាស់គឺកូនអុកដែលតកោខាងច្រើនមកឲ្យខ្ញុំហើយគឺជាមនុស្សលៀងសេធានបញ្ជូនមកសើពីខ្ញុំទៀតផង លីនសៀវធានមិនមែនជាអ្នកស្នងត្រកូលនៅសាងទី នឹង នោះទេ ហើយគេក៏មានអត្តសញ្ញាណមួយទៀតនោះគឺជាគុណដំណឹងខ្ញុំ នាងមានគូនដឹងហើយមែនទេ ពីដំបូងតកោហាននាំខ្ញុំមកពីមណ្ឌលកម្មាកំព្រាមានផែនការចោលខ្ញុំរៀបការជាមួយតកោលីង ការពិតទៅគឺបែបនេះ បងនៅលើលោកនេះអ្នកដែលខ្ញុំពេញចិត្តជាមួយនោះមានតែបងម្នាក់គត់បងព្រមរៀបការជាមួយខ្ញុំទេ ក្មេងល្ងងនាងនិយាយស្អីហ្នឹងចាំទុកណាបងនឹងធ្វើជាបងរបស់នាងជារៀងរហូត ខ្ញុំពេញណាអាឡែខ្ញុំពេញពួកអញចង់ធ្វើអីហ្នឹងឆាប់ចេញទៅស្គាល់ក្របរបស់ខ្ញុំឲ្យនាងហើយខ្ញុំថាចាប់ពីថ្ងៃនេះទៅខ្ញុំជាអ្នកការពារនាងខ្ញុំមិនត្រូវការត្រាប់បងស្រីបងទេបងប្រាប់ខ្ញុំឲ្យតាំងមកព្រោះតែមនុស្សស្រីមិនមែនទេ មែនហើយ អញ្ចឹងវីដេអូទាំងអស់ហ្នឹងជាការពិតទាំងអស់ហ៎ បងជាមនុស្សប្រុសម្នាក់ដែលយករបស់ជាសំខាន់បំផុតបងក៏ត្រូវមានចំណែកទទួលខុសត្រូវយ៉ាងស័ក្តិសមដែរ បងគេជាមួយខ្ញុំចាំឲ្យដល់វិធីនេះទុកថាយើងស្មារតីគ្នាហើយ ក្មេងល្ងងនិយាយស្អីហ្នឹងបងមានរឿងត្រូវធ្វើទៀតបងតែមុនហើយ អ្នកនាងគិតថាបងប្រុសជាមនុស្សចឹងម៉េចលោកវ៉ាងគេជាមនុស្សល្អខ្លាំងណាស់ខ្ញុំប្រាប់នាងគាត់ជាមនុស្សសំខាន់បំផុតក្នុងជីវិតខ្ញុំសូម្បីជីវិតគាត់ខ្ញុំអាចប្រកល់គាត់បានដែរអញ្ចឹងហេតុអីមិញនេះមិនព្រមប្រាប់គេពិធីភ្ជាប់ពីអ្នកនាងនឹងប្រុសលីងនឹងម្ដងមួយខែទៀតទេហេតុអីទៅប្រាប់គេហើយវាគ្រាន់តែជាការបន្ថែមបញ្ហាកុំភ្លេចថាតកូលលីងជាតកូលដែលខ្ពង់ខ្ពស់បំផុតក្នុងក្រុងសានជីងមុនពេលការប្រើបញ្ហាទុកអាចកំបាំងនេះឲ្យល្អផងនេះទេអ្នកនៅក្រោមអត់បញ្ជាលីយ៉ាង លោកកាប់ខ្វាយមកគុំព្រះអម្ចាស់ ក្រោយឡើងទៅ បាទ ក្រោយពេលដែលខ្ញុំធ្វើពុតជាស្លាប់រយៈពេល3ខែនេះត្រកូលសានជីងមានអ្វីខុសពីធម្មតាទេ ខាងក្រៅមើលទៅដូចជាមិនមានរឿងអីតែខាងក្នុងការរឿងរញ៉ៃហើយ ល្អអញ្ចឹងបន្ថែមភ្លើងចូលបន្ថែមទៀតហើយប្រកាសទៅថាពី3ថ្ងៃទៀតព្រះរាជាដ៏ខ្ពង់ខ្ពស់នៅតំបន់ខាងកើតនឹងត្រឡប់មកវិញ ចាព្រះអង្គម្ចាស់បរិសម្នាក់នេះគឺជាបរិអស្ចារ្យរបស់ក្រុងតុងហៃចៅឈួនបើព្រះអង្គត្រូវការអីប្រាប់គេដោយផ្ទាល់បាន ទូលបង្គំមិនហ៊ានទេបើព្រះអង្គបញ្ជាទូលបង្គំរីករាយ វ៉ាងតុងគ្រាន់តែឆ្លងពីនេះទៅនឹងបានប្រឈមមុខមិនដឹងថាជាមនុស្សត្រកូលខាងឬអត់ទេបើលោកបដិចិត្តនៅពេលនេះខ្ញុំនឹងធ្វើដូចជាមិនមានរឿងអីកាត់ឡើង មិនបាច់បារម្ភទេនាងគឺជាអ្នកដាក់ភ្នាល់ជាមួយខ្ញុំហើយក៏ត្រូវរីថយនោះ ហើយចាប់បាក់គ្រូសាខ្ញុំជំទាស់ការរស់នៅរបស់ពលជៀនវិញនោះ ទោះបីជារឿងដកបាត់ពិសោធន៍នេះពិបាកយ៉ាងណាក៏ដោយក៏ខ្ញុំត្រូវការពេលវេលាពិសោធន៍ដែរ ដរាបណាលោកធ្វើតាមអ្វីដែលលោកនិយាយខ្ញុំព្រមនឹងទទួលផលដែលនឹងត្រឡប់មកវិញខ្ញុំនឹងមិនព្រមឲ្យលោកតស៊ូម្នាក់ឯងទេបើលោកគិតបានល្អហើយពួកយើងចូលទៅលោកយាយប៉ាម៉ាក់លោកអ៊ំទី2នេះគឺវ៉ាងតុងគាត់យកកាដូមកឲ្យនេះជាស្អីហ៊ានយករបស់ទាំងនេះចូលផ្ទះយើងមែនទេអង្គុយចុះអញគិតថាខ្លួនអញជាអ្នកណាយើងឲ្យអញអង្គុយមែនទេអាអ្នកបើកឡានអញនេះមានសិទ្ធិអីមកអង្គុយដែរនោះគេគ្មានសិទ្ធិអង្គុយអញ្ចឹងខ្ញុំក៏មិនអង្គុយដែរអញជានាងធំរបស់តកូលທາງមើលទៅថ្ងៃនេះអញបានសម្រេចចិត្តហើយដែលនឹងព្រមលះបង់គ្រប់យ៉ាងទៅជាមួយក្មេងសុំទានម្នាក់នេះលោកយាយ
គេឈ្មោះវ៉ាងតុងជាមិត្តប្រុសរបស់ខ្ញុំមិត្តប្រុសអីយើងព្រមទទួលស្គាល់វាហើយនៅតែបើអញត្រូវការឲ្យយើងទទួលស្គាល់វាក៏មិនមែនជារឿងពិបាកដែរលុះត្រាតែអញលាឈប់ពីតំណែងគ្រប់តំណែងទាំងអស់លាឈប់ពីតំណែងយ៉ាងបានចំហកាត់ផ្ដាច់តំណែងជាមួយតកូលឋានយើងបើអញធ្វើមិនបានមិនបាច់មកនិយាយជាមួយយើងទេគឺមានតែមួយយ៉ាងលើកលែងតែយើងស្លាប់ខ្ញុំកាត់បងនៅតកូលឋានធំដឹងតែជាមួយតកូលឋានឲ្យខ្ញុំកាត់ផ្ដាច់ជាមួយតកូលឋានប្រកាសជាមិនអាចទៅរួចទេខាងសៀវអញមិនពេញចិត្តនឹងបោះបង់របស់ដែលគ្មានប្រយោជន៍មួយនេះហើយក៏មិនគិតនឹងចាក់ចេញពីតកូលឋានអញគិតថាយើងមិនអាចធ្វើបានអីក្នុងកម្មវិធីគោលកំណត់របស់តកូលឋានខ្ញុំនឹងវ៉ាងតុងក៏ចាប់ដើមនៅកន្លែងសាធារណៈហើយដាក់លក្ខខណ្ឌរយៈពេល3ខែតែពេលនេះលោកយាយឲ្យខ្ញុំត្រឡប់ពាក្យសន្យាលោកយាយចង់ឲ្យគ្រប់គ្នានិយាយតាមតកូលឋានថាខុសពាក្យសន្យាអញ្ចឹងហ៎ខាងសៀវអញប្រើឲ្យកចង់បោកអ្នកណាទៀតអញប្រាប់ថាជារឿងរបស់ឯងជាមួយនឹងតកូលឋានមានពាក្យប៉ុនអីនឹងគ្នាឥឡូវនេះការដាក់ភ្នាល់បានចាប់ដើមហើយលោកយាយខ្ញុំសង្ឃឹមថាលោកយាយនឹងឲ្យឱកាសខ្ញុំហើយឲ្យឱកាសវ៉ាងតុងផងដែរខាងសៀវបើឯងស្មោះត្រង់ដល់ថ្នាក់នឹងហេតុអីយកមិញបានជាឯងបញ្ចប់ការភ្ជាប់ពាក្យជាមួយនឹងតកូលឈិននេះប្រមាណកងហើយដែលតកូលឋានរបស់យើងត្រូវច្រើនធ្លាក់ជ្រោះនោះមែនហើយមនុស្សរមើលគុណនឹងក៏ព្រោះតែឈិនហើយណានដែរបាត់មាត់បើមិនដោយសារឯងគ្មានកេរខ្មាស់មានរឿងស្អុយឈ្មោះជាមួយនឹងមនុស្សប្រុសអ្នកប្រុសឈិនគេនឹងប្រតិបត្តិចំពោះឯងបែបនេះបានយ៉ាងម៉េចទៅម្សិលមិញខ្ញុំមិនបានបាក់បននិយាយដោយសារតែខ្ញុំមិនចង់បំផ្លាញបរិយាកាសស្ងប់សុខតែពេលនេះខ្ញុំត្រូវការរឿងច្បាស់លាស់អាចឆាប់បិទមាត់ទៅឲ្យវានិយាយទៅយើងពិតជាចង់ដឹងណាស់ចេញពីមាត់ឯងនឹងនិយាយហេតុផលចេញឲ្យអស់ភ្លាមមកលោកម្ចាស់គ្រប់គ្នាខាងទីជាមនុស្សដែលលោកចិញ្ចឹមតាំងពីតូចរហូតដល់ធំនាងជាមនុស្សបានណាមិនដឹងទៀតអ្វីដែលអ្នកគ្រប់គ្នាបាននិយាយមិញធ្វើឲ្យនាងខ្មាស់គេឬមួយក៏ធ្វើឲ្យអ្នកគ្រប់គ្នាបាក់មុខហើយកម្មវិធីជប់លៀមម្សិលមិញហើយការបញ្ឈប់ការរាយការណ៍របស់នាងកាលពីម្សិលមិញមិនមែនឲ្យសារតែនាងឬក៏ខ្ញុំទេប៉ុន្តែដើម្បីតែមុខមាត់អ្នកគ្រប់គ្នាមិនចង់ឲ្យអ្នកគ្រប់គ្នាបាក់មុខនាងធ្វើដើម្បីអ្នកគ្រប់គ្នាប៉ុន្តែអ្នកគ្រប់គ្នាបានជាស្អីនាងហើយក៏បណ្ដេញនាងចេញពីត្រកូលខ្ញុំដឹងថាអ្នកគ្រប់គ្នាមើលមកខ្ញុំល្អតែក៏ព្រោះតែខ្ញុំនឹងខាងសៀវបានយល់ព្រមលក្ខខណ្ឌជាមួយនឹងគ្នារួចទៅហើយ3ខែក្រោយរឿងគ្រប់យ៉ាងនឹងចប់សពគ្រប់ប៉ុន្តែមុនដល់ចំណុចនោះខ្ញុំមិនអនុញ្ញាតឲ្យនរណាម្នាក់ប៉ះពាល់នាងចែកខាងគួរអស់សំណោចណាស់កូនចៅត្រកូលឋានត្រូវការអ្នកក្រៅដែលមិនចេះប្រមាថខ្លួនដូចជាឯងនេះលោកនិយាយទៅមុនពេលនេះខ្ញុំមិនបានឆ្លងផុតពីលក្ខខណ្ឌអ្វីទាំងអស់របស់នាងតែពេលនេះនាងគឺជាមនុស្សស្រីរបស់ខ្ញុំតែពេលនេះនាងគឺជាមនុស្សស្រីរបស់ខ្ញុំវ៉ាងតុងត្រកូលឋានរបស់យើងគ្មានថ្ងៃទទួលឯងទេអាមនុស្សសម្រាមមុននឹងតកូលឋានព្រមទទួលឯងបានត្រឹមតែជាក្មេងពីម្សិលមួយថ្ងៃប៉ុណ្ណោះអូយនេះអញហ៊ានវាយយើងមែនទេហ៎ហើយខ្ញុំនេះគឺជាការដាស់តឿនទោះបីជាតកូលឋានមានមោទនភាពមានអំណាចណាក៏ដោយកុំធ្វើជាមនុស្សអាក្រក់នៃចិត្តព្រះអីអាក្មេងសម្រាមឯងហ៊ានខ្លាំងណាស់ហ៊ានធ្វើបាបមនុស្សរបស់ត្រកូលឋានខ្ញុំហើយណាខ្ញុំនៅចការហើយចោះគេជាស្អីបានហើយបើសិនជាលោកស្រីចង់ពិសោធន៍ខ្ញុំតទៅទៀតនោះក៏សូមអញ្ជើញវិធីបែបនេះធ្វើដាក់អ្នកផ្សេងទៅបើធ្វើដាក់ខ្ញុំនាំតែខាត់ពេលវេលានឹងខូចឈ្មោះដល់អ្នកគ្រប់គ្នាទេខាងសៀវបានឯងទៅរកអាប្រុសក្អើកតុំបែបនេះសូម្បីតែជាក៏គ្មានពាក្យអីនឹងត្រូវនិយាយទៀតដែរពេលនេះយើងនឹងសួរឯងបើនិយាយមិនយល់ស្របជាមួយការដែលឯងទៅតាក់ទងជាមួយនឹងវ៉ាងតុងឯងនៅតែឌឺដាក់យើងទៀតទេខាងសៀវអញត្រូវគិតឲ្យល្អមុននឹងឆ្លើយណាលោកយាយរឿងផ្សេងខ្ញុំអាចនឹងស្ដាប់បង្គាប់លោកយាយប៉ុន្តែរឿងរៀបការជារឿងធំក្នុងជីវិតខ្ញុំត្រូវការសម្រេចចិត្តដោយខ្លួនឯងខាងសៀវបាននិយាយបែបនេះសមហើយតែជាចៅស្រីរបស់តកូលឋានខ្ញុំនឹងមិនបដិសេធចំពោះវ៉ាងតុងមានអ្វីមួយយ៉ាងពិតមែនប៉ុន្តែផ្លូវដែលចូលមកតកូលឋានរបស់ខ្ញុំនៅឆ្ងាយណាស់ហើយយើងក៏មិនព្រមឲ្យឯងដើរតាមផ្លូវចាស់របស់ម្ដាយឯងដែរវាជាភាពអាប់អន់ខ្លាំងណាស់របស់តកូលឋានយើងលោកយាយត្រូវការអីមិនមែនឯងហើយនឹងវ៉ាងតុងខ្នោះគ្នារយៈពេល3ខែទេអញ្ចឹងយើងនឹងដាក់ភ្នាល់ជាមួយនឹងឯងដែរដរាបណាឯងអាចធ្វើបានយើងក៏មិនរៀបរៀងសេរីភាពឯងទៀតដែរឯងហ៊ានទេតែជាអ្វីទៅតកូលឋានរបស់យើងហើយមេការក្រុមនេះគ្រាខ្មៅលីវយ៉ុងជុងនៅមានចំនួន30លានដែលមិនអាចយកមកឯងត្រូវតែយកមកវិញឲ្យបានបើធ្វើបានយើងមិនងាយងាយរឿងឯកជនឯងទៀតទេឯងត្រូវចាំទុកមិនមែនយើងមិនពេញចិត្តវ៉ាងតុងទេតែដើម្បីខ្លួនឯងខាងសៀវបើឯងអាចយកចំនួនលុយនឹងមកបានឯងចង់ជ្រើសអ្នកណាទៅថ្ងៃអនាគតស្រេចលើឯងទេបានខ្ញុំព្រមទទួលឯងមិនចាំបាច់ប្រញាប់ទទួលពាក្យយើងទេរឿងនេះតកូលឋានរបស់យើងនឹងមិនបញ្ជូនជំនួយអ្វីទាំងអស់ឯងត្រូវពឹងខ្លួនឯងហើយប្រកាសណាស់បើឯងមានអារម្មណ៍ថាស្ដាយក្រោយឯងអាចត្រឡប់មកវិញបានគ្រប់ពេលយើងនឹងប្រកល់ឋានៈទាំងអស់ឲ្យតែឯងវិញតែរឿងរៀបការចាប់ពីថ្ងៃនឹងទៅឯងមិនអាចសម្រេចចិត្តខ្លួនឯងបានទេយើងនឹងឲ្យពេលឯង3នាទីគិតមើលទៅមិនចាំបាច់ត្រូវគិតទេខ្ញុំទទួលពាក្យលោកយាយខាងសៀវនឹងជាក្រុមនេះគ្រាខ្មៅណាអ្នកដែលនៅក្រៅក្នុងលោកក្រមទៅរបស់ក្រុមតង់ហៃឯងដឹងទេថាជំរឿនឯងនេះវាយ៉ាងម៉េចខ្ញុំដឹងតែខ្ញុំមិនស្ដាយក្រោយទេឯងចង់ដូចយើងមែនទេមិនឃើញក្តាមឈុំមិនស្រក់ទឹកភ្នែកខ្ញុំមិនដូចជាម៉ាក់ទេហើយវ៉ាងតុងក៏មិនដូចប៉ាដែរឯងមើលវាល្អណាស់មែនទេបានអញ្ចឹងពេលនេះយើងប្រាប់ឯងទៅថាមួយជីវិតនេះយើងមិនអាចឲ្យវាចូលមកនៅក្នុងត្រកូលឋានយើងបានទេឯងដឹងទេអញកំពុងធ្វើកូនស្រីយើងបាត់បង់គ្រប់យ៉ាងហើយអញមិនមានមុខបញ្ឈរក្បែរនាងទៀតទេអ្នកម៉ាក់ទុកចិត្តចុះសំផាំងឲ្យលុយប៉ុណ្ណឹងទោះបីជាត្រូវលឺមនុស្សរាប់ម៉ឺននាក់ក៏ខ្ញុំធ្វើគ្រប់យ៉ាងដើម្បីនាងអាកំឡោះនេះដូចការពីខ្ញុំនៅកំឡោះចឹងវ៉ាងតុងបោះបង់ពីផ្អែមដង្ហែមឯងទៅយើងមិនត្រូវការទេខ្ញុំមិនបាននិយាយព្រះទេដូច្នេះហើយខ្ញុំត្រូវការឲ្យអ្នកស្រីជឿខ្ញុំនឹងប្រើពេលវេលាពិសោធន៍ខ្លួនឯងដើម្បីឲ្យបានដឹងថានាងមិនបានជឿរឿងមនុស្សខុសវ៉ាងតុងជប់លៀមអាកំឡោះចង់ធ្វើស្អីហ្នឹងខ្ញុំកំពុងស្វែងរកអ្វីយ៉ាងណាលាវយន្តជុំមែនទេមានការរកបើរកគាត់ធ្វើអីមកទាបំណុលទាបំណុលអីអាកំឡោះអាចទៅសួរបណ្ឌុះក្រុងតុងហៃទៅមើលអ្នកណាហ៊ានមកទាបំណុលមេការរបស់យើងទៅយើងនេះអីមកហើយអ្នកកំឡោះយើងសុំដៃរាប់ឯងឆាប់ចេញពីទីនេះឲ្យលឿនទៅបើមិនចឹងទេកំថាយើងមិនក្រៃចិត្តគ្មានអ្វីត្រូវនិយាយទៀតទេមែនទេដល់និយាយទៀតមែនទេ
សុំទោសខ្ញុំមិនបានតាំងចិត្តទេសុំទោស អូនសម្លាញ់អូនពិតជាអេមែនតើនេះ បងចុងឡានស្ពតដែលខ្ញុំជឿចិត្តបងតែញឲ្យនៅពេលណា បងសម្លាញ់ចិត្តណាបងនឹងទិញអូនភ្លាមតបងក៏ប្រាប់ អូរកូលមែនទេ ហើយនៅផ្នែកណាហើយអីក៏មិនចេះគួរទ្វាមិនអាកំឡោះយើងក៏ពន់ជិះជាមួយឯងមិនលឺទេអី ខ្ញុំបានឮថាឯងជាប់បំណុលត្រកូលខាងជាង30លានដល់ពេលនេះនៅមិនដល់សងទី អូហូការពិតមកទៀតបំណុលហ៎មែនហើយការពិតយើងនៅមានបំណុលមួយដុំធំទៀតមិនទាន់បានសងប៉ុន្តែឯងមកបំផ្លាញអារម្មណ៍ល្អរបស់យើងថែមទាំងចង់ឲ្យយើងសងបំណុលទៀតឯងគិតថាយើងធ្វើតាមឯងហ៎ មានបំណុលទៅសំបំណុលរឿងអីដែលមិនអាចទៅរួចនោះ អាកូនទៅឈាមក្តៅមកពីណាហើយពិតជាហ៊ានខ្លាំងណាស់មកដល់នេះគរីខ្មៅដើម្បីទាបបំណុលហើយគិតថាខ្លួនឯងមានប្រមាណជីវិតទៅយើងសូមណែនាំមុនពេលដែលយើងមានកំហឹងបញ្ញាប់ចេញទៅបើមិនអញ្ចឹងទេយើងនឹងចេញបញ្ជាជាច្រាំឯងដូចជាប្រហិតអញ្ចឹង មើលទៅគ្មានចិត្តចង់សងទេ អាកំឡោះគិតថាយើងនិយាយសើចមែនទេថ្ងៃនេះយើងសន្យាជាមួយឯងលុយនេះឯងមិនបានសំបីតែមួយសេន យើងក៏សន្យាដែរថាឯងត្រូវតែសងមិនឲ្យខ្វះមួយកាក់មួយសេនបើមិនអញ្ចឹងទេឯងនឹងត្រូវលុតជង្គង់វល់យើង ឯងចង់ប្រាប់ឲ្យយើងលុតជង្គង់វល់ឯងមែនទេយើងគឺជាលីងជន់ជុងព្រោះជាអ្នកលេងនៅក្នុងក្រុងតុងហៃ30ឆ្នាំហើយមិនធ្លាប់មានមនុស្សណាដែលអួតក្អេងក្អាងដូចជាឯងទេ ថ្ងៃនេះឯងនឹងបានទូ ព្រោះចាប់អារម្មណ៍មែនចាប់អារម្មណ៍ពិតមែនមិញនេះឯងធ្វើឲ្យយើងសោចហើយពីនេះយើងនឹងធ្វើឲ្យឯងបាត់ដៃមកខាង ថ្ងៃនេះចាត់ទុកថាជាកាដូទៅចុះប៉ុន្តែថ្ងៃក្រោយមិនស្រាលដូចពេលនេះទេ ឯងដឹងងាប់ទៅ ឈប់ភ្លាមណាលោកចាំមិនថៃមិនអីទេ ខ្ញុំមិនអីទេខ្ញុំជាអ្នកធ្វើដាក់គេទៅវិញ អ្នក ដែរ ឲ្យលោកមកទីនេះម្នាក់ឯងដើម្បីទាលុយ នាងគឺតុងហៃដែលមានហាសនាមខាងសៀដែលស្អាតបំផុតជួបគ្នាថ្ងៃនេះពិតជាមិនធម្មតាពិតមែន លោកអ៊ីវគេមិនយល់ពីច្បាប់ទម្លាប់ទេដោះលែងគេទៅបំណុលមួយនេះយើងមិនត្រូវការទៀតទេ ដោះលែងមែនទេនាងចង់លេងសើចនាងគិតថាកន្លែងនេះករីខ្មៅនេះចង់ចូលក៏ចូលចង់ចេញក៏ចេញអញ្ចឹងអីហ៎ ខ្ញុំតាំងចិត្តនឹងមកសុំទោស សុំទោសខាងសៀវនាងគិតថាបានល្អទៅអាបារម្ភម្នាក់នេះមិនធ្វើឲ្យយើងឈឺខ្លាំងណាស់នាងគិតថាសុំទោសមួយម៉ាត់អាចនឹងចប់រឿងអញ្ចឹងមែនទេ លោកត្រូវការអី យើងចង់បានអី លើកលែងតែនាងព្រមមិននៅជាមួយនឹងយើងបើមិនអញ្ចឹងទេពួកនាងទាំងពីរនាក់មិនអាចឈានជើងចេញពីទីនេះបានទេលេងយើងបើសិនជាឯងមិនលេងយើងនឹងហៅមនុស្សយើងមកពួកឯងនឹងងាប់ជាមិនខានទេលេងយើងលេង មិនអីទេសាហា ហ្វា មក ងតុងលោកលែងគេទៅ លែងគេមែនទេ ខាងសៀវនាងម្នាក់នឹងវ៉ាងតុងម្នាក់ទៀតល្អណាស់ពួកឯងហ៊ានមកកអឺកតមនៅកន្លែងនេះករីខ្មៅរបស់យើងពួកឯងទាំងពីរនាក់កុំគិតថារួចខ្លួនណាសោះហាប់ចូលមក លោកលីវមុននឹងមកដល់ក្រុមនេះគ្រាខ្មែរខ្ញុំបានរៀបការរឿងនេះទៅប៉ូលីសហើយលោកប្រកាសចិត្តមែនទេថានឹងធ្វើរឿងនេះ នាងគិតថានៅក្នុងក្រុងតុងហៃនេះមានអ្នកណាហ៊ានមករញ៉េរញ៉ៃជាមួយនឹងក្រុមនេះករីខ្មៅរបស់យើងក៏ប៉ុន្តែយើងបានឮថាកុលាបដ៏ស្រស់ស្អាតដូចជានាងតែងតែមានចរិតឌឺខ្លាំងណាស់មិនដែលអន់ក្បាលឲ្យប្រុសណាទេសូម្បីតែអ្នកស្នងមរតកត្រកូលឈិនក៏ព្រមចាញ់ដែរថ្ងៃនេះយើងចង់សាកមើលថានាងពុះកញ្ជ្រោតដល់កម្រិតណាទៅថ្ងៃនេះយើងនឹងចាំមើលថានាងនឹងពុះកញ្ជ្រោតដល់កម្រិតណាអើយអាចចង់ធ្វើស្អី នាងចេញសិនទៅស្ថានភាពនេះវាមិនថាសមនឹងនាងទេ ដល់អញ្ចឹងមិនអាចរួចទេអីកុំចិត្តជា ចេញទៅ ខ្ញុំមិនទៅទេបើយើងទៅជាមួយគ្នា នាងទុកចិត្តចុះគេខកខ្លួនខ្ញុំមិនបានទេដោះលែងនាងទៅ បានលែងទៀត ចាក់គេជាចំណាប់ខ្លាំងទៅមនុស្សរបស់គេមិនហ៊ានធ្វើបាបលោក អើយមិនមែនទេ យ៉ាប់ចេញទៅ លោកទុកចិត្តចឹងណាខ្ញុំនឹងត្រឡប់មកជួយលោកវិញខ្ញុំប្រកាសជាត្រឡប់មកជួយលោកមិនខាន អ្នកចិត្តជាសិនទៅអើយអើយឡើងឆាប់សម្រាប់វាទៅហេ លោកជីខ្ញុំសំវទៅជួយវាងតុងផងទៅសំវអីលក្ខខណ្ឌមិនសិនមិញនេះឯងជាអ្នកទទួលយកចេញពីមាត់របស់ឯង គ្រួសារທາງយើងក៏មិនដែលហ៊ានទៅទាបបំណុលមួយនេះវាគិតថាវាមានតម្លៃខ្ពស់ពេកហើយវាសំតែងាប់ តែលោកជីធ្លាប់និយាយថាខ្ញុំអាចត្រឡប់មកវិញបានរហូតយើងធ្លាប់និយាយពិតមែនតែអ្វីដែលយើងសន្យាគឺឲ្យឋានៈទៅឯងទាំងអស់មិនបានរួមដោយការចូលទៅជួយអ្នកបាក់ឡានម្នាក់នឹងទេលុះត្រាតែឯងតឹងវអ្នកប្រុសឈិនបានខ្ញុំយល់ហើយ បាទហើយបានជាម៉ាក់មិញនេះមិនព្រមទទួលនាងជួយ ឯងគិតថាការជួយនោះចេញពីដៃក្រុមនេះគ្រីខ្មែរនេះដល់ថ្នាក់នឹងអីហើយម្យ៉ាងទៀតបាក់អ្នកបាក់ឡានម្នាក់នឹងងាប់អាចធ្វើឲ្យការគិតរបស់សៀងត្រឡប់មកវិញក៏ថាបាន ម៉ាក់វិធីខ្ចីដៃអ្នកសម្លាប់បែបនេះគឺពិតជាអស្ចារ្យមែនទែន នៅនេះខាងខ្ញុំអាចសំវនៅនឹងបានទេជួយវាងតុងផងឥឡូវគេនៅក្នុងក្រុមនេះគ្រីខ្មែរស្លាប់ដូចតែមិនគាត់ដឹងទេហេតុអីខ្ញុំត្រូវជួយនាងអ្នកនាងលោកបានកំពុងជួបគ្រោះថ្នាក់ហេតុអីក៏នាងមិនជួយគេបងប្រាប់ខ្ញុំជិះតែហ៊ានលុបដាក់ពោះមកពីសិនជាងនាងគិតថានៅកន្លែងដូចជាក្រុមនេះខ្មែរគាត់ខ្លួនគេបានដែរអញ្ចឹងនាងកំពុងចង់សួរថាហេតុអីធ្វើជាមិនចាប់អារម្មណ៍មែនទេខ្ញុំគ្រាន់តែចង់ដឹងថានាងនឹងទៅសំវឈិនហើយណាងដែរទេសំវឈិនហើយណាងនេះតាមចរិតនាងហើយតាមចរិតរបស់ឈិនហើយណាងក្រោយពីនេះនាងនឹងមានរឿងអីគេប្រកាសជាកិច្ចការនេះមិនសំខាន់ទេតែខ្លះមើលយើងចង់ដឹងថានាងអាចធ្វើអីបានខ្លះដើម្បីបោកប្រាស់របស់ខ្ញុំចា៎ តែស្អីស្អាតនៅដែរទេតែស្អីស្អាតចង់តាណាដែរហ្នឹង តកូលឈិន
ai đang thế thả bên trong điện không bao nhiêu cứ chia đẻ đó យ៉ាណា ចាំយើងនឹងឲ្យឯងភ្ញាក់ផ្អើលគឺជាចៅឈួនមេក្រុមរបស់យើងធ្លាប់បំរើរាជការនៅឯទីជាងហើយមិនយូរប៉ុន្មានទេពួកយើងបានទទួលបញ្ជាធ្វើជំនួសអធិរាជដ៏មានអំណាចទៅទិសខាងកើតអធិរាជទិសខាងកើតកំពុងតែឡើងទឹកនាំបើសិនជាដឹងថាឯងមកអុកក្រុមនេះខ្មៅឯងប្រកាសមានតែកប់ ចៅឈុនមែនទេ ចាំមិនខ្លាចហើយមែនទេស្គាល់ពាក្យថាខ្លាចហើយមែនទេឥឡូវនេះបើឯងលុតជង្គង់សុំទោសយើងពេលខ្លះយើងអាចនឹងទុកជីវិតឲ្យឯងក៏បាន បានទេទៅរកគេឥឡូវនេះប្រាប់ឲ្យគេមកឥឡូវនេះទៅប្រាប់ឲ្យគេមកឥឡូវនេះទៅ បានឯងហ៊ានខ្លាំងណាស់ចាំបន្តិចអាឡូមេក្រុមមានអាក្មេងម្នាក់មកអុកលុកកន្លែងយើងវាថែមទាំងប្រាប់ថាឲ្យហៅមេក្រុមមកទីនេះទៀតផងមិនហើយបាត់ដឹងហើយក៏ដឹងទៅអាក្មេងសម្រាប់នេះជាឱកាសរបស់ឯងចុងក្រោយហើយបើមិនចឹងទេមេក្រុមរបស់យើងប្រកាសជាសម្រាប់ឯងដល់នេះទៅកប់ខ្ញុំថាទេ ដល់អញ្ចឹងបើអញ្ចឹងយើងរងចាំនៅទីនេះណា មេក្រុមពួកនេះប្រយោជន៍ឆាប់កប់ឡើងមេក្រុមទីបំផុតលោកបាត់ដល់ហើយគឺអាម្នាក់នោះហើយកំឡោះឯងហ៊ានសម្រុកចូលអាណាចក្ររបស់យើងយល់ថាឯងជាណាទៅអ្នកមេក្រុមមិនត្រឹមតែគេវាយខ្ញុំនោះទេមិនខ្វល់ជាមួយយើងមិនខ្វល់សំបីតែនេះគ្រីខ្មៅ យ៉ាម៉េចចង់បំណុំចង់សងអាចមានមុខមកថ្ងៃទៀត បាត់ទៅមេក្រុមផលិតផលរបស់គ្រួសារທາງនឹងគឺយើងបានពិនិត្យមានបញ្ហាតែទួចខ្ញុំគ្រាន់តែយកមកទុកហើយមិនទាន់បានសងវិញបណ្ដោះអាសន្នប៉ុណ្ណោះបើជាគ្មានម្នាក់នេះវាទីឲ្យសងមួយរយៈនេះយើងបានធ្វើការឲ្យនៅប្រវាំងជាជាគ្រប់គ្រងយ៉ាងណាដើម្បីកុំឲ្យមានរឿងឈ្មោះនេះកើតមកមិននឹកស្មានថាពួកឯងធ្វើអ្នកដទៃមើងងាកចៅឈួនបានអាយ៉ាមេក្រុមឃើញហើយបើឲ្យមនុស្សបែបនេះចាត់ការរឿងនេះបានតទៅអ្នកណាក៏អាចជន់ក្បាលនេះគ្រីខ្មៅបានអញ្ចឹងកិត្តិយសរបស់លោកទុកអ្នកណាទៅអាបងណាមិនអញ្ចឹងឯងលុនមករកពួកយើងហើយលុតជង្គង់សុំទោសនៅមុខមេក្រុមរបស់យើងពេលខ្លះមេក្រុមរបស់យើងអាចតែមានចិត្តមេត្តាដោះលែងជីវិតឯងបើមិនអញ្ចឹងទេឯងប្រកាសជា ចូលស្ដី លោកបង ចៅឈុនមែនទេឯងមានអំណាចដល់ថ្នាក់នឹងផងមែនទេ ឯងពិតជាឆ្លើយពីហើយឯងហ៊ានហៅឈ្មោះមេក្រុមរបស់យើងហ៊ុនឯងហៅឈ្មោះមេក្រុមយើងបានហើយព្រះអង្គម្ចាស់ព្រះអង្គម្ចាស់លោកមេក្រុមមិនមែនមើលខុសទេដឹងមិនអាចរួចទេដែរវាជាព្រះអង្គម្ចាស់ឯងខ្វះភ្នែកមែនហ៊ានជួយជាមួយព្រះអង្គអូវាទៅធ្វើតាមច្បាប់នេះគ្រីខ្មៅហើយត្រូវចាត់ការវាឆ្នៃខលលោកមេក្រុមខ្ញុំខុសហើយខ្ញុំមិនបានតាំងចិត្តមើលគេលោកវាងនោះទេអូវាចេញទៅលោកមេក្រុម កូនចៅខ្ញុំខ្វះភ្នែកពិតមែនសូមលើកលែងទោសឲ្យខ្ញុំផង អូមិនទេខ្ញុំមកទីនេះគ្រាន់តែមកទីបំណុលត្រកូលឋានតែប៉ុណ្ណោះទេដូច្នេះហើយឯងប្រហែលយល់ហើយមែនទេហ៎ នេះគឺជាលុយ60លាននៅសល់ប្រហែលទុកចិត្តក៏ អូមិនបាច់ទេទៅសងប៉ុណ្ណាក៏សងប៉ុណ្ណឹងទៅឯងជួយរកថងអីសម្រាប់ដាក់ចូលឲ្យអស់ផងទៅណា បាទសូមក្រាបថ្វាយបង្គំលាព្រះអង្គម្ចាស់ អាអ្នកបាត់ឡើងម្នាក់នេះហ៊ានយកថោកសម្រាប់ចូលមកបែបនេះអ្នកណាទៅដឹងថាខាងក្នុងជាសម្រាប់ឬជារបស់ស្អុយរលូនទៅ មួយដងនេះខ្ញុំយកមកឲ្យហើយ បញ្ញាទៅយកសម្រាប់ទៅចោលទៅ អូនេះគឺលុយតាទៅលុយកុំអួតខ្លាំងពេកអីបើស៊ីមិនបានទៅវល់លោកឈិនអញគិតថាអាចចេញពីក្រុមនេះខ្លាំងបានយ៉ាងសុវត្ថិភាពដែរទេកុំធ្វើខ្លួនឯងអួតនោះ ជាស៊ីត្រជិនហើយណាមែនទេតិច ហាងសៀវខ្ញុំមិននឹកស្មានថានាងមករកខ្ញុំលឿនបែបហ្នឹងទេតែការដែលនាងមករកខ្ញុំក៏ព្រោះតែអាប្រុសម្នាក់ហ្នឹងវាបានធ្វើឲ្យយើងមួម៉ាត់ខ្លាំងណាស់ ហើយលោកគិតចង់ធ្វើអី យកមក ឆាន់ហើយណានេះលោកចង់មានន័យថាម៉េ ហា ច ងសៀវមិនមែនរៀបចំសម្រាប់វាទេបើលេងជាមួយខ្ញុំមកគ្រាន់តែធ្វើឲ្យខ្ញុំពេញចិត្តយើងនឹងសុំអង្វរចៅជួយទុកជីវិតរបស់វាជួយវាមែនទេយើងមានតែចង់ចិញ្ច្រាំវាឲ្យមក ខ្ញុំអាចប្រកួតគ្រប់យ៉ាងឲ្យលោកបានភាពរបស់ខ្ញុំទាំងអ វា ស់ ហ៊ុនត្រកូលທາງរាប់លានឬក៏រាប់សិបលានហាងសៀវពេលនេះហាងសៀវពេលនេះអ្វីដែលនាងមាននៅក្នុងដៃរបស់នាងមានតែម្យ៉ាងប៉ុណ្ណោះយល់ព្រមឬមិនយល់ព្រមនាងគួរតែសម្រេចចិត្តឲ្យបានលឿនទៅបើមិនចឹងទេមនុស្សរបស់ក្រុមនាគរីខ្មៅនឹងទាត់ធាក់ទៀតដល់ងាប់ឲ្យលឿន ខ្ញុំយល់ព្រម ល្អណាស់ចឹងឆាប់ដោះចេញទៅ ទីនេះហេ មែនហើយគឺទីនេះ ឆាប់ពាក់វាភ្លាម អ្នកនាងលោកវាងមកដល់ហើយត្រឡប់មកវិញមិនពាក់ព័ន្ធនឹងយើងទេឆាប់ទៅ ជប់ភ្លាមនេះគឺជាតកោឈិនអ្នកក្រៅឆាប់ចេញទៅវិញភ្លាម
ฉันหานั่นไอ้ยอมว่าไม่ได้นี่ยังไม่หายนี่ไม่เจ๊มันไม่บอลทีខ្ញុំនៅទីនេះគ្មានណាហ៊ានមកធ្វើស្អីនឹងទៀតទេ បងតុងមកដល់ពេលល្អណាស់យើងមិននឹកស្មានថាត្រូវមានរបស់លេងបន្តហើយលើនេះឯងមកអង្គុយមើលយើងហើយនឹងនាងលេងឲ្យសប្បាយនៅទីនេះទៅ ឈិនហើយណានយើងទឿនអញជាចាន់ដល់មកហើយថ្ងៃនេះយើងចាត់ការឯងឲ្យបាត់ពីលោក ការយើងចឹងឯងមើលឲ្យច្បាស់ទៅទីនេះគឺជាកន្លែងណានេះគឺជាត្រកូលឈិនយើងឲ្យឱកាសឯងម្ដងទៀតយកខោអាវរបស់ខាងសៀយកមកឲ្យជើងដោះហើយឯងចូលនៅម្ខាងចាំមើលហេតុការណ៍ទាំងអស់នេះតើវានឹងល្អមើលប៉ុណ្ណា យើងទុកឱកាសឯងមានជីវិតបន្តទៀតដៃដែលឯងប៉ះខាងសៀវឯងបាត់ខ្លួនឯង វ៉ាងតុងពួកយើងស្លាប់ទៅវិញទៅក៏មានរឿងជាមួយគេអី ទៅណាចង់ទៅណាខាងសៀវនេះមិនចាំអ្វីដែលយើងនិយាយជាមួយនាងមុននេះទេត្រកូលខាងហើយនឹងវាត្រូវតែងាប់ប្រកាសណាស់មុនពេលដែលវាងាប់យើងនឹងសប្បាយជាមួយនាងឲ្យឆ្អែតបន្ទាប់មកយើងនឹងបំផ្លាញនាង បើឯងចង់ងាប់ទៅហើយមិនអីទេយើងនឹងជួយឯងទៅដល់ខ្លួនឯង បងតុងត្រកូលឈិននៅខាងក្រៅ100នាក់ទៀតលេចទៅចាប់លេចយើងភ្លាម ឯងគម្រាមយើងមែនទេ ហើយវាចាំឯង យើងគម្រាមយើងហ៎យើងគម្រាមយើងមែនទេយើងនឹងធ្វើឯងដឹងថាការដែលឯងគម្រាមយើងឯងនឹងបានផលចំណេញ បើឯងមិនធ្វើជាស្លាប់យើងនឹងបំផ្លាញនាងជាចំណិតរកកន្លែងងាប់ទៅងាប់ទៅ វ៉ាងតុងលោកធ្វើអីនឹងសម្រាប់គេមែនទេលោកបំផ្លាញខ្លួនឯងព្រោះតែមនុស្សដូចគេមានតម្លៃដែរមែនទេបើមានរឿងអីកើតឡើងជាមួយនឹងលោកខ្ញុំនឹងប្រាប់គ្រួសារលោកចឹងមិនដែរហើយខ្ញុំអាចមានជីវិតសុខសប្បាយបានដែរហ៎វ៉ាងតុង ខ្ញុំសុំទោសខ្ញុំគ្រាន់តែមិនអាចទប់អារម្មណ៍ខ្លួនឯងបាន មិនបាច់ប៉ះខ្ញុំទេមិនមែនលោកមានអំណាចខ្លាំងណាស់ទេមែនទេឥឡូវនេះលោកសម្រាប់គេទៅដោយសាររឿងនេះធ្វើឲ្យលោកចាប់គុកកុំសង្ឃឹមថាខ្ញុំរងចាំលោកណាកុំមកប៉ះខ្ញុំ ចាំខ្ញុំសិនណាឈិនហើយណាថ្ងៃនេះយើងទុកជីវិតឯងត្រូវចាំទុកឯងចាំណាបើសិនជាឯងនៅតែប្រាប់ចោលពីខាងទៀតបានទៀតយើងនឹងស្លាប់ឯង សម្រាប់យើងយើងប្រាប់ឲ្យទៅចុះថ្ងៃនេះឯងមិនអាចចេញពីមាត់ទ្វារត្រកូលឈិនបានទេអញ្ចឹងមែនទេគឺជាភូមិគ្រឹះគ្រួសារឈិនដរាបណាយើងចេញបញ្ជាក្មេងពីរាប់រយនាក់នឹងចេញមកចាត់ការឯងលើកមុនអ្នកនាងហាន់ការពារឯងអាចរួចជីវិតបានម្ដងតែលើកនេះមានអ្នកណាអាចជួយឯងបានទៀតទេអញ្ចឹងឯងតាមមើលទៅឯងចង់រកកន្លែងងាប់យើងនឹងជុំតាមសំណាក់ឯងអរគ្រាមើលឲ្យពួកគេឯងគិតថាយើងចូលមកបានចាំមិនគិតថាមានមនុស្សអត់ជឿយើងចូលមែនទេ តោះទៅឈិនហើយណាត្រូវចាំទុកណានឹងគ្មានលើកក្រោយទៀតទេ វ៉ាងតុងលោកមិនមានអីនិយាយជាមួយខ្ញុំទេមែនទេនិយាយពីអ្វីទៅអត់បាញ់មិញលោកជួយខ្ញុំតែខ្ញុំមិនមានសុំអីទៅពីអរគុណតែទាំងសុំឲ្យលោកដោះលែងឈិនហើយណាទីលោកមិនគិតថាវាមិនសមហេតុផលទេខ្ញុំដឹងថានាងបារម្ភពីខ្ញុំហើយទំនាប់របស់នាងតែងតែនិយាយបែបនេះមិនអីទេខ្ញុំយល់ណាហើយចង់លោកមិនមានអ្វីអធិប្បាយឲ្យខ្ញុំស្ដាប់ទេអធិប្បាយអ្វីទៅលោករួចខ្លួនពីដៃចៅឈុនបានចឹងម៉េចអ្នកចៅឈុនម្នាក់នេះការពិតទៅក៏មិនអាក្រក់ប្រហែលដែរគ្រាន់តែជាមនុស្សនៅក្រោមបញ្ជាគេចូលចិត្តស្អេងក្អាងនៅពេលដែលគេដឹងរឿងរបស់ពួកយើងគេក៏ដោះលែងខ្ញុំហើយក៏ព្រមសោះបំណុល វ៉ាងតុងលោកគិតថាខ្ញុំជាក្មេង3ឆ្នាំដែលស្រួលនឹងកុហកមែនទេមិនមែនជារឿងសំខាន់អីទេនាងឲ្យលោកដែរជួយលោកមែនទេវាអាចត្រូវបានយ៉ាងម៉េចទៅមិនមែនទេមិនខ្លាចទេដែលខ្ញុំសុំឲ្យនាងជួយតែនាងមិនព្រមជួយវ៉ាងតុងខ្ញុំសុំដាក់ទិនលោកបើលោកចង់នៅជាមួយខ្ញុំពិតមែនចាប់ពីពេលនេះទៅហាមទៅសុំជំនួយពីនាងដាច់ខាតលោកជាមនុស្សប្រុសណាតែពួនក្រុមសម្ពុតមនុស្សស្រីមិនបានទេហើយម្យ៉ាងទៀតលោកជាមនុស្សប្រុសរបស់ខ្ញុំលោកទៅសុំជំនួយពីអ្នកផ្សេងបានចឹងម៉េចប្រចាំមែនទេនេះប្រចាំពិតមែនទេលោកជាអ្នកណាហេតុអីខ្ញុំត្រូវប្រចាំនោះត្រឡប់ទៅផ្ទះអូខេក៏បានត្រឡប់ទៅផ្ទះហើយកំពុងតែប្រាប់ថាយេមានអ្នកថ្មីហើយមែនទេបានវាឈ្មោះវ៉ាងតុងព័ត៌មានបន្ថែមទៀតវាគ្រាន់តែជាអ្នកបើកឡានមិនត្រឹមតែអាចរួចខ្លួនពីក្រុមនាងកេរីខ្មៅបានវាថែមទាំងបានការគ្រប់គ្រងពីអ្នកនាងថ្ងៃខួបកំណើតនឹងគឺបញ្ជាក់ពីតំណែងតំណរបស់ពួកគេហើយហេតុនេះបានជាឲ្យមិនស្លាប់វាសំទុកផងលោកវាជាអតីតទាហានវាមានសមត្ថភាពក្នុងការតស៊ូវាមានសមត្ថភាពតើវាមានសមត្ថភាពប៉ុណ្ណាទៀតវាតែម្នាក់អាចសម្រុកចូលគ្រួសារឈិនដោយកម្លាំងគ្មានអ្នកណាអាចរារាំងវាបាននោះទេសិនទៅឲ្យក្រុមតង់ហៃយើងមិនត្រូវការឲ្យពិធីរៀបការរបស់យើងជាមួយនឹងគេមានការផ្លត់អ្វីកើតឡើងបាទលោករត់ទុកចិត្តចោលដោយកម្លាំងអធិរាជតស៊ូនៅក្រុងតង់ហៃគ្មានអ្នកណាអាចយកឈ្នះបាននោះទេអធិរាជគឺជាមនុស្សដែលអស្ចារ្យបន្ទាប់ពីទេពសង្គ្រាមអ្នកតស៊ូដោយខ្លាំងបំផុតម្ដងនេះឯងប្រកាសជាងាប់មិនខានទេអ្នកនាងបានដំណើរទីក្រុងហើយលោកលីងបានចាប់ដើមហើយទៅផ្ទះតកូលខាងអ្នកនាងខ្ញុំដឹងថាលោកវ៉ាងសំខាន់ជាមួយអ្នកនាងខ្លាំងណាស់តែបានអ្នកនាងទៅពេលនេះដូចជាអ្នកនាងកំពុងតែប្រាប់លោកលីងពីចម្ងាយពីរឿងនេះអញ្ចឹងរឿងនេះជាការពិតស្រាប់ហើយលើលោកនេះក្រៅពីបងប្រុសខ្ញុំនឹងរៀបការជាមួយអ្នកណាទាំងអស់ក៏ប៉ុន្តែមិនបាននិយាយទៀតទេខ្ញុំត្រូវទៅឲ្យបានអ្នកនាងនៅផ្ទះតកូលខាងលោកបានទៅហើយឥឡូវនេះតកូលលីងឆ្លៀតចូលឱកាសនេះវាយឆ្មក់អ្នកនាងទៀតផ្លូវអ្នកនាងកាត់តែលោកបាន100ដង1000ដងហើយខ្ញុំដឹងច្បាស់ណាស់តែនាងគិតថាការដែលខ្ញុំអាចឈរជើងនៅតកូលខាងបានព្រោះតែសាច់ឈាមមែនទេអ្នកនាងមានកម្រងហើយហ៎អ្នកដែលបាត់ទៅរយៈពេល3ខែហើយអាចតែងតាំងធ្វើជាម្ចាស់ដឹកនាំក្រុមពលជាងហើយថែតែចាត់ការវិធីទទួលស្វាគមន៍អ្នកក្រុមតង់ហៃនេះជាឱកាសរបស់ខ្ញុំ
វ៉ាងតុងអញធ្វើបានមកប្រឈិញណី មែនហើយ អញនេះពិតមែនហើយរឿងដែលសំខាន់អញធ្វើមិនបានសម្រេចសុខបីតែមួយតែរឿងសាងបញ្ហានេះអញធ្វើបានល្អខ្លាំងណាស់នេះជាអ្វីដែលអញប្រាប់ថានឹងពិសោធន៍ឲ្យយើងឃើញមែនទេរឿងនេះមិនតាក់ទងនឹងគេទេអញមិនបាច់មកការពារទេយើងដឹងថាអញមិនមែនជាមនុស្សដែលគ្មានហេតុផលប៉ុន្តែមនុស្សបែបនេះទាំងឆ្លើយតែគ្មានការសិក្សាមានតែយកកម្លាំងមកដោះស្រាយបញ្ហាពេលហ្នឹងយើងធ្លាប់ប្រាប់អញហើយថាវាមិនស័ក្តិសមនឹងអញហើយពេលនេះយ៉ាងម៉េចលើកមុនការដែលបង្ករឿងជាមួយនឹងឈិនហៅណានក៏នឹងមិនទាន់ដោះស្រាយបាននៅឡើយទេនឹងមកសាងបញ្ហាថ្មីទៀតកូនស្រីឯងគិតតាមប្រុសម្នាក់នេះពិតមែនទេអ្នកដែលបំផ្លាញក្តីសុខអស់មួយជីវិតរបស់ឯងនោះហ៎ឯងគិតថាសមទេម៉ាក់លើកមុនដែលមានរឿងបើមិនមែនវ៉ាងតុងជាអ្នកជួយខ្ញុំប្រហែលត្រូវហៅណានចន់ឆ្លីកិត្តិយសបានហើយដោយសារតែមនុស្សគ្មានសមត្ថភាពទេអីបើពេលហ្នឹងអញនៅជាមួយនឹងឈិនហៅណានពេលនេះអញត្រូវសុំជំនួយពីអ្នកដទៃដែរទេទោះបីម៉ាក់មើលតែគេជាមនុស្សយ៉ាងម៉េចក៏ដោយពេលនេះគេជាអ្នកយកលុយពីក្រុមអ្នកក្រីខ្មៅបានមិនអញ្ចឹងទេបានយើងមិនប្រកែកជាមួយឯងទេយើងគ្រាន់តែចង់ដឹងថាបញ្ហាលើកនេះវានឹងកែប្រែយ៉ាងម៉េច ម៉ាក់មិនចាំបាច់បារម្ភទេដរាបណាឈិនហៅណាមិនតាន់ចង់ស្លាប់ខ្ញុំធានាថាគេមិនហ៊ានមករករឿងតកូលខាងគេទេ មុខមកនិយាយគេខាងទៀត ទាំងតកូលខាងកំពុងត្រូវពួកឯងបំផ្លាញហើយម៉ាក់នេះម្សិលមិញវាវាយធ្វើបាបអ្នកប្រឆិនឯងមិនដឹងទេខ្ញុំដឹងហើយឯងដឹងពេលនេះអ្នកប្រឆិនបានចេញបញ្ជាឲ្យមនុស្សទាំងក្រុងតង់ហើយមិនឲ្យធ្វើអាជីវកម្មជាមួយតកូលខាងយើងទេចាប់ពីថ្ងៃនេះតទៅនឹងគ្មានការបញ្ជាទិញដូរអីទៀតទេជាមួយនឹងតកូលខាងយើង ខាងសួយជឺអាចមើលកូនឯងចិញ្ចឹមទៅហើយចុះឯងខាងសៀវត្រកូលសៀវចិញ្ចឹមឯងមើលថែឯងបានល្អឯងមិនសងគុណបែរជារុញច្រានត្រកូលសៀវឲ្យចូលទៅក្នុងជ្រក់ទៅវិញ ម៉ាទោះបីតកូលឈិនមានអំណាចខ្លាំងពិតមែនតែបើគេរួមតកូលធំទាំងក្រុងតង់ហើយបញ្ឈប់អាជីវកម្មរបស់យើងមកធ្វើបាបពួកយើងបែបនេះឯងមិនចាប់អារម្មណ៍នឹងរឿងយើងអីមិនមែនចឹងទេ ពុតធួឲ្យម៉ាក់នៅនិយាយច្រើនជាមួយពួកគេធ្វើស្អីទៀតត្រកូលលីងបានមកដល់តង់ហើយរឿងដែលសំខាន់បំផុតនោះត្រូវតែប្រញាប់យកមេបញ្ហាពីរនាក់នេះទៅសុំទោសគេភ្លាមទៅ តកូលលីងពីសាន់ជីងរឿងនេះទៅតាក់ទងនឹងតកូលលីងបានយ៉ាងម៉េចព្រោះអ្នកដែលនៅក្រៅក្នុងតកូលឈិនគឺតកូលលីងមកពីសាន់ជីងខាងសៀវបើឯងចង់ធ្វើដើម្បីតកូលរបស់យើងអញគួរតែធ្វើឲ្យវាឆាប់ស្លាប់ទៅដើម្បីទទួលនៅកំហុសរបស់វា មែនហើយបើយើងអាចរងាប់អារម្មណ៍ខឹងរបស់លោកឈិនបានពួកយើងនឹងត្រកូលខាងទើបអាចរួចជីវិតបាន បា ម៉ាក់ នតុងពេលនេះឯងពេញចិត្តហើយនៅឯងសប្បាយចិត្តទេមិនត្រឹមតែបំផ្លាញជីវិតយើងហើយនឹងកូនស្រីទេតែជីវិតនាងក៏ត្រូវឯងយកមកបំផ្លាញដែរ រឿងនេះខ្ញុំជាអ្នកធ្វើខ្ញុំជាអ្នកទទួលមិនថាឈិនហៅណានឬមកពីតកូលលីងពីសានពីស្អីទេបើមិនចិត្តគេហ៊ានខ្ញុំនឹងមិនដោះលែងឲ្យគេមានជីវិតត្រឡប់ទៅវិញទេ ល្អនេះឯងពិតជាអស្ចារ្យខ្លាំងណាស់វ៉ាងតុងចឹងថ្ងៃនេះអាចគិតបានល្អទៅថាគួរស្លាប់បែបណា ឈិនហៅណានឯងនេះពិតជាមិនចាំមែននៅហ៊ានមករករឿងទៀតមែនទេយើងធ្លាប់ប្រាប់ឯងហើយថាមិនមានពេលក្រោយទៀតទេ ទៅវិញទៀតដែលគ្មានលើកក្រោយទៀត យ៉ាងម៉េចអាចធ្វើអីទៀត វ៉ាងតុងយើងដឹងថាឯងពូកែខ្លាំងណាស់បន្តិចទៀតអ៊ំស៊ីនមកពីត្រកូលលីងកំពុងតែមកជិតដល់ហើយក្រោយពេលដល់មកដល់ឯងគួរតែធ្វើជាក្មេងល្អស្ដាប់បង្គាប់យើងតាមសម្រួលទៅ អ៊ំទីមែនទេគេពូកែខ្លាំងណាស់មែនទេ ឬមួយគេជាមនុស្សដែលតស៊ូជាមួយនឹងមនុស្សរាប់ពាន់បានហើយរហ័សនាមសម្រាប់មនុស្សមិនប្រព្រឹត្តលីងវ៉ាងស៊ីនមែនហើយគេជាលីងវ៉ាងស៊ីនគេគឺជាម្នាក់ដែលមានឈ្មោះថាសម្រាប់មិនរើសមុខគ្រប់កន្លែងដែលគេរស់នៅគឺពោពេញទៅដោយឈាម សម្រាប់មនុស្សរាប់ម៉ឺននាក់ពិតជាគួរឲ្យខ្លាចមែន ណាបងសង្ឃឹមថាឯងនឹងសោចនៅពេលដែលគេមកដល់អូស៊ីនគឺជាទេពសង្គ្រាមដែលគ្មានដៃគូតស៊ូមានគេឈ្មោះខ្លាំងណាស់ក្នុងឋានៈស្ដេចសង្គ្រាមមនុស្សទាំងអស់នៅតង់ហើយមានអ្នកណាអាចប្រៀបបានទេ ឈិនហៅណានយើងមិនบอกថាថ្ងៃនេះជាស្ដេចសង្គ្រាមម្នាក់ណាឬក៏ឆ្កែមួយក្បាលណាទេយើងដឹងត្រឹមតែម្យ៉ាងគត់ថ្ងៃនេះជាថ្ងៃងាប់របស់ឯង ម្នាក់ណាហ៊ានយកជីវិតនៅក្នុងលីនវ៉ាងស៊ីនលោកស៊ីនលោកមកដល់ហើយកាលមុននេះអ្នកណាជាអ្នកនិយាយ គឺខ្ញុំ និយាយមិនចូលត្រចៀកមិនតូចធម្មតាដល់ងាប់ទៅយើងនឹងឲ្យឯងងាប់ដោយស្ងប់ចិត្ត ងាប់យ៉ាងស្ងប់មែនទេអញគិតថាខ្លួនឯងជាអ្នកណាទៅ យើងប្រហែលជាលាក់ខ្លួនយូរហើយទើបបានជាឯងហ៊ាននិយាយនៅមុខយើងបែបនេះមើលទៅថ្ងៃនេះក៏ជាមានការបង្កជាមិនខាននោះទេអ៊ំស៊ីនអាម្នាក់នឹងហើយជាបាងទុំគឺឯងមែនទេមិនបាច់បារម្ភទេថ្ងៃនេះវាប្រកាសជាងាប់មិនខាន ឈិនហៅណានលោកត្រូវការសម្រាប់គ្នាពិតមែនទេ សម្រាប់គ្នាអញ្ចឹងមែនទេឥឡូវនេះទាំងក្រុងតង់ហៃគ្រប់គ្នាដឹងថាឈិនហៅណានត្រូវអាអ្នកបាក់ឡានជួយធ្វើបានបើថ្ងៃនេះយើងមិនសម្រាប់វាយើងចង់ឲ្យយើងនៅតង់ហៃយ៉ាងម៉េច ឈិនហៅណានខ្ញុំទទួលខុសត្រូវតែម្នាក់ឯងសៀវ កុំអីវាគ្មានប្រយោជន៍ទេថ្ងៃនេះបើយើងមិនសម្រាប់វាហើយយើងសម្រាប់គ្រួសាររបស់នាងទាំងមូលចំណែកនាងនឹងខ្លាចជារបស់លេងរបស់យើង ឈិនហៅណានតាចាំម្នាក់នេះគឺជាសន្លឹកពីចុងក្រោយរបស់យើងសូមដាស់តឿនឯងត្រៀមខ្លួនទទួលផលត្រង់មកផងពីព្រោះថាវាមិនអាចជួយឯងបានទេ ទេក្អាលល្អណាស់បើឯងស្គាល់ឈ្មោះយើងឯងប្រកាសជាលុតជង្គង់សុំជីវិតយើងមិនខាន យើងដឹងហើយជាឃាតករសម្រាប់នោះរាប់ម៉ឺននាក់ ឯងដឹងហើយមិនក៏មិនលុតជង្គង់សុំជីវិតយើងវាខ្លះយើងក៏អាចទុកជីវិតឲ្យឯងក៏បាន យើងថាឯងក៏ចាញ់ហើយកុំថាយើងមិនគ្រប់អត់សោះណាឥឡូវផ្ដាច់ជីវិតរបស់ខ្លួនឯងហើយចាក់ពីទីនេះការផ្ដាច់ជាមួយនឹងឈិនហៅណានបើសិនជាធ្វើតាមនឹងមានជីវិត5ឆ្នាំទៀត ល្អឯងពិតជាប្រហែលខ្លាំងណាស់ ស្ដេចសង្គ្រាមមែនទេ ចប់ហើយពេលនេះចប់ហើយពួកយើងប្រកាសជាចប់ហើយអាបងយើងបង្ហាញភាពអស្ចារ្យរបស់យើងហើយឯងក៏មិនលុតជង្គង់ទៀត អ្វីឯងមានតែប៉ុណ្្នឹងទេអ្នកលុតជង្គង់នោះគឺជាឯងអ្នកដែលលុតជង្គង់នោះគឺជាឯង ជាពួកក្អេងក្អាងណាស់យើងមានជីវិតរាប់សិបឆ្នាំមកហើយមិនដែលឃើញអ្នកណាហ៊ានប្រហែលដាក់យើងបាននឹងទេ ឥឡូវនេះឯងឃើញហាញតា អានេះបើកឡើងឯងនេះឆាប់បិទមាត់ទៅបើឯងចង់ងាប់ទៅងាប់ឯណាឆ្ងាយទៅកុំបាច់យកតកូលខាងយើងទៅពាក់ព័ន្ធជាមួយអ្នកប្រឆិនរឿងទាំងអស់នេះមិនពាក់ព័ន្ធនឹងតកូលខាងខ្ញុំទេសូមមេត្តាផងចុះព្រមដោះលែងពួកយើងទៅឲ្យតែលោកព្រមដោះលែងតកូលយើងអ្វីដែលលោកត្រូវការយើងនឹងព្រមធ្វើតាមលោកទាំងអស់ណា អ្នកប្រជិនលោកដោះលែងគ្រួសាររបស់ពួកខ្ញុំទៅចំណែកអាអ្នកបើកឡានហើយនឹងខាងសៀវចង់សម្លាប់ឬក៏ចង់ធ្វើយ៉ាងម៉េចក៏សាច់ទៅលោកយើងនឹងបំបត្តិឆ្អឹងឯងម្ដងមួយឲ្យទាល់តែអស់បានទុំ
ឯងនៅសោយបានទៀតដែរទេកុំថាយើងមិនផ្ដល់ឱកាសឲ្យឯងសោះមិនមែនឯងទេដែលបះបោះមនុស្សស្រីរបស់យើងហើយមិនគិតខ្លះទេថានេះជាចំណុចខ្សោយឥឡូវនេះយើងផ្ដល់ឱកាសឯងម្ដងទៀតឆាប្រជុំនេះមកឲ្យយើងដល់ខោអាវនឹងចាញ់ឲ្យអស់សោះតែខ្លួនទៅទេដូច្នេះហើយយើងនឹងសុំអង្វរអ៊ំឈិនដើម្បីកុំឲ្យសម្លាប់ឯងវេទនាភីឯងពិតជាចង់ងាប់ពិតមែនហើយនេះឯងគម្រាមយើងមែនទេអ៊ំស៊ីននៅទីនេះហើយតើឯងអាចធ្វើស្អីយើងបានមើលតែឯងពិតជាជឿជាក់ខ្លាំងណាស់ថាវាអាចការពារឯងបាននោះឯងមិនជឿមែនទេបើអញ្ចឹងសាកមើលទៅតើអ្នកដែលត្រូវងាប់គឺជាយើងឬក៏ឯងហើយនឹងត្រកូលທາງទៅវ៉ាន់តុងឆានហៃណានខ្ញុំនឹងធ្វើតាមអ្វីដែលលោកសុំដោះលែងត្រកូលທາງទៅបានទេវាសាច់ទៅលើអាកប្បកិរិយារបស់នាងឈប់សិនយើងចង់មានន័យថាឲ្យវាជួយដោះឲ្យនាងឈិនហៅណានតាមមើលទៅឯងពិតជាចង់មានជីវិតតទៅទៀតទេចូលមកសម្រាប់យើងមកបើសិនជាឯងត្រូវការបែបហ្នឹងបើសិនជាឯងត្រូវការបែបហ្នឹងវ៉ាន់តុងគាត់ថាយើងខ្លាចឯងមែនទេយើងប្រាប់ឯងចោះឈប់គម្រាមយើងទៅឯងមិនហ៊ានចាត់ការយើងនោះទេមិនហ៊ានមែនទេឯងមានតែពីរយ៉ាងទេដែលអាចពឹងពាក់បានមួយគឺថ្មីដៃពីរគឺការការពារពីអ្នកនាងហាន់តែកុំភ្លេចណានៅមុខឯងយើងមានអ៊ំស៊ីននៅទីនេះគឺជាត្រកូលលីងក្រុងសានជីងដល់ទៅស្ដេចសង្គ្រាមតែមានកេរ្តិ៍ឈ្មោះទូទាំងផែនដីជាបុគ្គលដែលពិបាករងការសម្លាប់ឯងវាដូចជាការញែកស្រមោចមួយអញ្ចឹងចំណែកអ្នកនាងហាន់យើងសុំទឿនឯងទៅចោះកុំសង្ឃឹមឲ្យសោះនាងកុំគិតថាត្រកូលហាន់អាចការពារគ្រួសារທາງនេះឲ្យសោះពួកឯងចូលសពទៅថ្ងៃនេះនាងមិនហ៊ានចេញមុខមកទេព្រោះឋានៈរបស់នាងជាគូដណ្ដឹងរបស់លោកលីងវ៉ាងតុងពេលនេះសន្លឹកវាចុងក្រោយឯងជិះបាក់ហើយទោះបីជាឯងមានភាពក្លាហាន8ដងទៀតក៏ឯងមិនហ៊ានចាត់ការយើងដែរឥឡូវនេះនៅតែថាយើងមិនហ៊ានចាត់ការឯងទៀតទេយើងទឿនឯងហើយបើមិនចឹងទេយើងនឹងឲ្យអ៊ំស៊ីនស្លាប់តកូលທາງល្បីទូទាំងដែនដីហើយឯងនឹងងាប់យ៉ាងវេទនាលែងគេទៅយើងទឿនឯងបើមិនចឹងទេយើងនឹងធ្វើឲ្យឯងស្ដាយក្រោយដែលបានកើតនៅលើផែនដីនេះយើងចាំមើលថាឯងនឹងធ្វើឲ្យយើងខូចចិត្តបានយ៉ាងម៉េចការពុតខ្លាំងណាស់អាចមិនឈួតនឹងមិនបញ្ញាប់លេងប្រឆិនទៀតទេអានេះបាក់ឡានថប់ទៀតអញគិតចង់ធ្វើអីអញចង់បំផ្លាញតកូលທາງយើងអីឯងចង់ឲ្យគ្រួសារທາງយើងស្លាប់ទាំងអស់តើមែនដែរទេអត់នឹកស៊ីវបញ្ញាប់ហាមបានទុំឲ្យគេព្រមអោនក្បាលដើម្បីមានជីវិតបន្តវាល្អជាងការស្លាប់ដែរណោះឥឡូវនេះយើងឲ្យឱកាសឯង3វិនាទីដើម្បីសម្រេចចិត្តថាដោះលែងទេឬក៏ស្លាប់មិនបាច់ឲ្យពេល3វិនាទីក៏បានឥឡូវនេះឯងតាមមើលទៅក្មេងមិនស្គាល់សេចក្តីស្លាប់ឯងមានសិទ្ធិអីឯងមកជួយខ្ញុំយើងនោះឯងនឹងមានឱកាសសុំជីវិតមិនចាំបាច់ទេឯងប្រាជានឹងថាឯងត្រូវមកទើបឯងអូជើងមកជាមួយយើងប្រាប់ឯងទៅយកអ៊ំស៊ីននៅទីនេះឯងមិនដែលយើងនឹងធ្វើឲ្យមនុស្សត្រកូលថានឹងឯងធ្លាក់រស់នេះឯងនៅតែគិតថាវាអាចជួយឯងបានពិតមែនឯងចាំមានន័យថាម៉េចស្ដេចសង្គ្រាមនៅមុខមិនអាចជួយទេបានតើមែនដែរទេបើមិនជឿក៏សាកមើលទៅយើងក៏ចង់ឃើញដូចគ្នាថាឯងជួយវាបានយ៉ាងម៉េចថាជួយវាបានយ៉ាងម៉េចអ៊ំស៊ីនសម្លាប់វាចោលទៅមើលទៅដូចជាវាទុកចិត្តខ្លាំងណាស់ក៏ល្អដែរយើងក៏ចង់ឲ្យឃើញដែរថាសន្លឹកវាចុងក្រោយរបស់វាអាចទុកចិត្តបានទេទូទាំងផែនដីមានតែឯងម្នាក់ទេដែលប្រហែលយើងក៏ចង់ដឹងថាថ្ងៃនេះអ្នកណាអាចជួយឯងបានជាខ្ញុំប៉ុណ្ណឹងគ្រប់គ្រាន់ទេអ្នកនាងហាន់អ្នកនាងគេប្រាប់ថាអ្នកនាងហាន់មិនមកទេមិនអញ្ចឹងអីវ៉ាងតុងម្នាក់នេះនិងអ្នកនាងហាន់ត្រូវជាស្អីនឹងគ្នាទៅលីងវ៉ាន់ស៊ីសូមគោរពអ្នកនាងហាន់លោកចង់តបដៃជាមួយខ្ញុំមែនទេមិនហ៊ានទេតែអ្នកនាងជួយប្រាប់ហេតុផលផងខ្ញុំត្រូវមានហេតុផលដែរហ៎អត់ទេដឹងល្អហើយតែកុំគិតថាខ្លួនឯងជាមនុស្សរបស់នាងសាច់ឆាំងហើយហ៊ានមកកេងកាំងនឹងមុខខ្ញុំទោះបីថ្ងៃនេះគេមកដល់ខ្លួនឯងខ្ញុំក៏អាចចាត់ការលោកបានដូចគ្នាបាទអ្នកនាងមកបានចាំមិនលោកចង់បានន័យថាខ្ញុំមិនគួរមកមែនទេមិនមែនទេមិនមែនប៉ណ្ណឹងទេអញ្ចឹងលោកចង់មានន័យថាម៉េចឆានហៃណានខ្ញុំប្រាប់លោកណាខ្ញុំហាន់ស៊ីយេខ្សែតែមួយម៉ាត់ក៏អាចធ្វើឲ្យតកូនរបស់លោកឆេះខ្លាំងទៅជាធូលីដែរសូម្បីតែនាងសាច់ឆាំងក៏មិនអាចជួយបានលោកជង្គង់ចុះហើយសុំទោសលោកវ៉ាងព្រីមទៅចំណែកលោកលីនវ៉ាន់ស៊ីនអ្នកនាងខ្ញុំធ្វើតាមបញ្ជាគ្រប់យ៉ាងតែបញ្ជានេះដូចជាជ្រុលពេកហើយលោកគិតថាខ្ញុំគ្មានសិទ្ធិមែនទេខ្ញុំមិនហ៊ានទេខ្ញុំជ្រុលរឿងអ្នកនាងខ្ញុំលុតជង្គង់ដោយគ្មានបញ្ហាតែសម្រាប់វាដូចមិនសមទេលោកក៏គិតអញ្ចឹងដែរមែនទេអាណារបស់ពួកយើងបានប្រៀបជាមួយនឹងអ្នកនាងវាទៀតខ្លាំងណាស់តែបើឲ្យយើងប្រៀបជាមួយនឹងអាអ្នកបាក់ឡានត្រូវលុតជង្គង់សំទោសនោះមិនមែនជាការមើលងាយពួកយើងទេតែជាលោកលីងមែនទេហើយពួកលោកមានសិទ្ធិអីគិតថាការសំទោសគឺជាការមើលងាយនោះឋានៈជាន់ក្រោមរបស់វាគឺច្បាស់ណាស់នេះហើយគឺជាអ្វីដែលមិនអាចបង្កើតបានលើកលែងតែវាសុទ្ធឯងវាអាចមានសមត្ថភាពខ្ញុំប្រាប់តែចុះគេគឺជាមនុស្សដែលសំខាន់របស់ខ្ញុំហាន់ស៊ីយេប៉ុណ្ណឹងគ្រប់គ្រាន់ទេអ្នកនាងហាន់សូមបញ្ជាក់បច្ច័យឋានៈរបស់អ្នកនាងផងអ្នកនាងជាគូដណ្ដឹងរបស់អ្នកប្រុសលីងនេះសំដីខ្លះក៏គួរតែបញ្ជាក់បច្ច័យអ្នកបម្រើត្រកូលនេះពិតជាធ្វើទូនីតិបានល្អពិតមែនខ្ញុំដឹងថាលោកមកទីនេះធ្វើអីហើយក៏ដឹងដែរថាពួកលោកកំពុងតែគិតអីតែថ្ងៃនេះការដែលខ្ញុំមកទីនេះដើម្បីប្រាប់ពួកលោកថាអ្នកក្រីកមានសកាដែលត្រូវហាមអ្នកណាហ៊ានប៉ះពាល់គឺត្រូវស្លាប់ហងភ្លើងមានតាមស្រួយស្ដាងអ្នកណាហ៊ានប្រហិនតែស្លាប់ត្រឡប់ទៅប្រាប់នាងសេភៀនវិញទៅបើមិនទាន់គ្រប់1ឆ្នាំត្រឹម1នាទីក៏កុំគិតនឹងមករញ៉េរញ៉ាជាមួយនឹងខ្ញុំអីបើអ្នកនាងនៅតែបកកាយបែបនេះខ្ញុំនឹងត្រឡប់ទៅវិញនឹងរាយការណ៍ឲ្យលោកលីងបានដឹងឈប់សិនពីដែលខ្ញុំនិយាយមិនបានមិញលឿងមិនច្បាស់ទេមែនទេសុំទោសនៃរបស់ខ្ញុំគឺចង់ឲ្យលោកជង្គង់ចុះ
ចឹងម៉េចចង់ជិតតបជាមែនទេ អ្នកនាងតាចាំម្នាក់នេះជាស្ដេចសង្គ្រាមសូមអ្នកនាងនឹងជួបជុលឲ្យខ្លះ គ្រាន់តែជាស្ដេចសង្គ្រាមបើគ្មានឋានៈរបស់តកូលីងលោកប្រកាសជាគ្មានសិទ្ធិសុំអីតែសម្លឹងមើលមកខ្ញុំហើយមិនគួរមកតវ៉ាជាមួយនឹងខ្ញុំទេខ្ញុំនឹងនិយាយម្ដងទៀតលោកជង្គង់ចុះ បងអូនថ្ងៃនេះព្រោះតែស្ថានភាពបង្ខំទើបយើងសុំទោសឯងសង្ឃឹមថាថ្ងៃក្រោយឯងនឹងធ្លាក់នៅក្នុងកណ្ដាប់ដៃ បើសិនជាយើងអាចនៅក្នុងកម្រិតដៃរបស់ឯងយើងប្រកាសជាសប្បាយចិត្តណាស់បើមិនមែនព្រោះតែហាន់ស៊ីទេប្រហែលជាពេលនេះឯងខ្លាចជាសពបាត់ហើយ យើងជឿនេះចាំមើល ឆាន់ហើយណាត្រូវធ្វើអីបន្តទៀតចង់ឲ្យខ្ញុំប្រាប់មែនទេ អ្នកនាងខ្ញុំដឹងខុសហើយ ខ្ញុំធ្លាប់ឲ្យឱកាសលោកហើយ អ្នកនាងសូមពិចារណាតំណែងគ្រួសារឈិននិងគ្រួសារហាន់ច្រើនឆ្នាំកន្លងមកមិនតែមានរឿងចំទាស់នឹងគ្នាសូមអ្នកនាងពិចារណាមើលម្ដងទៀត លោកវ៉ាងលោកគិតយ៉ាងម៉េច យើងធ្លាប់ប្រាប់ឯងហើយតាថាគ្មានលើកក្រោយទៀតទេ លោកបានខ្ញុំដឹងខុសហើយខ្ញុំគ្រាន់តែធ្វើតាមបញ្ជារបស់លោកលីងគេបង្ខំឲ្យខ្ញុំធ្វើតាមបញ្ជាគេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាគេ យើងនឹងចម្រាស់ជាមួយឯងដល់ខ្លួនឯងតែឯងធ្វើឲ្យមនុស្សស្រីរបស់យើងអាប់អោនឯងគិតហើយមែនទេឯងគិតចង់បំផ្លាញគ្រួសារខាងគ្រួសារនិងបាក់ពួករបស់យើងធ្លាក់នៅក្នុងផ្លុកឈាមឯងគិតហើយមែនទេ ឆាន់ហើយណាអញនេះហ៊ានខ្លាំងណាស់ចាប់ពីថ្ងៃនេះតទៅលោកជ្រើសរើសផ្លូវស្លាប់តែខ្លួនឯងតកូលឈិននឹងត្រូវបណ្ដឹងចេញពីសងហើយព្រះអម្ចាស់កម្មវិធីទទួលស្វាគមន៍បានរៀបចំរួចហើយនឹងមានមេក្រុមពីតកូលធំៗមកចូលរួម ល្អណាស់ខ្ញុំនឹងបញ្ជាសត្វល្អិតទាំងនេះចេញមកកំចាត់ម្ដងម្ដងសងសឹកឲ្យតែហ៊ានរបស់ជាម្កាញ់ណា ទីបំផុតថ្ងៃនេះក៏មកដល់បើមិនមែនដោយសារមនុស្សពួកនេះសង្គ្រាមលើកនឹងក៏មិនបានខាត់បងដល់ថ្នាក់នឹងដែរ 3សែននេះ3សែនជីវិត ព្រះអម្ចាស់នេះគឺការចេញក្នុងកម្មវិធីទទួលស្វាគមន៍ការត្រឡប់មកវិញសម្បត្តិអញ្ចឹងដែលមានមេឃរាជ4ក្បាលបញ្ជាក់ពីឋានៈដ៏ខ្ពង់ខ្ពស់ដែលគ្មាននរណាប្រៀបបានលោកនឹងទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់លើតកូលទាំងអស់ ល្អចេញទៅសិនទៅ ចា៎អ្នកនាងនេះការចេញពិធីទទួលស្វាគមន៍ការត្រឡប់មកវិញបើបរាជ័យខ្ញុំនឹងព្រមស្លាប់អ្នកនាងមិនសាកយកទៅទឹកម្ដងទៀតទេមិនបាច់ទេតាំងពីថ្ងៃដែលខ្ញុំដើរចូលតកូលហើយជោគវាសនាបានកំណត់រួចហើយក៏ប៉ុន្តែខ្ញុំបាច់ចង់ដើរចូលតាមផ្លូវរបស់ខ្លួនឯងចូលមកលីងសេធីន យេមិនបានជួបគ្នាយូរហើយ លីងសេធីនហេតុអីលោកមានពេលមកតង់ហើយ ខ្ញុំគ្រាន់តែមកជួបគូដណ្ដើររបស់ខ្លួនឯងនោះអីមានអ្វីមិនល្អមែនទេ រយៈពេលសម្ដីលោកផងទំនាក់ទំនងពួកយើងលោកប្រហែលជាដឹងច្បាស់ណាស់ អានជិញទេនាងប្រហែលជាគិតថាការត្រឡប់មកវិញរបស់មនុស្សអស្ចារ្យគ្មានគូព្រៀបម្នាក់ហ្នឹងអាចបញ្ឈប់ការភ្ជាប់ពីយើងបានទេណា លោកដឹងផែនការរបស់ខ្ញុំទេ ប្រកបណាស់ខ្ញុំគ្រាន់តែគិតថាការសម្រេចចិត្តរបស់នាងគួរឲ្យអស់សំណោចខ្លាំងណាស់ និយាយមក អាពី3ខែមុនសង្គ្រាមនៅសានជីងទីហ៊ាន3សែនអ្នកគ្មានអ្នកណាមានជីវិតអ្នកដឹកនាំជាទេពសង្គ្រាមគ្មានគូព្រៀបស្លាប់ឬរស់ក៏គ្មានអ្នកណាដឹងដល់ពេលហ្នឹងមានមនុស្សលេចមុខមកមែនឬក៏មិនមែនក៏មិនអាចសម្រេចបានតែនាងបែរជាហ៊ានប្រតិយភ្នាល់រហូតដល់តែអស់មុខមាត់មិនគួរអស់សំណោចទេ មិនពិតទេ ដល់ថ្នាក់បែបនេះដើម្បីបន្ថែមឱកាសឈ្នះនាងហ៊ានប្រឆាំងជាមួយអំណាចរបស់យើងដោយសារតែអាម្នាក់ដែលចេញពីសានជីងយ៉ាងម៉េចនាងចង់ប្រឆាំងជាមួយនឹងស្ដេចសង្គ្រាមដែលគ្មានគូព្រៀបមែនទេខ្ញុំប្រាប់នាងទៅចុះការដាក់ភ្នាល់លើកនេះនាងគ្មានថ្ងៃឈ្នះនោះទេ ជឿជាក់ដល់ថ្នាក់នឹងមែនទេ បើនាងមិនជឿនោះកម្មវិធីជប់លៀងរបស់ស្ដេចនាងនៅបានឃើញថានាងនឹងត្រកូលហាន់អោនក្បាលចំពោះជើងបើមកដល់ចំណុចនេះទៅហើយគិតឲ្យបានល្អទៅណា អ្នកនាងបើជាការពិតដោយលោកលីងនិយាយបើស្ដេចមានតែឈ្មោះគ្មានសមត្ថភាពពួកយើងនឹងចាំគ្មានវិធីចេញទេទោះបីរូបស្ដេចជាការពិតឬក៏អត់នោះយើងគ្មានផ្លូវថយទៀតទេហើយគួរធ្វើយ៉ាងម៉េចទៅនាងចេញទៅសិនទៅខ្ញុំចង់នៅស្រីម្នាក់ឯងចា៎បានតុងខ្ញុំមានរឿងចង់និយាយជាមួយលោកបន្តិច ប្រធានរងឈិនមករកចំពោះតែ តង់ហើយកំពុងត្រៀមការត្រឡប់មកវិញលោកដឹងដែរទេ នឹងគឺជាការទទួលស្វាគមន៍របស់ស្ដេចដ៏ខ្ពង់ខ្ពស់ មែនហើយខ្ញុំដឹងថាលោកគឺជាទាហានទើបតែត្រឡប់មកពីដែនខាងកើតទើបខ្ញុំចង់សួរថាស្ដេចដែលមានឥទ្ធិពលគ្មានគូព្រៀបអ្នកនឹងនៅមានជីវិតដែរទេ ហេតុអីក៏ប្រធានរងសួរបែបហ្នឹង បានតុងរឿងមកដល់ចំណុចនេះហើយខ្ញុំមិនបាត់បាំងលោកទៀតទេអ្នកនាងធំមានតកូលីងកំពុងចិត្តរៀបការភ្ជាប់ទំនាក់ទំនងពេលនេះនៅមិនដល់មួយខែទៀតទេហើយមានតែវិធីមួយគត់ដែលអាចជៀសផុតពីវិធីរៀបការនេះបាននោះគឺការពឹងពាក់ស្ដេចដ៏មានអំណាចខ្លាំងក្លាហើយ ហេតុដូច្នេះហើយ ដូច្នេះហើយទើបខ្ញុំចង់ដឹងថាស្ដេចម្នាក់នោះនៅមានជីវិតដែរទេបើគេស្លាប់ហើយកម្មវិធីទទួលស្វាគមន៍គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះខ្ញុំនឹងបញ្ឈប់នៅនេះមិនអាចចូលរួមកម្មវិធីនេះហើយក៏ព្រមចោះចាញ់តកូលីងមិនអញ្ចឹងអ្នកនាងប្រកាសជាត្រូវធ្លាក់នរកអស់មួយជីវិតមិនខានទេ គេនឹងមានជីវិតទេ បើអញ្ចឹងខ្ញុំចង់ឲ្យលោកទៅកម្មវិធីជប់លៀងនេះជំនួសខ្ញុំទៅជាមួយអ្នកនាងដើម្បីចូលរួមកម្មវិធី ទៅ នេះ ជំនួសនាងចឹង ទោះបីខ្ញុំមិនដែលស្គាល់តាសញ្ញាណពិតរបស់លោកតែខ្ញុំជឿថាបើលោកទៅនឹងធ្វើប្រយោជន៍ឲ្យអ្នកនាងធំបានមិនខានទេ ហេតុអីបានជាគាត់បែបហ្នឹង ចំណុចដំបូងលោកធ្លាប់ប្រាប់ខ្ញុំថាឈ្មោះរបស់លោកអ្នកណាក៏ស្គាល់នៅក្នុងកងទ័ពមានន័យថានៅក្នុងកងទ័ពលោកប្រកាសជាមានតំណែងខ្ពស់ចំណុចទី2លោកបានក៏មិនដឹងថាស្ដេចម្នាក់នឹងនៅមានជីវិតឬអត់តែលោកបែរជាដឹងលោកដឹងទេហេតុអីបានជាអ្នកនាងបដិសេធភ្ជាប់ពីជាមួយនឹងតកូលីងនឹងក៏ព្រោះតែលោកអ្នកនាងធ្លាប់ប្រាប់ថាក្រៅពីលោកនឹងមិនព្រមរៀបការជាមួយអ្នកណានោះទេ បានខ្ញុំយល់ព្រម បងមកបានយ៉ាងម៉េចហ្នឹងអាណាឈិនជីង ធ្វើមកនិយាយក្មេងល្ងងហេតុអីក៏មិនព្រមប្រាប់ខ្ញុំ ឈិនជីងប្រាប់បងហើយ បើឈិនជីងមិនប្រាប់ខ្ញុំទេនាងគិតថាចង់បាត់បង់ជាមួយខ្ញុំដល់ពេលណាតោះ អេខ្ញុំមិនបាន ហេតុអីក៏ទៅមិនបាន ខ្ញុំដឹងថាបងបារម្ភពីខ្ញុំរឿងនេះមើលមិនដឹងទេបើបរាជ័យខ្ញុំក៏ទទួលយកមិនបានដូចគ្នា មិនបាច់បារម្ភទេមានបងនៅទីនេះគ្មានថ្ងៃបរាជ័យទេតោះទៅលឿនទៅឲ្យលឿនឡើង ទោះបីជាបរាជ័យបើបានទៅជាមួយបងស៊ូផ្លែទៅរកក្តីស្លាប់ជាមួយនឹងបងក៏ចាត់ទុកថាមានន័យខ្លាំងណាស់បងម្នាក់នេះគឺរៀងស
សាធីនអ្នកនៅខាងគឺជាណានមកពីតកូលជីងហើយក៏យ៉ាងថៃមកពីតកូលយ៉ាង3អ្នកនេះបើ3តកូលនេះរួមជាមួយតកូលខ្ញុំហើយថាតកូលធំទាំង4ខ្ញុំមិនដឹងថាតកូលជីងនិងតកូលយ៉ាងចូលរួមដែរទេតែលីងសាធីនធ្វើគ្រប់វិធីដើម្បីមិនឲ្យខ្ញុំមានបន្ទុកជាមួយនឹងស្ដេចទេ ទុកចិត្តចោលគ្មានអ្នកណាប្រជុំនេះបានទេ លោកសាន លោកលីងមានអីមែនទេ ជាអ្នកបើកឡានម្នាក់មែន គេឈ្មោះវ៉ាងតុង វាមានឈ្មោះអីវាមិនសំខាន់ទេអ្វីដែលសំខាន់វាមិនសមមានមុខនៅទីនេះហើយក៏មានសិទ្ធិដែរ គ្រប់គ្នាសុទ្ធតែកាន់កាត់អញ្ជើញមកហេតុអីពួកលោកមកបានតែគេមកមិនបាន អ្នកនេះហានអ្នកនេះនិយាយបាត់នេះក៏មិនត្រូវដែរវាគ្រាន់តែជាអ្នកបើកឡានយកមកប្រៀបធៀបជាមួយនឹងពូជើងវាចាំមិនដូចជាមើងងាយពូជើងពេកហើយវាដឹងមែនហើយព្រោះហានប្រយ័ត្នពីសម្ដីបន្តិចទៅ មានន័យថាខ្ញុំគ្មានសិទ្ធិមកប្រៀបជាមួយនឹងពួកលោកមែនទេ នៅទីនេះហើយគ្មានសិទ្ធិនិយាយនោះទេ ការគិតរបស់ខ្ញុំពួកលោកទៅវិញទេតែគ្មានសិទ្ធិមកប្រៀបជាមួយខ្ញុំបាន ឥឡូវហានឯងហ៊ាននិយាយបែបនេះផងឯងដឹងពីឋានៈរបស់ជើងដែរទេលោកយ៉ាងវាគ្រាន់តែជាមនុស្សថោកទាបឋានៈយើងហើយនឹងវាខុសគ្នាឆ្ងាយណាស់ទោះបីជាយើងបង្ហាញអត្តសញ្ញាណក៏វាមិនយល់ដែរថាមានន័យយ៉ាងម៉េចបងអូនគួរតែចេះប្រមាណខ្លួនផងហើយចេញពីទីនេះទៅអាចនឹងមានពេលប្រើជីវិតបន្តចាត់ទុកថាមានពេលប្រើជីវិតបើមិនអញ្ចឹងទេថ្ងៃនេះអាចប្រកាសជាស្លាប់ហើយ លីងសេធីនទីនេះលោកគ្មានសិទ្ធិមកបញ្ជាទេបើពួកយើងអាចចូលមកយ៉ាងត្រឹមត្រូវមានន័យថាពួកយើងមានសិទ្ធិនឹងចូលមកហើយ ខ្ញុំដឹងថានាងមានសិទ្ធិចូលរួមអ្នកដែលគ្មានសិទ្ធិចូលរួមគឺជាវា ប៉ុណ្ណឹងអាចបញ្ជាក់ថាគេមានសិទ្ធិចូលរួមហើយមែនទេ មើលទៅនាងមិនយល់ណាអ្វីដែលយើងនិយាយអ្វីដែលក្នុងកម្មវិធីនេះត្រូវការមិនត្រឹមតែជាការអញ្ជើញគឺជាគុណសម្បត្តិដែលស័ក្តិសមតែសម្រាប់វាមានមែនទេគ្រាន់តែជាអ្នកបើកឡានធម្មតាទូទាមទោះបីជាឯងមានការអញ្ជើញនឹងក៏គ្មានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការចូលរួម លោកប្រុសលីងនិយាយពិតជាត្រឹមត្រូវហើយ ដរាបណាឲ្យវាចូលរួមដូចជាទាញពួកយើងឲ្យកាន់តែទៀបខ្ញុំធ្លាប់បានប្រាប់វាហើយឲ្យវាបញ្ឈប់មហិច្ឆតាបែបនេះហើយទីនេះមិនមែនជាកន្លែងសម្រាប់វាគួរតែបោះខ្លះត្រឡប់ទៅវិញទៅ ត្រូវឲ្យអត់ស្បែកជិះចេញទៅ កូនគួរតែបញ្ញាត្រឡប់ទៅវិញទៅមានតែអ្នកដែលមានឋានៈខ្ពស់ប៉ុណ្ណោះដែលមានសិទ្ធិនៅទីនេះអស់លោកទាំងអស់គ្នាតើអស់លោកគិតថាវាអាចសមនៅទីនេះដែរទេមិនស្របទេមិនស្របទេមិនស្របទេខ្ញុំគ្រាន់តែចង់ឲ្យវាបានឃើញការពិតបានឃើញអាកប្បកិរិយាគ្រប់គ្នានៅទីនេះឯងនៅចង់នៅបន្តទៀត អត់ប្រយោជន៍លោកនិយាយទៅទីនេះមិនមែនជាកន្លែងរបស់ខ្ញុំទេ បើឯងទៅខ្លួនទៅហើយនោះបើអញ្ចឹងក៏បញ្ញាត្រឡប់ទៅវិញ កុំអាចច្រឡំអីខ្ញុំចង់បានន័យថាអ្នកគ្រប់គ្នាពិតជាគួរឲ្យស្បែកខាងណាពួកឯងមានគុណសម្បត្តិគ្រប់គ្រាន់នឹងមកធေါ်ស្បែកជាងទេប្រពន្ធយប់នេះអ្នកគ្រប់គ្នានៅទីនេះចាត់ទុកពួកយើងគឺជាអ្នកដឹកនាំត្រកូលទាំងអស់នៅក្នុងជីវិតទោះហើយអ្នកណាមកក៏មានឋានៈខ្ពង់ខ្ពស់ជាងឯងហើយចំណែកឯងត្រឹមតែជាអ្នកសុំបុណ្យកុសលពីអ្នកដទៃមានសិទ្ធិនៅទីនេះហ៎ មិននេះឯងប្រាប់ថាពួកយើងគ្មានគុណសម្បត្តិគ្រប់គ្រាន់ឈរក្បែរឯង មែនហើយ បើអញ្ចឹងយើងចង់ដឹងពីតំណែងរបស់ឯង ប្រកបណាត្រូវនៅលើគ្រប់ត្រកូលក្នុងតំណែងដែលមើលឃើញច្បាស់គ្រប់កន្លែងរួមទាំងរិទ្ធបលាំងនឹង ឯងនេះពិតជាហ៊ានខ្លាំងណាស់ឯងដឹងតែទេតំណែងតែខ្ពង់ខ្ពស់បំផុតគឺជាអ្វីហើយបង្ហាញដល់អ្វីឯងមានសិទ្ធិស្អីបានជាមកនិយាយបាត់នេះចេញមក លោកប្រកាសក្នុងចិត្តមែនទេថាតំណែងនឹងមិនបានព្រៀបឲ្យខ្ញុំនោះ ឯងនេះពិតជាមិនដឹងស្អីមែនទើបបានជាហ៊ាននិយាយបែបនេះទីនេះជាកន្លែងដែលតំណែងខ្ពស់បំផុតរបស់ចក្រភពដែនខាងកើត មែនហើយតំណែងខ្ពស់បំផុតមានន័យថាដល់ចំណុចខ្ពស់បំផុតរបស់អំណាចលើមនុស្សគ្រប់គ្នាគេទៅយុបែបនេះឯងបានមើលឃើញក៏ចាត់ទុកថាគេទៅយុរបស់ឯងទៅហើយលោកជឿជាក់បានយ៉ាងម៉េចថាខ្ញុំមិនអាចទៅដល់ចំណុចដ៏ខ្ពង់ខ្ពស់បំផុតរបស់អំណាចនៅលើមនុស្សគ្រប់គ្នានោះ នេះពិតជាផ្ដាស់ខ្លាំងណាស់ហើយមនុស្សមកខ្ញុំចាំបានឯងឈ្មោះថាបាំងតុងមែនទេ មែនហើយ ឯងចង់ប្រាប់ថាគឺជាមនុស្សទូទាំងផែនដីគោរពស្រឡាញ់ស្ដេចគឺខាងកើតដល់ខ្ពស់ខ្ពស់មែនទេ វាក៏អាចនឹងទៅ ឯងប្រហែលជាបានដឹងពីដំណឹងរបស់ស្ដេចសង្គ្រាមមិនដែលបង្ហាញមុខទើបឯងយកមកអាងធ្វើឲ្យយើងពលដើម្បីយករួចខ្លួនតែឯងបានបង្ហាញចំណុចផ្លត់ស្ងៀតមកហើយ អញ្ចឹងឯង ព្រោះការពិតទៅមានតែស្ដេចសង្គ្រាមប៉ុណ្ណោះដែលមានសញ្ញាពិសេសនៅក្នុងសម្បត្តិអញ្ជើញដែលមាននាគរាជ9ក្បាលតែបើឯងចង់ប្រាប់ថាឯងជាស្ដេចសង្គ្រាមនោះបើអញ្ចឹងយកសម្បត្តិអញ្ជើញនោះមកពិសោធន៍អំពីអត្តសញ្ញាណទៅ ត្រូវហើយការអញ្ជើញចេញមកមិនអញ្ចឹងទេណាក៏ចាត់ទុកថាជាការមើលងាយដាក់ទុកយ៉ាងធ្ងន់ធ្ងរណាស់ យកការអញ្ជើញចេញមក យកការចេញមក យកចេញមកយកចេញមកមែនហើយបើសិនជាឯងយកចេញមកមិនបានទេដោយពាក្យសម្ដីឯងមិននេះត្រូវមានទោសប្រហារជីវិតទាំងត្រកូល បានអញ្ចឹងក៏បើកភ្នែកឲ្យធំមើលអានេះទៅនេះតានេះជាអ្វី អូ សារមួយស្លឹកនេះគឺរឿងពេលនេះខ្ញុំសួរអ្នកគ្រប់គ្នាថាខ្ញុំមានសិទ្ធិដែរទេមកអង្គុយនៅក្នុងតំណែងដ៏ខ្ពង់ខ្ពស់លើមនុស្សគ្រប់គ្នានៅក្នុងចំណុចខ្ពស់បំផុតនៅក្នុងត្រកូលនោះ មិនអាចរួចទេមិនអាចរួចទេគឺមិនអាចរួចទេ បងនេះវាចាំមិនហ្នឹង ចាំពេលដល់ត្រឡប់ទៅផ្ទះវិញចាំបងនិយាយប្រាប់ជឿបងទៅចាំមើលការសម្ដែងបន្តទៀតកាន់សិនទៅ ថាប្រាប់ជិះពីមកហើយយកលិខិតអញ្ជើញនេះមកពីណា អញគិតថាវាមកពីណា យើងធ្លាប់ប្រាប់ឯងហើយលិខិតអញ្ជើញនេះមានតែស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់ប៉ុណ្ណោះឯងមានសិទ្ធិស្អី ព្រោះយើងគឺជាសាច់សង្គ្រាមដ៏ខ្ពង់ខ្ពស់ម្នាក់នោះឯង បើឯងគិតថាយកលិខិតអញ្ជើញនេះមកសម្ដែងវាក៏មានចំណុចគួរឲ្យជឿខ្លះដែរហើយឯងចង់បញ្ជាក់ថាឯងជាស្ដេចសង្គ្រាមឯងគិតថាពួកយើងជាមនុស្សល្ងងមែនទេបានជាឯងមកបោកប្រាស់ពួកយើងបែបនេះ លោកនិយាយទៅអ្នកបើកឡានធម្មតាដូចជាឯងនេះណាហ៊ានមកអួតថាខ្លួនឯងជាស្ដេចសង្គ្រាមធ្វើបែបនេះគឺអ្នកងាយដល់ស្ដេចសង្គ្រាមហើយមានបញ្ញាបានតែប៉ុណ្ណឹងហេតុអីបានជាខ្លាចតែជាត្រកូលដ៏ខ្ពង់ខ្ពស់ទាំង3បានមិញលោកប្រាប់ថាស្ដេចសង្គ្រាមមិនបានបង្ហាញមុខទេ ហើយដូច្នេះហើយបានជាឯងឆ្លៀតឱកាសមកឈរនៅកន្លែងនេះ បានលោកប្រាប់ថាមានតែស្ដេចសង្គ្រាមប៉ុណ្ណោះតែមានការសម្ដែង មែន នេះ ហើយលិខិតអញ្ជើញនេះគឺបញ្ជាក់ពីឋានៈ អញ្ចឹងខ្ញុំសុំសួរលោកបន្តិចណាហេតុអីបានជាខ្ញុំកាន់ការស្លឹកមាសនេះហើយលោកបានជាជឿជាក់ថាខ្ញុំជាមនុស្សខ្លាំងខ្លាយលោកធ្លាប់ឃើញស្ដេចសង្គ្រាមពីមុនមកមែនទេឬមួយលោកជឿជាក់ថាគេមិនអាចត្រឡប់មកវិញទៀតទេ
គេមានន័យថាយ៉ាងម៉េចហ្នឹង សង្ស័យថាវិធីស្វាគមន៍ជុំនេះមានអ្វីមិនធម្មតាហើយមិនដឹងតែក្រោយពីសង្គ្រាមកំណត់ជោគវាសនាហើយបានឮថាស្ដេចសង្គ្រាមបានសូនឈឹងមានដំណឹងថាគេបានស្លាប់ទៅក្នុងសង្គ្រាមមើលតែឯងធ្វើដូចជាការពិតណាស់បើគ្រប់គ្នានៅទីនេះមិនដឹងពីអត្តសញ្ញាណពិតរបស់ឯងពួកយើងប្រហែលជាត្រូវជឿហើយមន់ស្រែមិនអាចខ្លាចជាកងោកគិញពួកខ្នងដងមិនអាចខ្លាចទៅជាអ្នកដែលមានអំណាចទេទាំងមានជាតិនិងរូបសម្បត្តិរបស់ឯងតើមានអ្វីស័ក្តិសមជាស្ដេចសង្គ្រាមខ្លះទៅ ហើយការត្រឡឹកមាសនេះអាចច្បាស់ចាំមិនទេ មិនបាច់បោះស្រាយឯងប្រកាសជាលួចមិនខានដោយឋានៈរបស់ឯងពេលនេះមិនទាំងមានលិខិតត្រឡឹកមាសនេះបានចាំមិនលោកតាតែឯងបញ្ជាក់ថាឯងមិនបានលួចទេបើមិនចឹងទេទីនេះគ្មាននរណាជឿឯងម្នាក់ មិនហើយបញ្ចេញផុសតាមមកបើមិនចឹងយើងមិនជឿទេ ក៏មិនជឿដែរឯងអាចបញ្ជាក់បានឬក៏អត់ឆាប់តាមមកអានជឿយេនាងព្យាយាមចាក់ចេញពីខ្ញុំប្រហែលជារកគ្រប់វិធីហើយពិតជាព្យាយាមខ្លាំងណាស់តែខ្ញុំសម្រាប់តែចុះថ្ងៃនេះនាងប្រកាសជាចាញ់គ្រប់គ្នាវាគ្រាន់តែជាមនុស្សធម្មតាតែវាបែរជាហ៊ានលួចសន្លឹកមាសយកមកអាងខ្លួនឯងថាជាស្ដេចសង្គ្រាមយាយយាមធ្វើខ្លួនខ្ពស់ជាងយើងគ្រប់គ្នាវាស័ក្តិសមនឹងផ្ដន់ទីទោស ចាត់ទុកថាជាការកុហកបោកប្រាស់អ្នកដែលមានអំណាចប្រហែលជាជីវិត1000ដងទៀត មិនហើយស្លាប់ប្រហារជីវិត1000ដងប្រហារជីវិត1000ដងដល់ទីទោសស្លាប់ប្រហារជីវិត1000ដងដល់ទីទោសស្លាប់ឯងចង់លីមបន្តទៀតមែនទេយកមនុស្សចូលមក ប្រហើនអ្នកណាហ៊ាននាងគឺមេតបរបស់លីយ៉ាង គឺជាអ្នកដែលដើរតាមស្ដេចសង្គ្រាមរហូតមកគឺជាមនុស្សដែលស្និទ្ធស្នាលអាចទុកចិត្តមេតបលី អំបញ្ញមិញលោកគិតចង់ធ្វើអីចង់ប្រហារជីវិត មេ ណា តបលីមកចំពេលល្អណាស់បរិសម្នាក់នេះបានលួចលិខិតស្លឹកមាសដើម្បីខ្លាយបន្លំធ្វើជាព្រះអង្គម្ចាស់ហើយឡើងអង្គុយលើបល្ល័ង្កព្រោះជាងកំពុងតែកម្ចាត់វាបើមេតបលីមកដោះទៅហើយអ្នកដែលហ៊ានប្រហើនបាននេះគួរតែឲ្យមេតបលីចាត់ការខ្លួនឯងចុះ វាត្រូវមានតបនេះចាត់ការដោយផ្ទាល់ចាត់ទុកថាវាមានកិត្តិយសខ្លាំងណាស់ ត្រឹមត្រូវគ្រាន់តែវាកុហកឲ្យមើងងាយព្រះអង្គម្ចាស់ទោះបីជាវាស្លាប់អំពើដងក៏មិនគ្រប់ដែរអើយមេតបលីកើតស្អីដឹងអត់សុំជើញ បងមេតបនេះគឺជាមនុស្សស្និទ្ធស្នាលដែលអាចទុកចិត្តបានរបស់ស្ដេចសង្គ្រាម អញជឿទេខន្តិទៀតគេលុបទៅគូបង បងឈប់លេងសើចបានហើយ បើអញ្ចឹងអាចចាំទៅមើលទៅ ខ្ញុំម្ចាស់លីយ៉ាងសូមការខ្វែអង្គមព្រះអង្គម្ចាស់ ថាមិនគឺស្លាប់ទៅមើលណា គេគឺស្ដេចពិតមែនទេ ក្រោយឡើងទៅ ដាក់ខ្លួន ព្រះអង្គម្ចាស់កម្មវិធីទទួលស្វាគមន៍ចិត្តចាក់ដើមហើយសូមជឿព្រះអង្គម្ចាស់ទៅក្រៅនេះបល្ល័ ឲ្យ ង្ក ព្រះអង្គទៅក្រុងបល្ល័ង្ក បងគឺស្ដេចពិតមែនដែលមានអំណាចខ្ពង់ខ្ពស់បំផុតនៅដែនខាងតាម មិនដូចមែនទេ ពិតជាមិនគួរឲ្យជឿទេ អញ្ចឹងពេលនេះយើងនឹងទៅអង្គុយលើដំណាច់ដ៏ខ្ពង់ខ្ពស់បំផុតអ្នកណាមានបញ្ហាទៀតទេ មិនអាចទៅទេមិនអាចទៅទេគេមិនអាចរួចជីវិតមកបាន អញ្ចឹង ឈប់សិន លីងសៀធីនលោកក៏ចង់ធ្វើអី នេះនាងមានសិទ្ធិអីលើកដំណើរមនុស្សធម្មតាម្នាក់ឲ្យទៅអង្គុយលើរាជបល្ល័ង្កតាមទាំងលួចអាងឋានៈស្រឿងណា លោកចង់មានន័យថាម៉េច ខ្ញុំមានន័យថានាងដឹងក្នុងចិត្តស្រេចហើយវាមិនមែនជាស្ដេចខ្ពង់ខ្ពស់នោះទេ នេះមានរឿងស្អីទៅ មេតបលីបញ្ជាក់ដល់ខ្លួនឯងមនុស្សខ្លាចយ៉ាងម៉េច លីងសៀធីនប្រយ័ត្នពីសម្ដីលោកផងបើលោកប្រហិនជ្រុលជ្រូទោះបីលោកមកពីតកូលធំប៉ុណ្ណាខ្ញុំក៏អាចធ្វើឲ្យតកូលនោះឲ្យលីបានដែរ មេតបលីមានឋានៈខ្ពង់ខ្ពស់ពិតមែនមេតបលីអាចបិទមាត់ខ្ញុំបានតែមិនអាចបិទមាត់មនុស្សទូទាំងផែនដីបានទេ លោកលីមគេត្រូវដោយតែពួកយើងធ្លាប់ដឹង3ខែមុនស្ដេចសង្គ្រាមបាននាំទ័ពទៅតាំងនៅឯទីដែនខាងកើតដើម្បីធ្វើសង្គ្រាមតែជាហ៊ាន3សែនអ្នកមាននរណាម្នាក់មានជីវិតសូម្បីតែស្ដេចសង្គ្រាមក៏គ្មានសមោត្រឡប់មកវិញផងដែរ តែមេតបលីអ្នកនាងបែរជាជ្រើសរើសដំណឹងហើយថែមទាំងតែងតាំងមនុស្សខ្លាចមុខឲ្យធ្វើជាស្ដេចឬមួយក៏មេតបចង់រឹបអូសអំណាចទុកនៅក្នុងដៃខ្លួនឯងទៅ ពួកលោកមានសិទ្ធិអីដែលគិតថាព្រះអង្គម្ចាស់ចាប់ជីវិតនោះ ព្រះអង្គម្ចាស់មានជីវិតឬក៏បាត់បង់ជីវិតខ្ញុំគ្មានផ្លូវដឹងដែរតែវាមិនអាចខ្លាចជាស្ដេចសង្គ្រាមបានទេបើអ្នកនេះមិនជឿសួរអ្នកដទៃមើលតើអ្នកទាំងអស់គ្នាព្រមឲ្យអ្នកបើកឡានថប់ទៀតមកនៅលើយើងមែនទេ ត្រកូលជាងមិនព្រមទទួលទេ ត្រកូលយ៉ាងក៏មិនព្រមទទួល តកូលតុងហៃក៏មិនព្រមទទួលយកដែរ កូលតុងហើយមិនព្រមទទួលមេតបលីបានឃើញហើយមែនទេបើអ្នកនាងក៏រកមនុស្សដែលមានលក្ខណៈល្អឋានៈខ្ពង់ខ្ពស់ពេលខ្លះក៏យើងមើលមិនដឹងថាបានតែអ្នកនាងបែរជាទៅរើសមនុស្សគ្មានប្រយោជន៍បែបនេះមើលក៏ដឹងថាគ្មានចំណុចត្រឹមត្រូវណាឈប់សិនខ្ញុំដឹងហើយវាទទួលការឧបត្ថម្ភពីអ្នកទាំងពីរនាក់នេះឲ្យឡើងមកធ្វើជាអ្នកដឹកនាំមែនទេ រួមដៃគ្នា អ្នកឧបត្ថម្ភពីស្ដេចសង្គ្រាមដើម្បីឲ្យផុតពីការរៀបការពីត្រកូលម្នាក់ទៀតត្រូវការគេឈ្មោះរបស់ស្ដេចសង្គ្រាមដើម្បីគ្រប់គ្រងកងទ័ពទូទាំងផែនដីផែនការរបស់ពួកនាងគឺស៊ីគ្នាបានល្អណាស់ការពិតគឺបែបនេះសោះ ការពិតគឺបែបនេះឯងមេតបពាក់លីអ្នកនាងហ៊ានរឹបអូសកងទ័ពមកគ្រប់គ្រងមែនទេអូអ្វីដែលពួកលោកនិយាយវាគ្រាន់តែជាពាក្យសម្ដីមួយខាងតែប៉ុណ្ណោះ ចង់បានផតតាមែនទេបានជឿនឹងឲ្យដឹងតែទេអ្នកដែលមានអំណាចគេមានអំណាចយ៉ាងម៉េចព្រោះតែគេមានសតិបញ្ញាតែគេខ្ពង់ខ្ពស់ជាងហើយមានកម្លាំងគ្មានអ្នកណាប្រៀបបានខ្ញុំមានវិធីពិសោធន៍ចូលមក ស្អីគេចេះទៅមើល តើហ៊ានតស៊ូជាមួយនឹងស្ដេចក្រជនទាំងពួកទេ នឹងគឺស្ដេចប្រយុទ្ធទាំង4 ស្ដេចប្រយុទ្ធតែមានកម្លាំងខ្លាំងក្លានៅកន្លែងណាហូរឈាមដូចទឹកឥឡូវអ្នកទាំង4នៅទីនេះបើគេមិនមែនជាស្ដេចសង្គ្រាមខ្ញុំក្រែងថាមិនសល់ឆ្អឹងផងមើលទៅ អំណាចនិងកិត្តិយសរបស់ស្ដេចសង្គ្រាមមិនអាចជ្រុលជ្រួបានទេអ្នកណាហ៊ានចូលមកមួយជំហានយើងសម្រាប់តែគ្មានការអភ័យ មេតបលីបារម្ភអីដល់ថ្នាក់ មេតបលីបើនេះជាហាគីជាស្ដេចសង្គ្រាមអ្នកនាងនឹងខ្លាចធ្វើស្អីទៀតទៅហ៎ ថ្ងៃនេះគឺកម្មវិធីទទួលស្វាគមន៍ស្ដេចសង្គ្រាមពួកលោកតែចិត្តមកបង្កបញ្ហាបាត់ទេពួកលោកត្រូវការអី មេតបលីនិយាយតាមត្រង់ចុះខ្ញុំបានដំណឹងមកពីព្រះអង្គម្ចាស់បានបាត់បង់ជីវិតនៅកន្លែងប្រយុទ្ធទៅហើយហើយទីអ្នកនៅមុខនេះមិនមែនជាមនុស្សពិតទេ អស់សំណាក់ខ្លាំងណាស់ខ្ញុំតាមស្ដេចសង្គ្រាមមកជាច្រើនឆ្នាំព្រះអង្គម្ចាស់ជារបស់ពិតឬខ្លាំងខ្លាចខ្ញុំនឹងច្បាស់ណាស់ អ្នកនាងព្យាយាមរៀបរៀងច្រើនដងហើយតែគ្មានផតតាអ្វីមិនគិតខ្លះទេអីវាអាចនឹងការពិតក៏ថាបានឬក៏អ្នកនាងដឹងស្រាប់ទៅហើយថាគេជាមនុស្សខ្លាំងៗទើបមិនហ៊ានលីយ៉ាងឥឡូវនាងមានជំរឿនតែពីរតែប៉ុណ្ណោះទី1ត្រូវតែពិសោធន៍បានច្បាស់ថាវាជាមនុស្សខ្លាំងៗទី2នាងរួមដៃជាមួយនឹងមនុស្សបន្លំជាស្ដេចសង្គ្រាមមានចេតនាមិនបរិសុទ្ធនាងកំពុងតែខ្ពត់វ៉ាងតុងយើងមិនដឹងថាពួកគេឲ្យឯងដល់កម្រិតណាទេបានជាអ្នកបើកឡានធម្មតាហ៊ានមកបន្ថយបាននេះហ៊ានមកឈរនៅក្នុងបន្ទប់នេះតែឯងមិនដឹងទេថានឹងធ្វើឲ្យឯងប្រហារជីវិត9ចំនួន ទីយ៉ាងមើលពួកលោកដូចជាខ្លាំងណាស់ថាខ្ញុំមិនមែនជាស្ដេចសង្គ្រាមចាប់ដើមទៅយើងនឹងបានបំបិតមាត់ដោះអីរបស់ពួកឯង នៅឈរមើលធ្វើស្អីចាត់ការវាទៅអាអូនយើងធ្លាប់ប្រាប់ឯងហើយថាកុំឲ្យយើងចាប់ឯងបាន
មើលទៅដូចជាមិនអាចគេចផុតពីសេចក្តីស្លាប់បានទេ អត់ទេវាមិនអាចទៅរួចទេ បងចា ពីតែម្នាក់ឯងអាចយកឈ្នះស្ដេចយុទ្ធភូមិបាន លើលោកនេះគ្មានអ្នកណាមានសមត្ថភាពបែបនេះក្រៅពីស្ដេចសង្គ្រាមនោះទេ ស្ដេចសង្គ្រាមស្ដេចសង្គ្រាម សូមក្រាបថ្វាយបង្គំព្រះអង្គមិនគួរជឿគេមានកម្លាំងតស៊ូបែបនេះបានយ៉ាងម៉េច តស៊ូម្នាក់ទល់នឹង4គឺជាការពុតហើយ អត់ទេគេមិនមែនទេ ពួកលោកនេះចង់និយាយអីទៀតនឹងមនុស្សជង្គង់ក្រាបថ្វាយបង្គំព្រះអង្គម្ចាស់ទៀតមែនទេ ហើយជានុតជង្គង់មែនទេវាមិនសម ស្ដេចសង្គ្រាមបានពិសោធន៍ហើយចង់ចកបញ្ជាមែនទេ អ្នកណាប្រាប់នាងថាវាបានពិសោធន៍ឋានៈហើយនោះ មានន័យថាយ៉ាងម៉េច នេះយ៉ាងដើម្បីឲ្យពួកជាងទទួលស្គាល់អ្នកនាងពិតជាព្យាយាមពិតមែនមុននេះខ្ញុំនៅសង្ស័យនៅឡើយហេតុអីបានជានាងជ្រើសរើសមនុស្សបែបនេះអ្នកបើកឡានតូចទាបនាងបានបិទបាំងអត្តសញ្ញាណខ្លាំងៗរបស់គេ ឯង មើលទៅពួកលោកនៅមិនទាន់ជឿទេ ប្រកាសថាយើងមិនជឿព្រោះថាយើងមានផុសតាងច្បាស់ជាងនេះ ថាម៉េចគេជាមនុស្សខ្លាំងខ្លាយ អើយខ្ញុំបានថាហើយគេជាមនុស្សខ្លាំងៗអ្នកបើកឡានសោះហ្នឹងមិនខ្លាចជាស្ដេចសង្គ្រាមបាននោះវាមិនអាចទៅរួចនោះទេបែរទេ អើយមកបោកប្រាក់គ្នាច្បាស់ណាស់ មានតបលីនាងបានធ្វើគ្រប់គ្នាខាងហើយនៅធ្វើបន្តទៀត គេ ខ្លាច ជាស្ដេ ទេ ចសង្គ្រាមមានអីដែលធ្វើគ្រប់គ្នាត្រូវខឹងទៅ មិនឃើញក្តារមកជុំមិនស្រាប់ទៅភ្នែកមែនចិត្តស្លាប់ទៅហើយមិនប្រាប់ពីអត្តសញ្ញាណពិតរបស់គេទៀត នេះតបនេះបើសិនជានាងបោកក្រោយនៅពេលនេះនៅមិនទាន់យឺតពេលទេបើមិនអញ្ចឹងក្រោយពេលបង្ហាញការពិតនាងនឹងស្ដាយក្រោយចំ មិន ណា មានរឿងអីត្រូវអត្តកោជាងលោកបារម្ភទេតែពួកលោកនៅតែតាំងចិត្តទាំងមោះមុតដើម្បីចង់ពិសោធន៍ថាស្ដេចសង្គ្រាមជាមនុស្សខ្លាំងខ្លាយទឹកចិត្តគ្រប់គ្នាប្រហែលមិនបរិសុទ្ធទៀតទេ ព្រោះយើងមានភាពស្មោះត្រង់ចំពោះព្រះអង្គមិនចង់ឲ្យផែនការរបស់នាងបានសម្រេចហើយមិនចង់ឲ្យផែនដីតាសៀននេះរញ៉េរញ៉ៃយើងជាប្រជាជនត្រូវតែក្រៅកាហើយ និយាយបានល្អខ្លាំងណាស់បើពួកលោកមានផតតាំងច្បាស់លាស់ពិតមែនហេតុអីមិនយកចេញមកឲ្យគ្រប់គ្នាបានឃើញថាវាជាការពិតដែរទេមិនមែនវាចេះតែនឹកឃើញទេអីមែនទេ ព្រោះតែយើងចង់ឲ្យមានតបលីមានឱកាសកែខ្លួនជាតិថ្មីវ៉ាងតុងដើម្បីមនុស្សមិនពាក់ព័ន្ធទាំងអស់នេះឯងហ៊ានបថុយជីវិតទៀតមែនទេគ្រាន់តែព្រមទទួលថាឯងជាមនុស្សខ្លាំងខ្លាយយើងលីងស៊ីធាននឹងការពារឲ្យមានសុវត្ថិភាពហើយនឹងធ្វើឲ្យឯងឈ្មោះទៅរកភាពជោគជ័ ឯ យ ងគិតថាយើងត្រូវការដែរទេ អាពួកមិនស្គាល់ស្លាប់មិនយូរទេហើយនឹងទទួលផលកម្មរបស់ឯងយេហើយចប់នាង ខ្ញុំជឿថាគេគឺជាស្ដេចសង្គ្រាម ល្អណាស់បើឯងសម្រេចចិត្តយ៉ាងមោះមុតបែបនេះយើងនឹងធ្វើឲ្យពួកដែលនៅខាងឯងបានឃើញថាគួរឲ្យអស់សំណើចដល់កម្រិតណាឲ្យដើរមកឲ្យប្រជាជនទាំង4 អេនេះគឺ ដៅនាគរីរបស់តាសៀមែនហើយនេះគឺជាដៅនាគរីរបស់តាសៀអ្នកគ្រប់គ្រងរបស់ពើជីងបានតែងតាំងស្ដេចសង្គ្រាមខាងកើតដៅនេះមានអំណាចខ្លាំងបំផុត ព្រះអង្គម្ចាស់ដៃនេះគ្រីបង្ហាញខ្លួនហាងតកូនលីងប្រកាសជាក្បត់បង្ហាញខ្ញុំនឹងជាផងតតែ ចាំបាច់ញ៉ាំពេកទេខ្ញុំត្រូវការចាក់រិទ្ធដកទាំងគុលរបស់ពួកវាអស់ នេះតបនេះក្នុងឋានៈនាងជាអ្នកដើរតាមស្ដេចសង្គ្រាមអ្នកនាងគួរតែស្គាល់ដៅនេះហើយគួរតែយល់ពីអត្ថន័យរបស់វា ខ្ញុំដឹង ល្អអញ្ចឹងខ្ញុំនឹងសួរបើអ្នកនាងប្រាប់ថាគេគឺជាស្ដេចសង្គ្រាមបើអញ្ចឹងតើឯណាដៅរបស់គេ មានន័យថាម៉េចលីងស៊ីធានមិនមែនលោកប្រាប់ថាមានផតតាំងទេអី ដៅមួយនេះជាផុសតាងបានលើកថាក្រោយពីប្រគល់ហើយដៅនេះមិនដែលឃ្លាតពីកាយរបស់ស្ដេចសង្គ្រាមនោះទេនឹងនៅជាមួយរហូតហើយដៅនេះមានតែស្ដេចសង្គ្រាមទេទើបអាចដកបានមានតបនេះហេតុអីក៏នាងស្ងាត់ទៅហើយ ប្រកាសហើយប្រកាសជាដឹងថាអ្វីដែលខ្លួនឯងនេះអស់ហើយបន្តទៅមុខលែងរួចហើយមែនទេ លោក មិនបាន មើលអាកប្បកិរិយារបស់នាងទៅនាងប្រហែលជាដឹងខ្លួនថាដើរមកដល់ចំណុចតានតឹងហើយយើងសួរមួយម៉ាត់ដៅរបស់តាសៀឯងហ៊ានតបដៃក៏អត់អាបងប្រែងថាខ្លួនឯងជាស្ដេចសង្គ្រាមហេតុអីក៏មិនដល់ចេញមកដើម្បីពិសោធន៍ខ្លួនឯង ត្រូវហើយឬមកឯងដឹងថាខ្លួនឯងជាមនុស្សខ្លាំងខ្លាយទើបមិនហ៊ានបញ្ចេញនោះ យ៉ាងម៉េចមុននេះនៅនិយាយអួតក្អេងក្អាងទៅហើយទេឥឡូវនេះខ្លាចហើយមែនទេមានតបនេះដើរមកឆ្ងាយដល់ថ្នាក់នេះហើយគ្រប់ត្រកូលធំអាចធ្វើជាសាស័យបានទាំងអស់បន្លំខ្លួនធ្វើជាស្ដេចសង្គ្រាមត្រូវផ្ដំទៀតទុ ត្រឹ ក មត្រូវខ្ញុំក៏អាចធ្វើសាក់សីបាន ខ្ញុំអាចធ្វើសាស័យខ្ញុំក៏ធ្វើបានដែរ នាងនឹងមិនព្រមចូលតែចិត្តមែនទេនាងត្រៀមខ្លួនទទួលផលកម្មទៅ យិនការព្យាយាមរបស់នាងពិតជាគ្មានប្រយោជន៍ខ្លាំងណាស់សូម្បីតែត្រកូលហាន់នាងក៏មិនអាចគេចផុតពីការដាក់ទុក លី បាន ងស៊ីធានអ្វីដែលធ្វើលោកជឿជាក់បានថាដើមមួយនឹងគឺជាដើមរបស់រាជវង្សតាសៀ យើងដឹងថាពួកឯងប្រកាសជាសួរបែបនេះតែយើងក៏អាចប្រាប់បានថាវាជាផ្លោះតែមួយគុណប្រកាសណាស់អាចពិសោធន៍បានថាវាជារបស់ ដល់ណាថានិយាយមកយើងចាំស្ដាប់ ចំណុចដំបូងក្រោយពីបញ្ចប់សង្គ្រាមខ្ញុំក៏បានបញ្ជូនមនុស្សឲ្យទៅព្រំដែនដើម្បីស្វែងរកវាចំណុចទី2ដៅរបស់តាសៀដៅស្គាល់ម្ចាស់មានតែស្ដេចសង្គ្រាមទេទើបអាចដកចេញមកបានឥឡូវនេះសូមអញ្ជើញត្រកូលធំទាំងអស់មកពិសោធន៍ជាមួយនឹងខ្ញុំដើមនេះគឺជារបស់ពិតមានតែស្ដេចសង្គ្រាមខាងកើតបំណោះទើបអាចដកបានបើមិនមែនស្ដេចសង្គ្រាមគឺមិនអាចដកចេញទេខ្ញុំតាមពុតគេខ្ញុំតែនេះថាជួបបាក់ខ្ញុំហ៊ានធានាដល់ជីវិតដៅនេះជារបស់ពិតខ្ញុំហ៊ានធានាដល់ជីវិតឥឡូវនេះមានអ្នកណាហ៊ានសង្ស័យទៀតទេ ដើរតុងស៊ីជារបស់ពិត បាទតុងដល់ពេលឯងត្រូវដកដៅនេះហើយ ប៉ុណ្្នឹងអីហើយស្ដេចសង្គ្រាមជាមនុស្សដែលស្ដេចអមុនតាំងតាំងហេតុអីត្រូវមកពិសោធន៍ខ្លួនឯងដែរ បើមិនបានក៏មិនយកថាគេជំនួសខ្លាយៗដែរ បើសិនជាស្ដេចសង្គ្រាមពិសោធន៍ទៅពិតមែនខ្ញុំសុកចិត្តសុំទោសហើយនឹងតបស្នងដែលត្រូវធ្វើឲ្យស្ដេចសង្គ្រាមមិនពេញចិត្ត គ្រាន់តែពាក្យសុំទោសហើយក៏ធ្វើឲ្យរឿងនេះរំលងផាត់ដែរ ពួកឯងគ្មានផ្លូវរួចខ្លួនទេវ៉ាងតុងយើងផ្ដល់ឱកាសឲ្យចុងក្រោយ10នាទីបញ្ញាប់ដកដៅនេះចេញមកដើម្បីរំងាប់ការខឹងរបស់អ្នកគ្រប់គ្នាបើមិន យើង ចឹង ដកដើររឿងអត់វាមិនមែនជារឿងរបស់ឯងទេគ្រាន់តែឯងម្នាក់បញ្ជាឲ្យយើងធ្វើអ្វីក៏បានពិតជាគួរអស់សំណើចណាស់ សំដីលុយណាស់បើសិនជាឯងពិតមែនហេតុអីក៏មិនដកដៅចេញព្រោះឯងជាមនុស្សខ្លាំងៗទើបឯងរៀនរែកខ្លាចគេចាប់បានណា
ហើយចុះយើងបានឃើញនឹងភ្នែកហើយឯងមិនហ៊ានដកចេញមកទេទាំងអស់គ្នាគ្រប់យ៉ាងបានឃើញច្បាស់ហើយឃើញច្បាស់ដូចជាភ្នំវ៉ាងតុងគេមិនហ៊ានដដែលនេះជាហេតុផលដូច្នេះហើយគេមិនមែនជាស្ដេចសង្គ្រាមដែលមានអធិបុលនោះទេយប់នេះក្នុងឋានៈជាអ្នកស្នងតំណែងត្រកូលលីងខ្ញុំសូមប្រកាសថាអ្នកដែលធ្វើមិនគប្បីចំពោះស្ដេចសង្គ្រាមត្រូវតែផ្ដាច់ផ្លូវផ្ដោតមេរៀនឲ្យវារួមដៃជាមួយនឹងត្រកូលលីងដើម្បីកាត់ផ្ដាច់ផ្លូវរួចខ្លួនរបស់វាធ្វើជាមេរៀនសម្រាប់អ្នកដទៃទៀតខ្ញុំត្រកូលយ៉ាងនៅក្នុងក្រុងរួមដៃដើម្បីកាត់ផ្ដាច់ផ្លូវរួចខ្លួនធ្វើជាមេរៀនសម្រាប់អ្នកផ្សេង របស់ខ្ញុំផង ត្រកូលឈៀវត្រកូលលីង ថោកចៅ ពួកយើងគ្រប់គ្នាទីរួមដៃជាមួយនឹងត្រកូលលីងដើម្បីផ្ដាច់ផ្លូវរួចខ្លួនរបស់វាបានទៅឯងឃើញទេគ្រប់គ្នាខឹងរួមកម្លាំងរឹងមាំថ្ងៃនេះជាថ្ងៃស្លាប់របស់ពួកឯងហើយហាក់បំណងពួកវាទៅកណ្ដាលក្រុងហើយឃុំនៅក្នុងគុកធំទៅហើយអ្នកណាប្រាប់ឯងថាយើងមិនហ៊ានដកដាវនេះចេញនោះបងប្រុសគេកំពុងដើរទៅពិតមែន ឬមួយក៏គេជាស្ដេចសង្គ្រាមពិតមែនបើមិនអញ្ចឹងគេទៅដកដាវបានយ៉ាងម៉េច មើលចោះគេហ៊ានដើរ វា ទេ ហ៊ានដកដាវចេញមក វាគ្រាន់តែគម្រាមយើងប៉ុណ្ណោះ យ៉ាងម៉េចខ្លាចហើយមែនទេមនុស្សខ្លាចម្នាក់នេះចុងក្រោយក៏បង្ខាច់ខ្លួនហើយ គ្រប់គ្នាស្ដេចសង្គ្រាមកំណត់រួចហើយដែលដកចេញមកត្រូវតែមានការបំពោឈាមយើងសុំទូនបន្តិចអ្នកនៅទីនេះអ្នកណាហ៊ានបន្ថយជីវិតដើម្បីដកដាវនេះខ្លះ ស្ដេចសង្គ្រាមនិយាយប្រឹងហើយច្បាប់ទម្លាប់មួយនេះត្រកូលធំៗទាំងអស់ប្រហែលជានៅចាំមែនទេលោកទៅដៃទី ហេតុអីខ្ញុំទៅហើយបើវាជាបបិនខ្ញុំនៅទីនេះបើវ៉ាងតុងដកដាវចេញមកខ្ញុំសុខចិត្តលះបង់ជីវិតដើម្បីដាវតាសៀ យើងក៏ចូលរួមដែរមនុស្សសម្លាញ់ដូចជាឯងនេះអាចដកដាវនេះបានទេវិញវាមិនអាចរួចទេឯងសម្លាញ់ធ្វើជានៅស្ងៀមដើម្បីអួតអាងតែប៉ុណ្ណោះល្អមានអ្នកណាម្នាក់ចង់សាកជាមួយនឹងដាវនេះទៀតដែរទេ ញោមខ្ញុំដែរហើយមានខ្ញុំទៀតវ៉ាងតុងពួកយើងគ្រប់គ្នាសុខចិត្តពិសោធន៍ដែរដល់ពេលដែលឯងត្រូវដកដាវចេញមកហើយ បើឯងរីតែបន្តិចមានន័យថាឯងជាមនុស្សដោយគ្មានការសង្ស័យទេ ដកដាវខាងណាថ្ងៃនេះយើងនឹងប្រើដាវមួយនេះដើម្បីចាក់រិះដកពួកឯងគ្រប់គ្នា ដាច់ដកទាំងហើយ ថ្ងៃនេះយើងនឹងប្រើដាវមួយនេះដើម្បីបណ្ដេញពួកឯងឲ្យទាស់ទៅអស់ដើម្បីជាដង្វាយថ្វាយក៏ទៅហ៊ានរាប់សែនអ្នកនឹងវិញ្ញាណវិរៈបុរសហើយអីបានជាបែបនេះហើយអីមិនអាចរួចទេ ស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់គេគឺស្ដេចសង្គ្រាមដ៏ខ្ពង់ខ្ពស់ លក្ខណៈរឹងមាំគឺជាស្ដេចសង្គ្រាមនៅទីខាងកើតអ្នកគ្រប់គ្រងដែនដីក៏ពិតគឺជាស្ដេចសង្គ្រាមពិតមែន ខ្ញុំម្ចាស់សូមក្រាបថ្វាយបង្គំព្រះម្ចាស់ លីងសៀធានជីវចំណានពួកឯងមានអ្វីត្រូវនិយាយទៀតដែរទេត្រកូលជាងពួកយើងត្រូវចោះអើយ មិនអាចរួចទេមិននឹងខ្លាចទៅជាបែបនេះហេតុអីក៏ដកដាវបានស្ដេចសង្គ្រាមគេបានស្លាប់បាត់ហើយ នៅក្នុងខ្សែភ្នែករបស់ពួកឯងយើងគួរតែស្លាប់នៅក្នុងស្គ្រីននោះមែនទេនៅក្នុងការប្រយុទ្ធទៅហ៊ានទាំង3សែនអ្នកមានណានឹងមានជីវិតទុកបីតែម្នាក់លីងសៀធានជាងចំណានទោះរបស់ពួកឯងទោះបីជាស្លាប់ក៏មិនគ្រប់គ្រាន់នឹងទុកកំហុសរបស់ឯងបានតាមដែរ នឹងលុតទៅគុកចោលទៀត យើងនឹងធ្វើតាមទៅបីអ្នកដែលពាក់ព័ន្ធមានកម្រិតរួមដៃមានទោសប្រហារជីវិត9ចំនួនបណ្ដេញចេញហើយសម្រាប់ពួកវាទាំងអស់ពួកឯងនឹងមានអីនិយាយទេ ទៅផងហេតុអីក៏ពួកអ្នកទាំងអស់គ្នាទៅសុំជីវិតពីគេគ្មានសិទ្ធិកំណត់ជីវិតរបស់យើងទេ លីងសេភីនការរីរាំងមិនព្រមចោះចាញ់វាកាន់តែធ្វើលោកកាន់តែមានកំហុស រៀបរៀងមិនព្រមចាញ់អញ្ចឹងឯងប្រាប់ហេតុផលមកហេតុអីក៏ត្រូវសម្រាប់យើង អញហើយនឹងសត្វរួមដៃគ្នាសម្រាប់មិនរួមជី ឯណាផតាំងនៅណាឯងទម្លាក់កំហុសលើយើងនឹងរៀបការទៅអ្នកគ្រប់គ្រងយើងសុំតស៊ូហើយទៅជួបអធិរាជ ត្រូវហើយកម្មវិធីយប់នេះពួកយើងព្រមទទួលថាធ្វើរឿងផ្្លាត់ស្នៀតបើសិនជារំខានដល់ស្រ័យសង្គ្រាមខ្ញុំរីករាយនឹងទទួលទោសប៉ុន្តែលោកត្រូវការសម្រាប់ពួកយើងទាំងអស់មែនទេតើលោកមានស្រាប់អីទៅ មែនហើយយើងព្រមនឹងខមាទោសស្ដេចសង្គ្រាមបើត្រូវការយើងនឹងកែខ្លួនឲ្យល្អបំផុត ព្រះអង្គបើជាសុំទោសខ្លាំងណាស់ដែលពួកយើងជឿពាក្យបោកប្រាស់ដែលយល់ច្រឡំខុសទៅលើខ្លួនលោកបើជាសុំទោសពិតមែនសូមអភ័យទោសផង ឯងចង់ប្រាប់ថានេះគឺជាការយល់ច្រឡំមែនទេ ប្រកាសណាស់លោកបានទៅរយៈពេល3ខែត្រឡប់មកវិញយ៉ាងបញ្ញាបញ្ញាល់ពួកយើងពិនិត្យអត្តសញ្ញាណរបស់លោកដើម្បីការពារជនក្បត់ ល្អអញ្ចឹងយើងនឹងធ្វើឲ្យឯងស្ដាប់ដឹងពីហេតុផលនៅថ្ងៃកាត់ដីជីវិតនេះពួកឯងរួមដៃជាមួយនឹងជនក្បត់ខាងក្រៅសង្ឃឹមថាយើងស្លាប់នៅក្នុងសង្គ្រាមហើយដូច្នេះហើយបានជាយើងប្រើឧបាយកលមួយប្រាដាលនេះរិទ្ធិតានេះដើម្បីបង្ខំបាត់ខ្លួនដើម្បីឲ្យឯងគិតថាយើងស្លាប់ការគិតរបស់យើងមិនខុសទេរយៈពេល3ខែនៅក្នុងក្រុងគឺការរញ៉េរញ៉ៃម្នាក់ចាប់តាមបង្ហាញខ្លួនឡើងដុតភ្លើងដាក់គ្នាយើងក៏បញ្ជាឲ្យលីចានធ្វើកម្មវិធីការត្រឡប់មកវិញរបស់យើងឯងដឹងដែរទេហើយអ្វីបានជាយើងមិនព្រមដកដាវនេះក៏ព្រោះតែយើងរងចាំតែពួកឯងដកដាវដើម្បីខ្លួនឯងព្រោះតែមានអ្នករួមដៃជាមួយនឹងសត្រូវទើបបានជាជឿជាក់ថាស្ដេចសង្គ្រាមបានស្លាប់សត្វទៀតនេះគ្រានៅណានៅតកូលរបស់ខ្ញុំត្រូវបញ្ចប់ហើយត្រូវបញ្ចប់ហើយនៅបន្តិចនេះនៅតែមួយជំហានទៀតទេនៅត្រឹមតែមួយជំហានទៀតប៉ុណ្ណោះត្រកូលលីងអាចគ្រប់គ្រងលោកបានហើយ បញ្ជូនពួកគេទៅទីក្រុងរងចាំការកាត់ទោស យើងមិនព្រមទទួលយើងមិនព្រមចាញ់ គិតចង់រត់មែនទេឥឡូវនេះដល់ពេលពួកឯងហើយ ព្រះអម្ចាស់បានឃើញហើយរឿងទាំងអស់នេះមិនមែនតាក់ទងនឹងទូបង្គំទេទូបង្គំគ្មានចេតនារងរឿងព្រះអង្គទេ យ៉ាងចៅឯងមិនចាំបាច់និយាយទេទង្វើនឹងពាក្យសម្ដីរបស់ឯងយើងដឹងគ្រប់យ៉ាង ព្រះអង្គសូមអភ័យទោសឲ្យទូបង្គំផង ត្រូវកាត់ផ្ដាច់ផ្លូវជីវិតខ្លួនឯងទៅ ព្រះអង្គអភ័យទោសដល់ជីវិតកូនចៅនៅក្នុងត្រកូលយ៉ាងឲ្យពួកគេមានជីវិត យ៉ាង ផង ចៅកំហុសរបស់ឯងមិនដល់ថ្នាក់ប្រហារជីវិត9ចំនួននោះទេតទៅបើមានកូនចៅរបស់ឯងធ្វើតាមច្បាប់ធ្វើខ្លួនស្របតាមកាលៈទេសៈក៏នៅឯជាត្រកូលយ៉ាងនៅក្នុងទីក្រុង គុណព្រះអម្ចាស់ សម្រាប់ត្រកូលធំទាំងអស់នៅថ្ងៃនេះយើងមិនទូដេញតាមពីកំពតតទៀតទេតែបាត់ថ្ងៃអនាគតធ្វើខុសទៀតយើងនឹងផ្ដំទៀតទោះម្ដងម្ដងយ៉ាងរឿងចា
จัดการตะโกลิงหรือตะโกแจ้งตะโกอ่อนนี้จัดการแต่งอ้อหายคณะที่ปนทรัพย์สมบัติแต่งอ้อแต่บ้านรถอ้อทรัพย์สมบัติเซ็งเทียบเป็นจุนแต่ชั่วฮันจีเจเอาไปการเพียมันเอาทุกคลิปจาก អត់ធ្វើបញ្ជី เย่ตลอดแต่ជាមួយបង ចាប់បានអុកប្រុសស្ដេចសង្គ្រាមទិសខាងកើតព្រះអម្ចាស់សង្គ្រាមនៅទីងទីងឆ្អឹងទាហានដែលបានបាត់បង់នៅក្នុងសមរភូមិបញ្ជូនទៅស្រុកកំណើតរួចរាល់ហើយលុយលើកទឹកចិត្តក៏ប្រកល់រួចហើយដែរ ត្រៀមធ្វើពិធីបន់សពសៅប៉ៅខ្ញុំនឹងចូលរួមដល់ខ្លួនឯងខ្ញុំនឹងធ្វើឲ្យមនុស្សទូទាំងក្រុមតុងហើយគ្រប់គ្នាបានស្គាល់ឈ្មោះរបស់គេ ចាបង បងធ្លាប់សន្យាជាមួយឯងហើយមានអីចង់សួរក៏ឆាប់សួរមកមានអីកើតឡើង តាក់ទងនឹងឧស្សាហកម្មរបស់តកូលជាតិហើយនិងតកូលលីវដែលត្រូវបញ្ជូនមកតកូលហាន់អ្នកដឹកនាំបញ្ជាខ្ញុំមើលការខុសត្រូវ ហើយឯងចង់ទៅទី ប្រកាសណាស់ចង់ទៅទោះបីពេលនេះមានការពឹងពាក់តំណែងរបស់បងធ្វើឲ្យមនុស្សក្នុងតកូលហាន់មិនមានអ្នកណាហ៊ានធ្វើបាបខ្ញុំតែការពឹងពាក់របស់អ្នកដទៃមិនមែនជាចរិតខ្ញុំទេ នាងខ្លួនឯងមិនប្រោសសុំបីតែបន្តិច តែខ្ញុំមានរឿងចង់សំវមួយ ជាអ្វីទៅ តែចាំខ្ញុំត្រឡប់មកវិញបងត្រូវរៀបការនឹងខ្ញុំណាចេញទៅ នាងមានបុណ្យអត់ខាត់នេះមែនទេ ខ្ញុំប្រាប់ថាចេញទៅ ខ្ញុំជួយលៀបថ្នាំឲ្យនាងព្រមទេអត់ខ្ញុំធ្វើតែក្មេងល្អអត់ធ្ងន់តែណាទ្រាំជើងតែណាឈឺខ្លាំងណាស់មែនទេ ហើយនៅ ហៅឡូ លោកបានតកូលសាន់បាក់កំពុងមានរឿងហើយនៅទីនេះហាន់ជួយមិនបាននៅហាន់ក្នុងខូចគេឈ្មោះក្រោយពីនិតទៀតក៏បានចេញមកបកការរឿងនេះតែតកូលហាន់មានអំណាចរឹងមាំរួមទាំងសារព័ត៌មានទាំងអស់ក្នុងក្រុមតុងហើយដើម្បីមកបង្កើតហាន់មួយធំប្រាប់ថានេះជាយាមតាំងតកូលអ្នកមានតែមិនបានសម្រេចទៅជាយាមមកបង្កើតហាន់ជូហ្វឺ នេះហ៎ណាគេហៅថាតកូលអ្នកមាន លោកចង់ទៅណា ទៅតកូលជូ ឈប់សិនខ្ញុំទៅដែរជាលោកមែនទេ មែនគឺយើង លេងយើងអាសត្វដេរឆានអញមិនអីទេមែនទេ ខ្ញុំមិនអីទេបង នេះជាចាស់អ្នកណាអាចហ៊ានធ្វើអត់មនុស្សតកូលហាន់ឆាប់សុំទៅជួយឃើញឥឡូវនេះភ្លាមគូសុំទោសគូតែជាពួកនាងវិញទេសត្វដេរឆានគ្មានគេខ្មាស់ដូចពួកនាងនៅស្លាប់វេទនាឆាប់បាត់មកម៉ាពួកនាងចង់បានអីអត់ប្រកបទៅងាយខ្លាំងណាស់គ្រាន់តែឲ្យបတ်សម្ភារហើយត្រឹមទទួលកំហុសឲ្យបានតម្លាក់កំហុសទៅលើជឿហ្វឺតែក្រុមអ្នកបោះពីបរិសុទ្ធអីគេពួកនាងពិតជាថោកទាបគ្មានគេខ្មាស់ហ៊ាននិយាយពាក្យនេះចេញមកបានយ៉ាងម៉េចទៅនេះតែចាស់ខ្ញុំនិយាយជាការពិតណាជើងហ្វឺរបស់យើងជាសភាពបរិសុទ្ធហើយមានវិញ្ញាណថែមទាំងមានចំណេះដឹងតាំងពីក្មេងមានមនុស្សស្រីប្រភេទណាដែលមិនមករកគេនោះគេមកខាត់ពេលជាមួយមនុស្សស្រីដូចយើងឯងមិនសមនឹងតម្លៃគេទេគេធ្វើអីដឹងក្នុងចិត្តគេច្បាស់ហើយគេធ្វើអីទៅនាងជាអ្នកអត់ដៃគេមុនព្យាយាមតាំងតកូលអ្នកមានជឿហ្វឺយើងនិយាយត្រូវ និ ទេ យាយទៅខាងណាបងថ្ងៃហ្នឹងនាងគឺជាអ្នកបង្អកស្រាខ្ញុំមុនតែពេលដែលមានរឿងបោះក្រាតនាងបែរជាបកមកខាងខ្ញុំ ឃើញទេការពិតវាច្បាស់ណាស់ទៅហើយខុសតាំងគ្រប់គ្រាន់ក៏បានឃើញពួកនាងឆាប់ចេញភ្លាមទៅចេញឲ្យអស់ទៅចេញទៅខ្ញុំចង់ឃើញមកអ្នកទាំងពីរទៀតទេចាំឲ្យពួកខ្ញុំត្រឡប់ទៅវិញក៏បាននាងយកព្រមតាមអ្នកខាងពួកយើងសិនទៅហេតុអីនាងមិនព្រមដោះលែងខ្ញុំទៀតអត់ទេនាងនឹងហាក់ជាអ្នកបោកបាក់ខាងពួកយើងធ្វើឲ្យតកូលហាន់ខូចគេឈ្មោះទើបចង់ឲ្យនាងចេញមកបំភ្លឺខ្ញុំមិនចង់ឲ្យអ្នកដទៃយល់ច្រឡំថាតកូលពួកយើងជាតកូលអ្នកមានតែគ្មានសិលធម៌តែចុងក្រោយពួកយើងគឺជាអ្នកខាត់បងតកូលហាន់មិនបានទាមទារការខុសត្រូវពីនាងទេសំខាន់តែនាងចេញមកបំភ្លឺទុកខាងជាការលើកលែងទោសឲ្យហើយកុំធ្វើខ្លួនជាមនុស្សមិនដឹងគុណបុណ្យណាបើមិនអញ្ចឹងមិនត្រឹមតែនាងទេរួមទាំងបងប្រុសនាងដែលចាក់ចេញទៅនេះនឹងមិនបានស្ងប់ទៀតផងគិតមើលឲ្យច្បាស់ទៅគិតឲ្យស្រួលបុតទៅយល់ព្រមឬក៏មិនយល់ព្រមភាពយុត្តិធម៌នៅទីណាពួកនាងធ្វើបែបនេះមិនខ្លាចមានកម្មពៀទេអីឆាប់បាត់មកទៅទោះបីស្លាប់ក៏ខ្ញុំមិនយល់ព្រមដែរលោកខ្លាំងណាស់ដូចជាការធ្វើបន់បូជាទូប្រាសាទបានបាត់ពិតមែនអង្គរៈអ្នកដែលមិនពាក់ព័ន្ធឆាប់ចេញពីទីនេះទៅឈប់សិនរឿងនេះបើខ្ញុំបានលឺនៅខាងក្រៅគេនិយាយសុំឲ្យតែបន្តិចបាត់ក៏ជាបាត់ជួយគ្នាទៀតចាក់កាទៅពួកលោកចង់ធ្វើអីខ្ញុំប្រាប់នាងហើយមិនត្រឹមតែនាងទេខ្ញុំនឹងធ្វើឲ្យបងប្រុសនាងដែលសោកទៅខាងនេះនៅមិនបានស្ងប់ទៀតដូច្នេះហើយអស់ខ្លាចកន្លែងបនសពនេះចោលទៅកុំអីកុំធ្វើយ៉ាងអីកុំណាជប់ទៅហើយជប់ហើយលោកសាច់ឆ្លងពេលហើយកាត់បានហើយនឹងឥឡូវនេះយល់ព្រមដែរទេនៅតាន់ពេលណាមិនយល់ព្រមអញ្ចឹងក៏តិចបន្តទៀតកុំ
អីណាកុំអីជប់ទៅខ្ញុំសុំបងជប់ទៅកុំអីបងប្រុសនេះយកអត់តាមនឹងមកនេះមកកុំអីណាកុំអីយើងសួរនាងជាលើកចុងក្រោយយល់ព្រមឬក៏មិនយល់ព្រមយកធាតុបងប្រុសខ្ញុំមកវិញមកនិយាយបែបនេះមានន័យថាយល់ព្រមហើយមែនទេកុំតិចទៅកុំអីឈប់ភ្លាមថយចេញម៉ែគ្រប់គ្នាមិនអីទេមិនអីទេប៉ុន្តែសោះបងប្រុសសៅប៉ាគេប្រកាសទីរកផ្លូវមកផ្ទះវិញមិនឃើញទេយើងគួរធ្វើមិនល្អទៅម៉ែមិនបាច់នឹងទេទូយ៉ាងនាងចង់ធ្វើអីប្រធានរងឈិនការពិតពួកនេះជាគ្រួសារតែមួយទេអញ្ចឹងរឿងនេះក៏ស្រួលដែរហើយបងស្រីរបស់នាងព្យាយាមតាមអ្នកមានតែមិនបានសម្រេចទើបងាកមកមុតបង្កាត់ជឿហ្វេធ្វើខូចគេឈ្មោះគេនាងត្រូវតែជួយលួងលោមគេបន្តិចណាឲ្យគេចេញមកភ្លឺមកសារព័ត៌មានដើម្បីពិសោធន៍ថាជឿហ្វេបរិសុទ្ធអត់ទេបងថ្លៃមិនមែនអញ្ចឹងទេគឺគេហាន់ជឿហ្វេព្យាយាមបញ្ច្រកសារហើយក៏ចាប់រំលោភខ្ញុំទេទូយ៉ាងខ្ញុំសុំទឿនាងរឿងនេះបញ្ចប់ត្រឹមនឹងចុះប្រធានរងឈិនមើលតែអ្នកនាងចង់ឲ្យជឿហ្វេត្រូវគេជាប្រមាថហើយនឹងធ្វើឲ្យតកូលហាន់លក់មុខទៀតការពិតរឿងនេះពួកនាងដឹងច្បាស់ក្នុងចិត្តណាលោកហាន់ជាកូនប្រុសតែត្រូវភាពក្លាហានរឿងខ្លះធ្វើហើយក៏ត្រូវតែហ៊ានទទួលខ្ញុំនិយាយអត់ប្រយោជន៍ទៅនាងជាអ្នកឲ្យដៃខ្ញុំទេខ្ញុំនិយាយដាក់លោកមែនទេមែនហើយមនុស្សដូចជានាងដើម្បីរៀបការចូលតកូលអ្នកមានរើសយកគ្រប់វិធីខ្ញុំឃើញមកច្រើនហើយប្រធានរងឈិនខ្ញុំសូមដាក់ទឿនណាអ្នកស្រីជាជំនួយការរបស់អ្នកនាងធំចំណាក់ជឿធ្វើជាបងជាដូនមួយរបស់អ្នកនាងធំខ្ញុំបានទទួលបញ្ជាពីមេក្រុមតកូលហាន់ឲ្យមកទីនេះខ្ញុំដាក់ទឿនទុកមុនណាត្រូវធ្វើខ្លួនឲ្យល្អខ្ញុំក៏សូមដាក់ទឿននាងរឿងមួយទៀតដែរតកូលយូគឺគ្រួសារវិរៈបរោះមិនបាននិយាយដាក់តកូលហាន់មកពីតុងហើយទេទោះបីតកូលហាន់មកពីសាំងជីងអត់មានផតតាំងក៏មិនហ៊ានធ្វើតាមចិត្តដែរនាងគិតថានាងជាអ្នកណាវិរៈបរោះមែនទេឈិនជីងនាងនេះពិតជាអួតបានល្អមែនខ្ញុំបានស៊ើបប្រវត្តិតកូលយូរួចហើយស្វាមីដែលបាត់បង់ជីវិតរបស់នាងគ្រាន់តែជាទាហានធម្មតានៅក្នុងក្រសួងការពារជាតិនៅក្នុងពៃជីងមិនបាននិយាយដល់អ្នកដែលស្លាប់ទៅហើយទេទោះបីមានជីវិតគាត់ធ្វើអ្វីមិនបានដែរគិតថាគេនឹងនាំទាហានមកពាន់អ្នកម្ដងតង់ហើយបានមែនទេអ្នកដែលមកគោរពសមនៅមានមុខមកនិយាយថាវិរៈបរោះទៀតកំពុងតែកុហកអ្នកណានឹងកំពុងតែមកហើយពេលដែលគេមកដល់ហើយពួកនាងនឹងដឹងពីគេឈ្មោះស្វាមីរបស់ខ្ញុំនាងចង់ប្រាប់ថាបន្តិចទៀតនឹងមានអ្នកមានអំណាចនៅពីក្រៅក្នុងនាងមកដល់មែនទេអញ្ចឹងសូមប្រាប់ទៅចុះនៅទីនេះគ្មានតកូលណាមានអំណាចធំជាងតកូលហាន់ទៀតទេអញ្ចឹងមែនទេខាងស៊ីវអញគឺអាអ្នកដែលបាក់ឡានគ្មានប្រយោជន៍ហ្នឹងហ៎លោកវាងអ្នកនាងថាឈិនជីងមនុស្សសំខាន់ដែលនិយាយដល់ប្រហែលមិនមែនជាពួកវាទេណោះមែនហើយគឺលោកវាងនៅនឹងមុខហើយវាថាលោកវាងទៀតវាគ្រាន់តែជាអ្នកបាក់ឡានធម្មតាប៉ុណ្ណោះនេះជាអ្វីដែលនាងបានធ្វើមែនទេមែនហើយខ្ញុំជាអ្នកធ្វើខ្លួនឯងមើលងាយវិញ្ញាណខណ្ឌវិរៈបរោះនាងសំតែទូបានមានបាត់ការបាននិយាយអត់ប្រយោជន៍បានទៀតនាងកាន់តែត្រូវខ្លួនជាងនេះខាងស៊ីវនេះអញជួយគ្រប់គ្រងវាមែនទេត្រូវហើយចាំមើលល្អខ្លាំងណាស់រឿងដែលមិនទាន់ដោះស្រាយថ្ងៃនេះយើងនឹងមកដោះស្រាយជាមួយឯងគិតថាអាចដោះស្រាយបានមែនទេឃើញមនុស្សនៅក្បែរយើងនេះទេនេះគឺអ្នកស្រុកអំណាចរបស់តកូលហាន់មកពីតុងហើយយើងទទួលបានបញ្ជាពីល្អមកទីនេះនាងលើសលុបមកលើយើងដូចលើសលុបទៅលើតកូលហាន់អញ្ចឹងចាំមើលខ្លាចហើយមិនមែនយើងអភ័យមិនបានទេណាតែនាងត្រូវជង្គង់ទទួលឥឡូវនេះអញ្ចឹងយើងមិនដោះលែងនាងទេអញ្ចឹងយើងសូមប្រកាសពួកឯងធ្វើគ្រប់យ៉ាងត្រឡប់មកការសុំទោសវិញឲ្យពួកឯងគោរពដួងវិញ្ញាណខណ្ឌ99ដងទើបយើងព្រមលើកលែងទោសឲ្យហើយគ្រាន់តែជាអ្នកបាក់ឡានហេតុអីក៏ជឿចិត្តដល់ថ្នាក់ហ្នឹងយើងទុកពេលឲ្យ3នាទីបើមិនអញ្ចឹងទេប្រកាសជាទទួលបានផលយ៉ាងស័ក្តិសមហាមចិត្តដាក់ខាត់ណាតកូលហាន់ពេលនេះជាតកូលអ្នកដឹកនាំនៅសាន់ជីងតកូលហាន់នៅឯសាខាផ្សេងទៀតក៏កាន់តែមានអំណាចពួកគេមានអំណាចគ្រប់កន្លែងណាដឹងល្អហើយឥឡូវលោកសានិយាយឲ្យយើងស្ដាប់ពីពាក្យដែលនិយាយអញមិញម្ដងទៀតមើល3នាទីអញល្អណាស់នេះអញមិនឃើញក្តារបញ្ឈុំស្រក់ទឹកភ្នែកទេយើងពិតជាចង់ដឹងថាឆ្អឹងអញនេះឬក៏មាត់អញរឹងជាងចាត់ការវា1នាទីចុងក្រោយនេះគឺអ្នកប្រធមតកូលហាន់អញហ៊ានធ្វើអីចឹងបានហើយយើងជាតកូលហាន់អញមិនអាចធ្វើបាបយើងបានទេចាំហើយលើឈ្មោះថាតកូលហាន់ហើយអញខ្លាចហើយមែនទេហាខ្លាចហើយពេលហើយជុំហើយអញអ្នកបាក់ឡានឈ្មោះយើងត្រូវអត់មិនចង់គិតតែមិនដែរអញត្រូវមិនខាត់ទេអញត្រូវមិនខាត់ចង់ឲ្យវាងាប់បន្ទោហេតុអីក៏លោកចិត្តខ្លាចដល់ថ្នាក់នេះឬមួយក៏មិនត្រូវសบายចិត្តទៅអ្នកដែលត្រូវខ្លាចរហូតដល់ងាប់ទៅគឺពួកវាទៅនេះគួរឲ្យអសនាណាតកូលហាន់ទាំងអស់របស់នាងនៅមុខតកូលហាន់គ្រាន់តែជាស្មោតតូចមួយមិនបាននិយាយដល់រឿងផ្សេងទេលោកវាងលោកគួរតែប្រញាប់ទៅវិញទៅតកូលហាន់ជាតកូលដែលលោកមិនគួរចូលពាក់ព័ន្ធទេបើសិនស៊ីប៉ះនៅមានជីវិតពេលនេះប្រហែលជាអាយុស្មើនឹងលោកហើយបើពេលនេះគេចង់គេខ្លួនគឺយឺតពេលដែរយើងនឹងធ្វើឯងដឹងឥឡូវនេះថាអ្នកណាដែលគួរខ្លាចរហូតដល់ញាត់ខ្លួននោះអ្នកដឹកនាំត្រកូលហាន់ចាប់ពីថ្ងៃនេះទៅត្រកូលហាន់កាន់អំណាចនៅតាសៀពិតជាចូលរួមត្រេកអរប្រមុខទីជ្រុលពីឲ្យខ្ញុំទទួលបានការជួយពីត្រកូលហាន់ហើយក្រោយបានលើមកថាការដែលត្រកូលហាន់ខ្លាចជាអ្នកដឹកនាំក៏ព្រោះតែមានអ្នកគ្រប់គ្រងម្នាក់តែលោកអាចប្រាប់បន្តិចបានទេប្រមុខពិតជាបានដឹងលឿនមែនប៉ុន្តែម្នាក់នោះឋានៈរបស់ខ្ញុំមិនគួរឃើញទេប៉ុន្តែបើសិនជាប្រមុខទៅឲ្យនោះខ្ញុំប្រកាសជាប្រាប់មិនខាននោះទេមិននឹកស្មានថាអ្នកនៅពីក្រោយខ្នងត្រកូលហាន់គឺជាព្រះអម្ចាស់ហេតុដូច្នេះហើយយើងភ្ជាប់មិត្តភាពជាមួយគេមានតែផលចំណេញតែប៉ុណ្ណោះអើយលោកប៉ាខ្ញុំត្រូវគេធ្វើបាបតាមម៉េចនរណាហ៊ានធ្វើបាបកូនប្រុសហាន់ជាងហើយបែបនេះអើយវាគឺជាអ្នកបាក់ឡានហើយនៅត្រង់ហើយយើងនាំនោះទៅប្រមុខដឹកនាំហាន់រឿងតូចតាចបែបនេះលោកមិនចាំបាច់ទៅដល់ផ្ទាល់ទេចាំឲ្យខ្ញុំបញ្ជាមនុស្សទៅដោះស្រាយរឿងនេះដល់ខ្លួនឯងប្រមុខបើអញ្ចឹងខ្ញុំរំខានដល់លោកអីទេរឿងតូចតាចសូមជួយបាទយើងបញ្ជាហើយគាត់នឹងឲ្យមនុស្សមកទីនេះឯងត្រៀមទៅងាប់ឲ្យទៅឯងចាំមើលទៅក្រុមនេះក្រីខ្មៅលោកវាងលោកបញ្ញាពេកខ្លួនទៅយើងតតាំងជាមួយពួកវាមិនបានទេមែនហើយលោកបញ្ញាពេកខ្លួនទៅអ្នកទៅពីកំរំអីទោះបីជាក្រុមនេះខ្មៅមកខ្លួនឯងក៏ដោយក៏
ត្រូវលុតជង្គង់ឲ្យខ្ញុំដែរ នឹងខ្លួនតែឯងកំពុងនិយាយអីទេមេក្រុមនេះគ្រាខ្មែរគឺជាអ្នកដឹកនាំលោកក្រំដីទាំងក្រុងតុងហៃមានឥទ្ធិពលខ្ពង់ខ្ពស់សូម្បីតែតកូលហាននៅតែព្រមថយអ្នកណាហ៊ានឲ្យឯងនិយាយពាក្យនេះចេញមក ក៏ព្រោះតែពួកឯងគ្មានគុណសម្បត្តិគ្រប់គ្រាន់ វ៉ាន់តុងលោកនិយាយស្អីហ្នឹងលើកមុនការដែលលោករួចខ្លួនពីក្រុមនេះគ្រាខ្មែរបានក៏ព្រោះតែអ្នកនាងធំហាននៅក្រុងតុងហៃតែឥឡូវនេះអ្នកនាងធំហាននៅសាន់ជីងហើយបើលោកគិតថារករឿងក្រុមនេះគ្រាខ្មែរតែអ្នកណាជួយលោកបានអ្នកនាងថាលើកមុនការដែលលោកវាងទៅក្រុមនេះគ្រាខ្មែរអ្នកនាងធំមិនបានជួយអ្វីទេថាម៉េចបានចឹងវ៉ាន់តុងលោក ថ្ងៃនេះខ្ញុំនឹងធ្វើគ្រប់យ៉ាងឲ្យនេះស្គាល់ច្បាស់ពីខ្ញុំ តើអ្នកណាមានភ្នែកអត់ស្រីពិតជាក្លាហានខ្លាំងណាស់ហ៊ានធ្វើបាបអ្នកប្រុសតូចហាន เฮ้ยលោកមេកា លោកប្រុសហានខ្ញុំទទួលបញ្ជាពីត្រកូលធំមកចាត់ការរឿងរបស់លោកជាពិសេស เฮ้ยអរគុណលោកមេកាខ្លាំងណាស់ លោកហានមិនបាច់ក្រៃចិត្តទេ ពីកម្រំអីថ្ងៃនេះតែខ្ញុំមកខ្ញុំនឹងរកភាពយុត្តិធម៌ឲ្យសៅប៉ៅឲ្យតទៅបាន ឥឡូវនេះលោកឆាប់ប្រាប់មកអ្នកណាជាអ្នកធ្វើបាបលោកខ្ញុំហ៊ានធានាថាខ្ញុំនឹងធ្វើឲ្យគេខូចចិត្តដែលកើតមកលើលោកនេះលោកមេកាគឺខ្ញុំចង់ឲ្យសម្លាប់វាចង់បបាក់ដៃបបាក់ជើងរបស់វាទាំងពីរហើយក៏បោះវាឲ្យសំទានតាមចិញ្ចាំងលើមានបញ្ហាទេវ៉ាងតុងលោកមេកាអាម្នាក់នេះវាគឺជាអ្នកបោកឡានថោកទៀត អញមកទីនេះដើម្បីជួយពួកវាមែនទេ អត់ទេខ្ញុំមិនដែលស្គាល់ពួកវាទេអត់ដែលឯអ្នកមេកាបាត់នេះវាមិនត្រឹមត្រូវទេណាយើងមិនដែលស្គាល់អីទេ បើអញ្ចឹងក៏ប្រញាប់ចូលមកគោរពដួលវិញ្ញាណទៀតទៅ ខ្ញុំគោរពខ្ញុំគោរពរួចហើយ ឥឡូវនេះក្តីទៅរកចៅសួនឲ្យមកទីនេះរយៈពេល3នាទី អើយបានមើលទៅប្រហែលជាចាត់ការរួចហើយ បើអញ្ចឹងអរគុណដល់ប្រមុខហើយ ចាត់ការរួចហើយលោកមេក្រូបាមនុស្សម្នាក់នឹងឲ្យលោកមកទីនេះក្នុងរយៈពេល3នាទីបើមិនចឹងផលនឹងត្រឡប់មកដោយខ្លួនឯងហើយថាយ៉ាងម៉េច លោកប្រមុខតើមានរឿងអ្វីទៅ មើលទៅអ្នកប្រុសធំប្រហែលជាជួបរបស់ពិតហើយ នេះមានក្រុមចាត់ការបានមែនទេ មិនត្រឹមតែប៉ុណ្ណឹងម្នាក់នឹងថែមទាំងហៅឈ្មោះខ្ញុំទៀតផងហើយឲ្យខ្ញុំទៅជួបគេក្នុងរយៈពេល3នាទី គេពិតជាប្រហែលខ្លាំងណាស់ លោកមានក្រុមត្រកូលហាន់លោកទៅជាមួយខ្ញុំបន្តិចទៀតទៅមើលថាអ្នកណាហ៊ានរំលងក្បាលពួកជឿ លោកប្រមុខនិយាយត្រឹមត្រូវហើយសូមជួយឯងឆាំនិយាយមកអាកសែតតំព័ន្ធនេះគេនិយាយថាម៉េចឲ្យបានន័យថាម៉េចណែគឺ គឺជាការពិតតែត្រូវអធិប្បាយអីទៀត យើងឲ្យឱកាសនេះម្ដងទៀតបើមិនជានេះនិយាយខុសម្ដងទៀតយើងសម្រាប់យើង សម្រាប់យើងហ៎អញគ្រាន់តែជាអ្នកបាក់ឡានអាចធ្វើឲ្យមេក្រុមរងស្ដាប់បង្គាប់បានអញក៏ចាត់ទុកថាមានសមត្ថភាពមិនធម្មតាទេតែបើជាប្រហែលហ៊ានប្រាប់ឲ្យលោកប្រមុខមកទីនេះដោយខ្លួនឯងថ្ងៃនេះគឺជាថ្ងៃងាប់របស់អញហើយ អញ្ចឹង អញគិតថាលោកប្រមុខគ្រប់គ្រងតុងហៃមកច្រើនឆ្នាំបាត់យ៉ាងម៉េចទៅក្រៅពីការសមត្ថភាពគេដោយខ្លួនឯងហើយអ្វីដែលសំខាន់បំផុតគឺមនុស្សម្នាក់នោះ មនុស្សម្នាក់ហ្នឹង មែនហើយគឺជាមនុស្សម្នាក់ហ្នឹងដែលធ្វើឲ្យតកូលហាននៅក្នុងក្រុងតុងហៃរបស់ពួកយើងទទួលបានការគោរព យើងធ្លាប់ប្រាប់ពួកឯងហើយថាពួកឯងមិនស័ក្តិសមអ្វីដែលពួកឯងកោតក្រែងនិងសរសើរនៅក្នុងការផ្នែករបស់ពួកឯងវាគ្មានតម្លៃសម្រាប់យើងសូម្បីតែបន្តិច អ្នកណាឯងក៏ហ៊ានដល់ថ្នាក់នឹងមកនិយាយអួតក្អេងក្អាងនៅមុខយើង เฮ้ยប៉ាមកដល់ហើយ លោកអ៊ំ เฮ้ยប៉ាត្រូវតែជួយខ្ញុំដាក់ទោសវាឲ្យខ្ញុំ មិនបាច់បារម្ភទេអ្នកណាហ៊ានធ្វើបាបកូនប្រុសរបស់យើងនឹងទទួលបានផលវិញ100ដង1000ដងតើពួកគេបានធ្វើអ្វីខ្លះទៅហ៎ ពួកគេនេះរៀបរៀងយើងថែមទាំងធ្វើបាបជឿហ្វៃទៀតចុងក្រោយជឿហ្វៃអាចនឹងប្រើការអាអូនតូចលេខបានហើយក៏មិនដឹង អីគេនៅ គេសម្ដែងរបស់គេមួយម៉ាត់ណាក៏មិនមានតកូលហានហើយនឹងលោកប្រមុខទៀតផងគួរតែចាត់ការគេ យើងពិតជាចង់ដឹងខ្លាំងណាស់អាម្នាក់ដែលហ៊ានហៅឈ្មោះយើងចំឯងខ្លាំងធំណាស់មិនក៏មិនឆាប់ក្រោកឡើងមកលោកមេក្រូបាគឺប្រមុខវាងណាឯងជាមនុស្សគ្មានបានការទៅអោនក្បាលជាមួយនឹងមនុស្សបែបនេះស្ដាយកម្លាំងដែលគិតថាឯងចេះកែខ្លួនចាប់ពីថ្ងៃនេះឯងត្រូវបណ្ដឹងចេញពីក្រុមនេះខ្មៅហើយកុំអីណាលោកប្រមុខមុននេះអ្នកណាហ៊ានហៅឈ្មោះយើងឆាប់ចេញមុខមកឥឡូវនេះព្រាប លោកប្រមុខគឺវាវ៉ាន់តុងនៅចំពោះមុខលោកប្រមុខហើយអញនឹងហ៊ានប្រហែលទៀតមែនទេ អង្ចៅសម្រាប់វាដើម្បីសរសើរខ្ញុំទៅ លោកប្រមុខរឿងមិនដូចអ្វីដែលលោកគិតទេ លោកប្រមុខ វាមិនអាចទៅរួចទេវ៉ាន់តុងលោកជាអ្នកណាឲ្យប្រកាសទេ នៅចាំសម្ដីរបស់ជាបានទេ ចាំបានខ្ញុំចាំបាន នេះជាលើកទី2ហើយមែនទេ ជាកំហុសរបស់ខ្ញុំតែខ្ញុំមើលមិនដឹងលើកលែងទោសខ្ញុំ ហើយលើកទី3បាទមានលើកក្រោយក្រុមនេះគ្រាខ្មៅមិនចាំបាច់ឲ្យមានបន្តទៀតទេ បាទ ក្រោយធំបានលោកប្រមុខនេះនៅ ប្រមុខតកូលហាន់ខ្ញុំដាស់តឿនលោកបើលោកមិនចង់ឲ្យតកូលហាន់លុបឈ្មោះចេញពីក្រុងតុងហៃឥឡូវនេះលោកជង្គង់សំទោសហើយឲ្យទ្រព្យសម្បត្តិទៅគេទាំងអស់ភ្លាមទៅ បើនៅថ្មីនេះកំពុងតែនិយាយពិសេស នេះលោកគិតថាខ្ញុំលេងសើចមែនទេខ្ញុំកំពុងតែជួយលោក បានធ្វើបាបកូនប្រុសរបស់ខ្ញុំថែមទាំងធ្វើឲ្យតកូលហាន់បាក់មុខទៀតលោកចង់ឲ្យខ្ញុំលុតជង្គង់នៅចំពោះមុខគេអញ្ចឹង ប៉ុន្តែគេមិនមែនជាមនុស្សដែលឯងអាចចាត់ការបានទេ ពិតជាគួរអស់សំណើចណាស់តកូលហាន់យើងនេះណាកំពុងតែចែកចាំងដូចជាព្រះអាទិត្យអញ្ចឹងយើងជាតកូលដែលមានបំផុតនៅសានជីងគេជាអ្នកបាក់ឡានម្នាក់គិតថាយើងគ្មានសមត្ថភាពចាត់ការគេអញ្ចឹង ហានជាងហៃឯងអត់ភ្នែកមើលធំសិនទៅអត់គេឋានៈត្រឹមជាអ្នកបាក់ឡានមិនតែយើងនេះអោនក្បាលចំពោះគេតែមិនដែរទេ ឬមួយគេគឺជាអ្នកដែលនៅពីក្រោយក្នុងក្រុមនេះគ្រាខ្មៅហើយការពិតទៅឯងគឺជាក្មេងដែលកាត់កាប់ពីមិនសិនថ្ងៃក៏នៅពីក្រោយក្នុងក្រុមនេះគ្រាខ្មៅមើលតែឯងដូចជាមានស្វ័យដៃតែចាត់ទុកថាយើងដាក់ខ្លួនឯងចុះបើឬមិនគួរលូកដៃកុំលូកដៃអសនបើមិនចឹងទេនឹងយកបញ្ហាដាក់ខ្លួនជិះខាតឯងជឿចិត្តថានឹងផងបើឯងជាអ្នកធំមែនឯងគួរតែដឹងច្បាស់ថាត្រកូលហាន់របស់យើងធោះត្រង់នេះបានសពថ្ងៃឯងធំកម្រិតណាក៏មិនអាចព្រៀបជាមួយនឹងមនុស្សរបស់យើងបានដែរអ្នកដែលឯងនិយាយដល់គឺជាស្ដេចគ្រប់គ្រងតែនៅខាងកើតអ៊ូសាំងវាងណាចាត់ត្រាមែនទេឯងដឹងគឺល្អហើយដូច្នេះហើយឯងគួរតែចាក់ចេញឲ្យឆ្ងាយបំផុតពីត្រកូលហានរបស់យើងទៅបើមិនចឹងមានតែនាំភាពក្តៅក្រហាយដាក់ខ្លួនទេអញ្ចឹងយើងក៏ចង់តែដូចគ្នាបើយើងចង់បំផ្លាញត្រកូលហានតែអ្នកណាអាចជួយយើងបានឯង
នេះយើងហើយត្រកូលហានក្នុងតុងហៃទូបីជាត្រកូលតូចតែនៅឯតុងហៃមាននាងធំគាំទ្រដល់ត្រកូលហានដូច្នេះឲ្យគ្មាននរណាម្នាក់ហ៊ានប៉ះពាល់ដល់ត្រកូលហានទីតើមានមនុស្សប្រមាណអ្នកអាចបំផ្លាញត្រកូលហានបានពឹងមនុស្សដូចជាឯងហ្នឹងហានជាងហៃឯងពិតជាខុសខ្លាំងណាស់បើលោកវាងចង់ធ្វើបាបឯងមានមនុស្សណាម្នាក់ក្នុងលោកនេះអាចជួយឯងបានដែរបើឯងដឹងកំហុសហើយត្រកូលហាននៅក្នុងក្រុងតុងហៃគ្មានផ្លូវទេតែពេលនេះឯងគ្មានផ្លូវរួចខ្លួនទៀតទេចៅយន់ខ្ញុំហានជាងហៃការវិនិយោគរបស់ខ្ញុំធ្លាប់ចុះរាប់មិនអស់ប៉ុន្តែយើងអាចទ្រាំបានប៉ុន្តែគេមកប្រមាថយើងបែបនេះយើងមិនអាចទ្រាំបាននោះទេឯងមកឲ្យសមត្ថភាពមកបានអញ្ចឹងខ្ញុំនឹងចាត់ការឯងតាមប្រាថ្នាចុះលោកឈ្មោះត្រកូលហានចេញពីតុងហៃរយៈពេល3នាទីឯងដឹងទេថាកំពុងតែនិយាយស្អីដាក់ត្រកូលហានឯងចង់យកឈ្មោះត្រកូលហានចេញពីតុងហៃរយៈពេល3នាទីដោយអាកប្បកិរិយារបស់ឯងចុះអ្នកផ្សេងគេរំជួលចិត្តខ្លាំងណាស់ដែលឯងមិនបានដឹងពីកម្លាំងត្រកូលហានឯងមិនដឹងពីការអត់ធ្មត់របស់លោកវាងសូម្បីតែបន្តិចចៅយួនឯងអីក៏ឯងការពារជាមួយនឹងគេដោយសម្លេងអត់ប្រយោជន៍បែបនេះខ្ញុំនៅតែបញ្ជាក់ដដែលគេអាចធ្វើអ្វីត្រកូលហានបានឯងចិត្តមកហើយមិនដឹងខ្លួនទៀតមិនបាច់និយាយដល់គ្រួសារហានក្នុងក្រុងតុងហៃទេទោះបីគ្រួសារហាននៅក្នុងសានជីងក៏ស្រេចតែពីសម្លេងលោកវាងឯងមានសិទ្ធស្អីហានគាត់គេនោះវាគិតថានៅក្នុងបច្ចុប្បន្ននេះអ្នកណាមានសមត្ថភាពបំផ្លាញត្រកូលហានបាននោះមានតែយើងនឹងតាទៀនជាបង្គោលត្រកូលហានប្រកាសជាមានអំណាចហើយក៏គ្មាននរណាម្នាក់អាចធ្វើអ្វីជូនបានដែរវាគិតថាវាជាណាដែលចង់បំផ្លាញយើងគេគឺជាស្ដេចគ្រប់គ្រងភាពខាងកើតដល់គួរឲ្យមោទនភាពគូសាំងវាងនោះអីអាចចង់បានអ្វីដែលយើងនិយាយពីនេះឯងនៅមិនទាន់ជល់តើមែនដែរទេទូបង្គំសូមក្រាបថ្វាយបង្គំព្រះអម្ចាស់សូមក្រាបថ្វាយបង្គំព្រះអម្ចាស់គូស្អីគេចិត្តថាម៉េចគេជាព្រះអម្ចាស់ហើយវាមិនអាចទៅរួចទេចៅគាត់ណាយគិតថាឯងធ្វើបាននឹងជឿព្រះអម្ចាស់នឹងនាងធំត្រកូលហានមានតំណែងជាមួយយូរហើយវាមិនអាចទៅរួចទេដែលមានតំណែងជាមួយកូនស្រីត្រកូលថាងនោះខ្ញុំអ្នកបម្រើលីយ៉ាងបាននាំឈុតខ្មៅនឹងខ្សែក្បាត់គួចមកសុំថ្វាយបង្គំព្រះអម្ចាស់ថ្វាយបង្គំព្រះអម្ចាស់សូមថ្វាយបង្គំព្រះអម្ចាស់លោកគឺម៉ែអ្នកមិនយូរព្រោះតែខ្ញុំមិនអាចនាំសារប៉ាត្រឡប់មកវិញឲ្យសុវត្ថិភាពដូច្នេះខ្ញុំសូមទូវាមិនមែនកំហុសរបស់លោកនោះទេនេះគឺជាវាសនារបស់គេបើសិនសាំងប៉ាដឹងថាលោកមកទីនេះដើម្បីជួយដំណើរគេដោយខ្លួនឯងគេប្រហែលជាសប្បាយចិត្តខ្លាំងណាស់ហើយខ្ញុំប្រាប់ថាខ្ញុំជាជីវិតរបស់សាំងប៉ាខ្ញុំនឹងប្រកល់ឲ្យគេគ្រប់យ៉ាងគេជាវីរៈបុរសមិនអាចគ្មានឈ្មោះទេសាំងប៉ាជីវិតរបស់ខ្ញុំរួមទាំងកិត្តិយសរបស់ខ្ញុំមិនសោកស្ដាយសូម្បីតែបន្តិចព្រះអម្ចាស់មិនស័ក្តិសមទេព្រះអម្ចាស់ខ្ញុំទទួលទឹកចិត្តរបស់ព្រះអម្ចាស់ហើយតែច្បាប់គឺច្បាប់បើសិនសាំងប៉ាវបានដឹងរឿងនេះគេប្រហែលជាមិនព្រមទទួលទេព្រះអម្ចាស់នេះមិនស័ក្តិសមទេខ្ញុំវាងទុងសូមជូនដំណើរលោកយូសាប៉ាវថ្ងៃនេះគេឈ្មោះរបស់សាំងប៉ាវគ្រប់គ្នានឹងបានស្គាល់សាំងប៉ាវត្រឡប់មកផ្ទះយើងវិញណាកូនខ្ញុំជាកងទ័ពលំដាប់លេខ1ក្រោមការបញ្ជារបស់ព្រះអង្គម៉ាក់ចាំពេលខ្ញុំធំឡើងខ្ញុំនឹងការពារប្រទេសជាតិដែរម៉ាក់លោកយាយមើលនោះទៅពួកអាសម្រាមឯងចាំទុកយើងជាប្រមុខលំដាប់លេខ1ក្រោមបញ្ជារបស់ព្រះអង្គយូសាប៉ៅឈ្មោះយូចេញពីយូសាប៉ៅបើបានន័យថាការពារប្រទេសចាប់ចូលមកព្រះអង្គម្ចាស់ទ្រង់គិតថាការប្រយុទ្ធលើកនេះគ្រប់គ្រាន់នឹងធ្វើឲ្យមនុស្សនៅក្នុងក្រុងតុងហៃពេញចិត្តបានដែរទេស្រុកកំណើតមុនរបស់ខ្ញុំយូសាប៉ៅគឺតុងហៃនឹងមិនមែនជាស្វាមីដែលបាត់បង់ជីវិតរបស់ប្រធានរងឈិនទេអីម៉ាក់នេះចាំបាច់ទេវាងទុំខ្ញុំនិយាយប្រាប់ថានឹងធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់យូសាប៉ៅដើម្បីទូទាំងពិភពលោកនោះអីខ្ញុំវាងទុំជូនដំណើរលោកវាងទុំយូសាប៉ៅឈុតខ្មៅនេះក៏នេះតែក្បាត់ក្បាលនេះបែបនេះគេជាស្ដេចតាសៀឯងថាមិននឹងវាងទុំគឺជាព្រះអង្គម្ចាស់មែនទេខុសទេខ្មៅនេះក៏នេះខ្សែក្បាត់ក្បាលគួចគឺបង្ហាញពីឋានៈទូទាំងតាសៀមានតែម្នាក់ប៉ុណ្ណោះតែកូនខាងរបស់យើងនេះនឹងរីកចម្រើនគ្មានទីបញ្ចប់ទេមែនទេប៉ាមើលនេះទៅយើងជាអ្នកដឹកនាំលំដាប់លេខ1ក្រោមរាជបញ្ជារបស់ព្រះអង្គបើគេមកដល់នាងនឹងបានដឹងពីកេរ្តិ៍ឈ្មោះរបស់ស្វាមីខ្ញុំរឿងនៅមុននេះយើងជំនះបញ្ជាជាមួយគ្នាទៅព្រះអង្គម្ចាស់ដោយសារទូបង្គំបារម្ភពីកូនខ្លាំងពេកទើបមានសម្ដីលឺលួព្រះអង្គម្ចាស់អភ័យទោសព្រះអង្គម្ចាស់អភ័យទោសដល់ទូបង្គំបារម្ភពីកូនខ្លាំងពេកមែនទេគេបានធ្វើរឿងអ្វីឯងដឹងដែរទេគេប្រាប់ឲ្យទុំឆ្លើយតបមិនព្រមទទួលនៅស្លាប់គ្មានដីកប់ទេតែប្រព្រឹត្តទទួលក៏នៅតែស្លាប់រហូតដល់ហើយនឹងគ្មានលើគិតរួចទេគឺនាងជាអ្នកឲ្យដៃខ្ញុំប្រចាំបានយុត្តិធម៌អាចយុត្តិធម៌មែនទេព្រះអង្គម្ចាស់គឺគង់ជាមនុស្សដែលមានគុណធម៌សុភាពរៀបការតាំងពីក្មេងមិនដែលលឹបលោឬមួយក៏ធ្វើអ្វីខុសឆ្គងទីក្រាបទូលក៏ព្រោះតែនាងមិនមែនចឹងទេមិនអីទេព្រះអង្គម្ចាស់នឹងរកយុត្តិធម៌នេះខ្លួនឯងយ៉ាងម៉េចគិតថាយើងនេះងាយបោកណាស់មែនទេយើងផ្ដល់ឱកាសឲ្យពួកឯងម្ដងទៀតបើមិនទទួលកំហុសទេឆ្នាំក្រោយនឹងទទួលបានក្តីស្លាប់ហើយព្រះអង្គគឺជាអ្នកដែលមានអំណាចទៅក្នុងអំណាចបើធ្វើបែបនេះដាក់អ្នកដទៃហើយប្រើអំណាចគៀបសង្កត់ដល់ថ្នាក់នេះក្រែងថាអ្នកដទៃនឹងមើលងាយទ្រង់ខ្ញុំមិនទទួលស្គាល់ទេចង់បានផុសតាមមែនទេបើហើយបើអញ្ចឹងទ្រង់គឺជាស្ដេចសម្រាប់មនុស្សគ្មានតម្លៃគ្មានហេតុផលយើងសម្រាប់មនុស្សតាមវិធីណាក៏ព្រមទទួលទាំងពាក្យស្ដីនិងអារម្មណ៍យកឲ្យមើលកុំអី
មានអីចង់និយាយទៀតទេព្រះអម្ចាស់នេះគឺជាកំហុសរបស់កូនទូមង្គមប៉ុន្តែមកគួរដាក់ទោសដល់ស្លាប់ទេទូមង្គមរីករាយនឹងប្រគល់ទឹកចិត្តដោយបរិសុទ្ធយ៉ាងពេញចំហឹងដើម្បីសងជំនួសគេសូមទងលើកឡើងផងទៅបាទលោកដឹងថាល្អឬអាក្រក់នោះលោកប្រហែលជាមិនច្បងច្បល់មើលមិនដឹងថាមួយណាសមួយណាខ្មៅដែរធ្វើឲ្យអ្នកដទៃស្លាប់ចាក់ចេញមិនបានសុខយើងនឹងបានដឹងថាត្រូវចាត់ការយ៉ាង តែចុងក្រោយ ព្រះអង្គលើកលែងទោសឲ្យទូមកុំព្រះអង្គ លើកលែងទោសកុំផងអេសៀវអូនចាំទេការដែលពួកយើងក្នុងគ្នានោះ ខ្លួនអីទៅ អោយើងព្រមនឹងគ្នាហើយរយៈពេល3ខែបើសិនជាគេធ្វើឲ្យឈ្មោះរបស់ខ្ញុំវាងទុងបីទូទាំងក្រុងតុងហៃអូននឹងព្រមរៀបការជាមួយបង គេ ហើយ ថាខ្ញុំព្រមរៀបការជាមួយលោកគ្រាន់តែទទួលស្គាល់លោកប៉ុណ្ណោះបងប្រុស ហ៎ បើគេមិនព្រមការខ្ញុំការជាមួយបងខ្ញុំមិនបានប្រាប់ថារៀបការជាមួយលោកទេណាបង ទោះបីជាត្រូវលះបង់ខ្លួននាងក៏ដោយក៏នាងសុខចិត្តធ្វើដែរនាងរៀបការជាមួយប្តីនាងហើយដូច្នេះហើយនាងក៏ជាមនុស្សរបស់ប្តីនាងដែរនាងយល់ព្រមធ្វើគ្រប់រឿងទាំងអស់ហ្នឹងពេលនោះប្តីនាងបានលឺហើយគាត់ក៏អសប្បាយចិត្តណាគាត់ថានាងពិតជាព្រមលះបង់ដើម្បីគាត់មែនអីគាត់ក៏បានហោចស្នៀតសក់ទៅនាងណាដើម្បីឲ្យនាងហ្នឹងចាក់ម្រាមដៃរបស់នាងដើម្បីធ្វើការពិសោធន៍ដើម្បីឲ្យក្អួតចេញមាសប្រាក់ចេញមកដែរអញ្ចឹងណាទោះស្រីបានយកស្នៀតសក់ហ្នឹងទៅចាក់នៅលើម្រាមដៃរបស់នាងនាងមានការឈឺចាប់ហើយហូរឈាមនៅដៃនាងដែរពេលនោះនាងបំរុងនឹងក្អួតហើយម្ដាយក្មេកនាងក៏បាននិយាយថាមើលទៅឥឡូវហ្នឹងនាងក៏ក្អួតដែរនាងក្អួតអញ្ចឹងយើងគួរតែធ្វើទរណកម្មនាងវិញទៅវាប្រសើរជាងហើយឪពុកក្មេកនាងក៏សប្បាយត្រេកអរដែរគាត់ថាគាត់មានដើមឈើប្រាក់ពីដើមហើយឥឡូវនេះប្តីរបស់នាងបានឲ្យនាងក្អួតមកឆាប់ក្អួតមកស្ដោះលុយចេញមកណាទោះស្រីនាងបានយកដៃចេញឲ្យគាត់មើលណាគឺអត់មានប្រាក់ដែលចេញមកនោះទេទោះស្រីនាងក៏ថានាងមិនអាចស្ដោះប្រាក់ចេញមកបានទេប្តីនាងសួររកអាណាប្រាក់របស់គាត់ហើយម្ដាយក្មេកនាងបានរត់ទៅមើលនាងណាហើយគាត់ឲ្យនាងហាមាត់មើលឲ្យគាត់មើលក្នុងមាត់ទីមើលនៅពេលដែលនាងហាទៅគាត់មើលទៅគឺអត់មានប្រាក់ចេញមកនោះទេម្ដាយក្មេកនាងមិនអស់ចិត្តនោះទេទោះស្រីនាងបាននិយាយថាឥឡូវនេះគឺមានតែអ្នកម៉ែមួយទេដែលអាចជួយគ្រួសារនេះបានអ្នកម៉ែមួយរយៈនេះអ្នកម៉ែពិតជានឿយហត់ពេកហើយទូយាយថាមិនពិតនោះទេវាអាចទៅរួចដោយរបៀបណានាងក៏ប៉ះដើមឈើប្រាក់នោះដែរហេតុអីក៏នាងមិនអាចចាក់លុយបានចេញមកអញ្ចឹងនេះប្រហែលជាការប្រើកម្លាំងចាក់តិចពេកហើយកូនប្រុសកូនណាត្រូវតែវាយនាងឲ្យខ្លាំងទៅទើបនាងខ្ជិះចេញលុយមកណាប្តីរបស់នាងក៏បាននិយាយថាមែនហើយឥឡូវនេះនាងត្រូវតែជួយគ្រួសារយើងនាងត្រូវតែឲ្យគាត់វាយនាងណាទោះស្រីនាងគិតថាតើនាងពិតជាមិនអាចគិតផុតពីគ្រោះនៃគេវាយឲ្យស្លាប់នេះពិតមែនអត់ទេលោកយាយក៏ប្រាប់កូនគាត់ឲ្យវាយនាងឲ្យខ្លាំងទៅនាងពិតជាអាចខ្ជិះមាសចេញមកមែនមិញហ្នឹងនាងจะเอาហើយប៉ុន្តែនាងប្រកាសជាលាក់មាសនោះហើយប្តីរបស់នាងក៏បាននិយាយថាសេននាងដើម្បីគ្រួសាររបស់យើងអូនត្រូវតែទ្រាំបន្តិចទៅណាគាត់ក៏បានយាដៃគាត់ហ្នឹងរៀបទាំងផ្ទះកំភ្លៀងតួស្រីរបស់យើងតួស្រីនាងភ័យខ្លាំងណាស់ពេលនោះនាងក៏បានលុតជង្គង់នៅចំពោះមុខប្តីរបស់នាងណានាងថាពិតមែនហើយនាងពិតជាចង្អោរមែននាងចង់ក្អួតមែនប៉ុន្តែនាងចម្លែកខ្លួនឯងដោយសារមួយរយៈនេះនាងចេះតែចង់ក្អួតប្តីរបស់នាងគាត់តែលើពាក្យថានាងចេះតែចង់ក្អួតគាត់ថាក្អួតចង្អោរគាត់ក៏លើកនាងឡើងណាហើយគាត់សប្បាយចិត្តណាស់ល្អណាស់ពេលនេះគ្រួសារគាត់មានអ្នកស្នងតកូលហើយគាត់គិតថាប្រពន្ធគាត់ហ្នឹងគឺមានផ្ទៃពោះហើយដោយសារតែនាងហ្នឹងចេះតែចង់ក្អួតចង្អោររហូតតួស្រីនាងបានប្រាប់ថារដូវនាងគឺលើស3ថ្ងៃហើយមិនទាន់ឃើញមកនោះទេនាងក៏ចង់បន្តការសាកល្បងដែរប៉ុន្តែវាជាសម្ភារៈមង្គលរបស់គ្រួសារយើងទាំងមូលដូច្នេះនាងមិនអាចបន្តការសាកល្បងនេះបានទេប្តីរបស់នាងបាននិយាយថាមិនអីទេយើងមិនអាចធ្វើអ្វីប៉ះពាល់ដល់ទារកក្នុងផ្ទៃបានទេលោកយាយបាននិយាយថាមិនបានទេកូនប្រុសមិនអាចជឿនាងបានទេយើងមិនត្រូវជឿនាងនោះទេហើយឪពុកក្មេងនាងបាននិយាយថាបានហើយគ្រប់គ្រាន់ហើយទោះស្រីនាងក៏ថាមើលទៅនាងពិតជាមិនមែនជាផ្កាយសំណាងនៅក្នុងគ្រួសារនេះទេភារៈនេះគឺទុកឲ្យអ្នកម៉ែតែម្នាក់គត់ដែលជាផ្កាយសំណាងជួយគ្រួសាររបស់យើងហើយឪពុករបស់នាងក៏បាននិយាយថាពិតមែនហើយកូនប្រសានឹងបង្កើតចៅប្រុសដ៏ថ្លោះទលុកទលន់ឲ្យគាត់មួយណាហើយកូនប្រុសលោកយាយបាននិយាយថាអ្នកម៉ែពេលនេះគឺមានតែអ្នកម៉ែម្នាក់គត់ដែលជាដើមឈើប្រាក់ប្រចាំគ្រួសារយើងអ្នកម៉ែគ្រាន់តែក្អួតមួយថ្ងៃបន្តិចទៅនឹងអាចជួយគ្រួសារយើងឲ្យខ្លាយជាអ្នកមាននៅក្នុងទីក្រុងនេះហើយលោកយាយក៏ថាអត់ទេនេះវាឈឺខ្លាំងពេកហើយម៉ែមិនអាចទ្រាំបានទេពិតជាមិនអាចទ្រាំបាននោះទេមិនអាចទ្រាំបានហើយឬមួយក៏ម៉ែមិនចង់ជួយកូននោះទេម៉ែមិនអាចលះបង់ដើម្បីចៅប្រុសរបស់ម៉ែបានទេអី